ខំពីក្មេងស្រីសិស្សសាលាម្នាក់បានទៅរៀនយ៉ាងថែថប់នៅពេលដែលនាងកំពុងទៅរត់ទៅសាលានោះដែរនាងក៏បានពីជាមួយនឹងបុរសម្នាក់នាងក៏បានសុំទោសគាត់ក៏បានប្រកាន់ឯនាងដែរនាងក៏បានសុំទោសគាត់ម្ដងទៀតហើយក៏បានរត់ទៅសាលារៀននៅពេលដែលនាងរត់ទៅសាលារៀនដូចជាសពមួយដងនោះនាងក៏បានប្រទះភ្នែកជាមួយនឹងបុរសម្នាក់ដែលមានរូបរាងដូចជាសត្វសំណក់ចំពោះមនុស្សដែលមានរូបរាងបែបនេះដែរនៅក្នុងសាច់រឿងនេះគឺគេហៅថាជាសត្វកម្រនាងក៏បាននិយាយនៅក្នុងចិត្តថាមួយរយៈនេះដែរគឺនាងបានឃើញពួកគេហ្នឹងគឺញឹកញាប់ខ្លាំងមែនទែនរវល់តែគិតនៅក្នុងចិត្តនឹងឯងងាកមកមើលខ្លួនឯងវិញគឺថាតែរៀនយឺតទៀតហើយទស្សនវិជ្ជាក៏បានកាន់មកដល់សាលាយុទ្ធនោះហេចំពោះសាលានេះដែរគឺនឹងមានការទទួលសិស្សពិសេសហើយសិស្សពិសេសនឹងទៀតសោតគឺជាប្រភេទសត្វកម្រនឹងឯងចំពោះសត្វកម្រនឹងដែរគឺការឡើងដោយសារតែការពិសោធន៍ជាយូរយាងណាស់មកហើយពួកសត្វកម្រនេះដែរក៏មានទីលំនៅដែរគឺមានតែមួយខេត្តគោតគឺនៅខេត្តសៃតាម៉ាចំពោះប្រជាជនរបស់សត្វកម្រនេះដែរគឺមានចំនួន3000នាក់ការរស់នៅរបស់ពួកគេគឺស្រដៀងទៅនឹងមនុស្សយើងដែរទេហើយក៏មានជាប្រភេទសត្វកម្រជាច្រើនដែរបានមកលេងជាមួយនឹងក្រុមរបស់មនុស្សឬមួយក៏មករស់នៅនឹងឯងដូច្នេះហើយតើពួកយើងត្រូវផ្ដល់ការសិក្សាទៅកាន់ពួកគេដើម្បីឲ្យយល់យ៉ាងច្បាស់អំពីសង្គមរបស់មនុស្សមានសិស្សស្រីសាក់ខ្លីម្នាក់បានលើកដៃនិយាយថាខ្ញុំបានលើពីទៅចាំរ៉ាមអំពីសត្វកម្រនេះដែរថាគឺពិតជាកាចសាហាវនិងមានគ្រោះថ្នាក់ខ្លាំងមែនទែនលោកគ្រូក៏បាននិយាយថាគឺវាមិនអីទេចំពោះអ្នកដែលត្រូវបានបញ្ជូនមករៀននៅក្នុងសាលារៀននេះដែរគឺត្រូវបានត្រួតពិនិត្យរួចរាល់ហើយមុននឹងមានការអនុញ្ញាតឲ្យចូលរៀននេះដែរគឺថាខាងរាជរដ្ឋាភិបាលនោះគឺបានពិនិត្យរួចរាល់ហើយអញ្ចឹងទៅគឺអាចនឹងមិនមានបញ្ហាអីទេក្មេងស្រីសិស្សសាលាដែលយើងបានឃើញកាលពីព្រឹកមិញនោះក៏បានមកដល់សាលាប៉ុន្តែគឺទ្វាររបស់សាលានឹងគឺបានបិទទៅហើយដោយសារតែទ្វារសាលានឹងគឺបិទហើយអញ្ចឹងទៅគឺត្រូវហត់ទៅហៅផ្លូវមួយទៀតនៅពេលដែលនាងរត់ទៅនោះនាងក៏បានឃើញជាមួយនឹងបុរសម្នាក់ដែលពាក់ឯកសណ្ឋានសាលាដូចជានាងដែរនាងក៏បានចូលទៅសួរគាត់ថាតើគាត់នឹងមករៀនយឺតដែរមែនបុរសម្នាក់នោះគាត់ក៏បានឆ្លើយថាត្រូវហើយនៅពេលដែលគាត់មកដល់នោះគឺឃើញថាខ្លងទ្វាររបស់សាលានឹងបិទបាត់ទៅហើយឥឡូវអេដមែនសុំហៅក្មេងស្រីនឹងថាតួស្រីវិញដោយសារតែនាងនឹងគឺជាតួស្រីឥឡូវនឹងគេអត់ទាន់ប្រាប់ឈ្មោះទេអញ្ចឹងទៅអេដមែនអត់ទាន់ហៅទេតួស្រីបានហៅឲ្យគាត់នឹងផ្លោរបងចូលមករៀនមកបុរសម្នាក់នឹងក៏បាននិយាយថាតើនាងកំពុងតែឡើងមែនតួស្រីក៏បានតបទៅវិញថាត្រូវហើយបើមិនឡើងទេធ្វើមិនបានចូលរៀននោះហើយនឹងនិយាយបន្ថែមទៀតថាការធ្វើបែបនេះគឺអត់ល្អទេប៉ុន្តែដោយសារតែគាត់នឹងគឺជាសិស្សសាលានឹងដែរអញ្ចឹងទៅគឺឡើងមកបានគ្នាហើយនាងក៏បានហុចដៃឲ្យគាត់នឹងឡើងមកជាមួយគ្នាដែរគាត់ក៏បានចាប់ដៃនាងហើយក៏បានលោតឡើងទៅនឹងបានឲ្យគាត់បន្តមកក៏បានលោតចុះទៅរីឯមុខតួស្រីវិញមកឡើងភ័យតែម្ដងដោយសារតែខ្លួននឹងបាននិយាយជាមួយហើយបានកាន់ដៃរបស់គាត់ទៀតចំពោះដៃវិញឡើងទៅជាដោយសារតែឃើញតួស្រីយើងនឹងក្រចុះទៅនឹងគាត់នឹងក៏បានទាញដៃតួស្រីយើងនឹងឲ្យចុះទៅកាលមកដល់នៅក្នុងថ្នាក់រៀនវិញតួស្រីរបស់យើងនឹងក៏បាននិយាយថាគាត់នឹងបានអោបខ្ញុំទៀតទៅពេលនៅដល់លោកគ្រូក៏បានឲ្យសិស្សទាំងអស់គ្នានឹងងាកមកនេះពីបញ្ទីសិនមកពួកគេនាំគ្នាចូលទៅរៀងខ្លួនលោកគ្រូក៏បាននិយាយថាអញ្ចឹងនេះគឺជាសិស្សពិសេសដែលយើងបាននិយាយពីដើមមកគាត់ក៏បានណែនាំឈ្មោះចំពោះឈ្មោះរបស់គាត់វិញគឺហេដាកាតាសូណូគាត់ពិតជារីករាយមែនទែនដែលបានជួបអ្នកទាំងអស់គ្នាសិស្សមួយចំនួនបាននិយាយថាវាពិតជាធន់ធ្ងរណាស់ដែលត្រូវរៀនជាមួយគ្នាលោកគ្រូគាត់ក៏បានឲ្យហេដាកានឹងទៅអង្គុយក្បែរម៉ារីភ្ញាក់តែម្ដងដោយសារទៅជួបគ្នាផឹកមិញហើយឥឡូវមកអង្គុយជិតគ្នាទៀតហេដាកាគាត់គឺជាក្មេងដែលមានអាយុ16ឆ្នាំដូចតែអ្នកទាំងអស់គ្នាដែរទេចឹងទៅអបកតថាអ្នកទាំងអស់គ្នាព្រមទទួលហេដាកាធ្វើជាមិត្តរួមថ្នាក់ម៉ារីគឺនឹងចូលចិត្តមើលមិនមែនទេប៉ុន្តែឥឡូវហ្នឹងគឺហេដាកាបានឡើងចិត្តមើលអីលេងឃើញបាត់ដល់ពេលដល់មកចេញលេងហ្នឹងគឺសិស្សទាំងអស់គ្នាហ្នឹងក៏បាននាំគ្នានិយាយដើមហេដាកាដោយសារតែមុខរបស់គាត់ហ្នឹងគឺស្តៀងឆ្កែមែនទែនហើយដែលធ្វើឲ្យមានការភ្ញាក់ផ្អើលទៅដល់សិស្សថ្នាក់ផ្សេងទៀតហ្នឹងក៏បាននាំគ្នាមកថតរូបពេញហ្នឹងតែម្ដងហើយអ្នកខ្លះទៀតក៏ខ្លាចអីចឹងទៅម៉ារីគឺនាងចង់តែបិទមាត់តែពុតអ្នកដែលនិយាយពីហេដាកាតែដោយសារតែវាពិតជារំខានដល់នាងខ្លាំងមែនទែនសិស្សប្រុសម្នាក់ហ្នឹងគាត់ក៏បានដើរមកសួរហេដាកាថាតើគាត់នឹងអាចនិយាយមួយសត្វឆ្កែបានអត់ហេដាកាក្រហមហើយពួកនោះក៏បាននិយាយទៀតថាអូយគឺពិតជាគួរឲ្យខ្លាចមែនហើយនៅដែរក៏មានសិស្សផលដែលមានមេធំហ្នឹងគាត់ក៏បានមកវាយឲ្យម្នាក់ដែលសួរហ្នឹងគាត់ដែរក៏សុំទោសចំណែកហេដាកាវិញគាត់ក៏អត់ប្រកាន់អីដែរហេដាកាក៏បាននិយាយថាគាត់ដែរឃើញឆ្កែតែចាំពេលណាដែលគាត់ឃើញឆ្កែចាំគាត់សាញ់និយាយមើលថានិយាយមួយគ្នាកើតអត់សិស្សមេធំហ្នឹងក៏បានសើចថាអេឈួតមែនមិនហ្នឹងចង់ទៅនិយាយមួយឆ្កែដូចអាប៉ែហ្នឹងនិយាយដែរមែនហេដាកាក៏បាននិយាយថាអូគាត់មិនឈួតទេម្នាក់ផលដែលមានមេធំហ្នឹងដែរឈ្មោះរបស់គាត់គឺពិតជារីករាយមែនតែដែលបានជួបហេដាកាដល់មកចេញទៅផ្ទះម៉ារីនេះក៏បានដើរទៅផ្ទះដោយធម្មតានឹងឯងនាងដើរបដាក៏គិតក្នុងចិត្តបដាម៉ារីនេះក៏បានឃើញបរិម្នាក់កំពុងតែរករឿងហេដាកាក៏បានសុំផ្លូវសម្រាប់ទៅផ្ទះតែបរិពីរនាក់នោះគាត់អត់បានឲ្យហេដាកាណាទៅទេហេដាកាក៏បានលោតឡើងលើបង្កាន់ដៃស្ពានប៉ុន្តែអាពេលនោះគាត់រលត់ទៅវិញឯងប៉ុន្តែក៏បាក់អើជាមួយនឹងម៉ារីដែលបណ្ដាឲ្យគាត់នឹងធ្លាក់ទឹកទៅហើយចំណែកម៉ារីវិញនាងឡើងភ័យហ្មងហេដាកាក៏បានសួរនាងថាតើនាងកំពុងតែធ្វើអី
ម៉ារីនេះគាត់តែចង់ព្យាយាមជួយគាត់តែប៉ុណ្ណោះគាត់បានហាម៉ារីនឹងមិនឲ្យធ្វើអញ្ចឹងបែបនេះម្ដងទៀតទេដោយសារតែវានឹងគឺមានគ្រោះថ្នាក់មែនទែនម៉ារីប៉ុន្តែវាជាកំហុសរបស់ខ្ញុំដែលធ្វើឲ្យអ្នកធ្លាក់ទឹកខ្ញុំគិតថាអ្នកមិនចេះហែលទឹកឃើញក្រឡើងពេកហ៎ហេដាកាអាចហែលទឹកបានប៉ុន្តែម៉ារីទៅវិញទេដែលអាចនឹងប្រឈមជាមួយនឹងការលង់ទឹកម៉ារីនេះក៏បានអរគុណគាត់ហើយក៏មិនភ្លេចអរគុណរឿងកាលពីព្រឹកមិញដែរហេដាកាក៏បានអរគុណម៉ារីវិញដែរដែលបានបារម្ភអំពីគាត់ម៉ារីនេះក៏បានសួរគាត់ថាមិនបានជ័យគាត់នឹងអត់ខឹងនឹងបរិបពីរនាក់នោះចឹងគាត់ក៏បាននិយាយថាពីរនាក់ហ្នឹងគ្រាន់តែមកហៅរឿងគាត់ទេអត់បានធ្វើអីផ្សេងទេដោយសារតែគាត់ហ្នឹងគឺចង់រស់នៅដោយមនុស្សចឹងទៅអារឿងសាមញ្ញដែលមនុស្សគេធ្លាប់ជួបប្រទះអីហ្នឹងគាត់ក៏ហ៊ានធ្វើតាមដែរវាគ្រាន់តែរឿងប៉ុណ្្នឹងអីទេចឹងទៅគាត់អត់ចេះខឹងញញ៉ៃទេម៉ារីក៏បានជួនហេដាកាហ្នឹងទៅផ្ទះរបស់ខ្លួនហើយក៏ប្រាប់ម៉ែតាមដំណើរដើមរឿងហ្នឹងឯងម៉ាក់របស់ម៉ារីហ្នឹងក៏បានឲ្យពួកគេហ្នឹងនាំគ្នាចូលផ្ទះទៅម៉ាក់របស់ម៉ារីហ្នឹងក៏បាននិយាយថាប្រកាសអត់ថាអត់អីដោយសារតែនេះគឺជាសត្វកម្រកូនហេដាកាក៏បាននិយាយមួយឆ្កែក៏មិនដែរដូចចាក់ចូលគ្នាសោះប៉ុន្តែបានបន្តិចក្រោយមកហ្នឹងក៏បានលេងជាមួយឆ្កែម៉ារីក៏បានប្រាប់ម៉ាក់ថាហេដាកាគាត់គឺជាមិត្តរួមឋានរបស់ខ្លួនម៉ារីក៏បានសួរហេដាកាថាតើហ៊ានងូតទឹកអត់ចំណែកឯហេដាកាវិញក៏បានឆ្លើយហើយពេលហ្នឹងដែរហេដាកាក៏បានដល់អែវហើយចិនសាច់ផែកទៀតដល់ម៉ារីវិញគ្នាឡើងអៀនគាត់សួរថាក្រែមិញថាបោកអែវឲ្យហើយគាត់ហ្នឹងក៏បានឲ្យម៉ារីហ្នឹងចូលវិញមកម៉ារីនិយាយថាអត់អីណែអីគាត់និយាយថាក្រែម៉ារីឯងគឺជាម្ចាស់ផ្ទះអញ្ចឹងម៉ារីឯងមានសិទ្ធអីចង់ចូលក៏បានចេញក៏បានដែរម៉ារីក៏បានចូលមកបោកកៅអៅឲ្យប៉ុន្តែភ្នែកហ្នឹងលួចមើលតែរាងកាយគេទេហើយក៏បាននិយាយក្នុងចិត្តថាអ៊ុយមានគេឡើងធំដល់ពេលយកសាប៊ូវិញគឺថាម៉ារីហ្នឹងគឺកទឿពេកអញ្ចឹងទៅដល់ថ្នាក់អឺតឯនៅលំដល់ផងនិយាយរំទៅហេតុតែគ្នាកទឿហេដាកាហ្នឹងក៏បានជួយយកឲ្យដោយសារតែឃើញហ្នឹងវេទនាពេកតែពេលងាកមកមកពីហ្នឹងក៏មកចំគ្នាទៀតតែមិនមុខចំឯណាគឺចំច្រមុះគ្នានឹងឯងហើយម៉ារីវិញក៏មានជាការអៀនក៏សុំចេញទៅក្រៅសិនសុំចេញមកក្រៅហ្នឹងគឺបានអាចច្រមុះខ្លួនឯងហើយហេដាកាវិញក៏ដូចគ្នាដែរហើយបេះដូងគេហ្នឹងក៏បានលោតតែអត់មានដឹងថាក្នុងន័យអីណានៅពេលដែលកំពុងរត់ដែរម៉ារីហ្នឹងក៏បានឲ្យយូគីណាឈប់សិនតែដោយសារអីហត់ហត់ចង់ដាច់ខ្យល់ហើយក៏លើកយូគីហ្នឹងយកមកប៉ះច្រមុះខ្លួនឯងដែលធ្វើឲ្យម៉ារីនៅគេដល់រឿងការពីម្សិលមិញទៀតហើយកាត់មកមើលនៅក្នុងភូមិសាយតាម៉ាវិញហេដាកាមុនពេលដែលគាត់មកហ៊ានហ្នឹងគឺថាមានមនុស្សជាច្រើនមែនតើដែលមកសួរគាត់របៀបមកសួរថាតើគាត់ទៅហ៊ានហ្នឹងជួបអីខ្លះហើយគាត់ហ្នឹងមានជួបមនុស្សល្អអត់ហេដាកាហ្នឹងក៏អត់បានឆ្លើយតបវិញទេដោយសារវាពិតជារំខានណាស់គាត់ក៏បានដើរចេញទៅសម្បីតែកន្លែងចេញគេណាក៏សុវត្ថិភាពណាស់ដែរពេលដល់មកកីឡាម៉ារីនឹងខូចចាំមើលតែសាច់ផេកគេនឹងឯងហើយពេលនឹងដែរហេដាកាណាក៏បានលាត់អាវម្សៅជូតមុខអីណាអើយឡើងឃើញសាច់ផេកអស់ហើយនេះម៉ារីរកចិត្តម៉ែពេលនឹងដែរអាចារ្យសាក់ខ្លីហើយនឹងអាចារ្យសាក់ខ្មែរនឹងក៏បានកេះម៉ារីដែលសារតែឃើញម៉ារីណាគឺមើលហេដាកាពេកពេលចាប់មកកីឡានឹងម៉ារីក៏បានប្រមូលបាយយកទៅហើយជានិស័យខ្លាំងមែនតើហេដាកាក៏យកបាយទៅទុកដែរម៉ារីក៏បានទៅសារហេដាកាថាហេដាកានឹងគឺគាត់ពិតជាលយខ្លាំងមែនតើម៉ារីក៏នាងក៏ច្រើនទៀតដែរហើយនៅពេលនោះដែរក៏មានសិស្សដែលស្អប់ហេដាកាណាគាត់ក៏បានរញទ្វារបិទហើយក៏យករបស់ឲ្យម្យ៉ាងដែលបិទកុំឲ្យទ្វារនឹងបើកចេញបន្ទាប់ពីបានបិទហើយសិស្សកំហុសណាក៏បាននាំគ្នាដើរចេញទៅនៅក្នុងថ្នាក់រៀនវិញសិស្សខូចខូចដែលបានធ្វើបាបហេដាកានឹងក៏បានមកប្រាប់បបិសិស្សនេះថាខ្លួននឹងគឺបានធ្វើបាបហេដាកាមិនខ្លាចអីខ្លាំងចឹងទៅកន្លែងមកមើលស្ថានភាពពីអ្នកវិញហេដាកាក៏បានសួរទៅកាន់ម៉ារីថាតើមានថើរបួសកន្លែងណាអត់ម៉ារីក៏អត់មានថើអីទេហេដាកាវិញទេដែលថើរបួសគាត់ក៏បានសុំតដែលអូទាញម៉ារីមកចូលនៅក្នុងរឿងនេះដែរតែម៉ារីវិញក៏បាននិយាយថាវាមិនមែនជាកំហុសរបស់ហេដាកាទេដោយសារតែដៃរបស់ហេដាកានឹងគឺថើរបួសហូរឈាមមកម៉ារីក៏បានយកកសែងរបស់ខ្លួននឹងទៅហុំរបួសឲ្យហេដាកាក៏បាននិយាយថាម៉ារីតើកសែងរបស់អ្នកអាចនឹងប្រឡាក់ឈាមទេម៉ារីនេះក៏បានតបទៅវិញថាវាមិនអីទេដោយសារតែកសែងនឹងក៏វាមានតម្លៃរៀងសមរម្យដែរហើយចំណែកដៃរបស់ហេដាកាវិញគឺពិតជាត្រជាក់មែនទែនគាត់ក៏បាននិយាយថាតាមធម្មតាដៃរបស់គាត់ក្តៅក៏ប៉ុន្តែដល់មិនទេវាត្រជាក់ចឹងហើយនិយាយពីថាចាយម៉ារីឯងចង់មកអីឡាឡុងដោយសារតែម៉ារីនឹងចង់ឡាឡុងចឹងទៅគាត់ក៏ហឹបចង់ខ្លួនឯងរៀងតឹងទៅពួកគេក៏បាននិយាយគ្នាហើយហេដាកាណាក៏បានអោបម៉ារីអោបកូនស្រីគេមកសុំតែងមកហិតខ្លួនកូនស្រីគេទៀតហ្នឹងបន្តអំពីភាពមួយនោះដែរយូគីហេរ៉ូហ្នឹងក៏បានមកជួយហេដាកាហើយក៏បានស្រែកសួរដែរថាហេដាកាឯងជាប់នៅក្នុងនឹងអត់ចំណែកហេដាកានៅក្នុងនេះវិញក៏បានសុំទោសម៉ារីធ្វើឲ្យម៉ារីនឹងភ័យខ្លាចនៅពេលនោះដែរយូគីហេរ៉ូហ្នឹងក៏បានបើកទ្វារចេញហើយក៏បានឃើញម៉ារីនៅក្នុងនឹងដែរហេដាកាក៏បានដើរចេញព្រមទាំងអរគុណយូគីហេរ៉ូម៉ារីក៏និយាយនៅក្នុងចិត្តថាយើងគឺពិតជាខ្លាចមែន
តែនគាត់ហ្នឹងគឺពិតជាដោយសត្វសាហាវខ្លាំងណាស់ស្អីរឿងកាន់មកហ៊ីដាកាម្ដងគឺថាហ៊ីដាកាគាត់និយាយនៅក្នុងចិត្តហើយនិយាយច្រើនមែនតែនអេដមីនសូមអត់និយាយទេអញ្ចឹងទៅមកយើងទៅមើលវគ្គខ្លាំងផ្សេងទៀតនៅពេលដែលតាពីរនាក់ដូចដែរយូគីហេរ៉ូក៏ក្បាលសួរថាតើហ៊ីដាកាហ្នឹងមានធ្វើអីលើនាងអត់មិនគាត់ចង់មានន័យថាហ៊ីដាកាហ្នឹងគឺជាមនុស្សប្រោតដែលរកចិត្តឬមួយក៏អាក្រក់អីទេម៉ារីក៏បាននិយាយទៅថាតើវាចម្លែកអត់ដែលបេះដូងរបស់នាងត្រូវបានហ៊ីដាកាលួចយកអេដមីនមានអារម្មណ៍ថានិយាយចង់សើចមិនទេគ្នាយូគីហេរ៉ូហ្នឹងក៏បាននិយាយថាវាគឺជារឿងល្អវាមិនចម្លែកទេយូគីហេរ៉ូក៏បានសុំតដោយសារតែគាត់នឹងគឺថាសួរចិត្តជ្រឹកក៏រឿងផ្ទាល់ខ្លួនរបស់គេច្រើនមែនទែនប៉ុន្តែម៉ារីក៏នាងអត់ប្រកាន់អីដែរដល់ពេលនៅណាពួកគេនឹងក៏បានឃើញពួកសិស្សកំហុសនឹងក៏បានយកសភៅរបស់ហ៊ីដាកានឹងបំរុងនឹងគប់លេងហើយសិតតែដាក់មកគ្នាទៀតដែរស្ថានៈគេនឹងក៏បានឆ្ងាយជាងគេហើយយូគីហេរ៉ូនឹងក៏បានចោទទៅសួរថាតើអ្នកទាំងអស់គ្នានឹងកំពុងតែធ្វើអីហើយមាន sorry មែនតើមានអត់ស្គាល់ឈ្មោះប៉ែកសសនឹងទេចឹងទៅហៅវាអសសសិនទៅប៉ែកសសនឹងក៏បាននិយាយថាតើយូគីហេរ៉ូនឹងចង់បានអីគេយូគីហេរ៉ូក៏បានដើរទៅកាន់ម្នាក់ស្រីដែលកំពុងកាន់កាមេរ៉ានឹងបដាគាត់ក៏បាននិយាយបដានេះគឺជាកម្មសិទ្ធិរបស់ហ៊ីដាកាអ្នកទាំងអស់គ្នាក៏ត្រូវសុំទោសហ៊ីដាកាចំពោះការដែលអ្នកទាំងអស់គ្នាឃុំឃាំងហ៊ីដាកានៅក្នុងបន្ទប់ដែរប៉ែកសសនឹងក៏បាននិយាយថាហ៊ីដាកានឹងគឺពិតជារំខានឬមួយដែលធ្វើឲ្យខូចសម្ព័ន្ធភាពថ្នាក់ទាំងមូលមែនទែនទោះបីជាហ៊ីដាកាគាត់មានបញ្ញាដូចជាមនុស្សទៅក៏ដោយប៉ុន្តែគឺគាត់ពិតជាមានគ្រោះថ្នាក់ខ្លាំងមែនទែនមិនមែនណាសម្កាត់កន្លែងនឹងចោលខ្លះហើយដោយសារតែគេនិយាយពីអីក៏អេដមីនអត់យល់ដូចគ្នាអញ្ចឹងទៅក៏និយាយទៅអ្នកគ្នាក៏មិនយល់ដូចអេដមីនដែរប៉ែសសនឹងក៏បានយកសភៅរបស់ហ៊ីដាកានឹងគប់ចោលក៏ប៉ុន្តែម៉ារីនាងក៏បានទៅចាប់តន់ហ៊ីដាកាក៏បានចុះហើយក៏បានទៅសួរប៉ែសសនឹងថាតើឯងកំពុងតែធ្វើអីខ្ញុំបានលើឯងនិយាយគ្រប់យ៉ាងដោយសារតែខ្ញុំនៅក្នុងអាគារប៉ែសសណាក៏បាននិយាយថាម៉ែនអីតើអ្នកលឺអីខ្ញុំនិយាយដូចនោះមែនអីហ៊ីដាកានឹងក៏បានទៅសង្គ្រប់ហើយក៏បានក៏ហឹមហើយក៏បាននិយាយថែមទៀតថាអ្នកមិនគួរណានិយាយអំពីភាពទន់ខ្សោយរបស់អ្នកឲ្យមកបន្ទោសសត្វសាហាវទេអាប៉ែនឹងក៏និយាយថាអូយខ្ញុំធន់ណាបន្ទាប់ពីនិយាយចឹងហើយក៏បានដើរចេញទៅអេដមីនដឹងថាឈ្មោះអូគីនឹងត្រូវឬមកក៏អត់ត្រូវទេប៉ុន្តែឥឡូវនឹងសុំហៅអញ្ចឹងសិនណាអូគីចាំខ្ញុំផងកុំឲ្យខ្ញុំនៅក្រោយគេមើលអើយខ្លាចនេះអេដមីនគាត់ទៅលុយបន្ថែមសលេងខ្លះទេគ្នាយើងពួកប្រហែលអ្នកនឹងក៏បានដើរចេញទៅទាំងអស់ទៅតវៈដែរហ៊ីដាកានេះគឺគាត់ត្រូវនិយាយមួយពីរនាក់នេះម្ដងយូគីហេរ៉ូនោះក៏បានយកក្បាលគាត់មកទៅរកមើលរោមរបស់ហ៊ីដាកាហើយក៏បាននិយាយថាអូមិនហ្នឹងហ៊ីដាកាឯងខឹងមែនគឺឃើញថាហ៊ីដាកាឯងតឡើងសលេងទៀតដល់ឲ្យឡើងលយហ៊ីដាកាក៏បានស័យដាក់ពីនឹងថាគឺដោយសារតែពីអ្នកឯងហ្នឹងហើយទៅបានធ្វើឲ្យគាត់នឹងប្រើសលេងខ្លាំងចឹងដោយសារតែគាត់ឃើញថាពីអ្នកឯងណាកំពុងតែមានគ្រោះថ្នាក់គាត់ក៏បាននិយាយបន្តទៀតថាគាត់អាចទិញសភៅផ្សេងទៀតបានតែគាត់ចង់មានន័យសម្ដៅទៅដល់អត់ចង់ឲ្យអ្នកទាំងពីរនឹងមានគ្រោះថ្នាក់ហើយគាត់ក៏បាននិយាយថាមិនបាច់ការពារគាត់ទេម៉ារីក៏បានដើរទៅរកសភៅហើយក៏បានហត់ទៅឲ្យហ៊ីដាកាព្រមទាំងបាននិយាយថាសភៅនេះដែរគឺវាមានតម្លៃមែនទែនហើយវាក៏ជាអនាគតរបស់អ្នកដែរខ្ញុំពិតជារីករាយមែនទែនដែលបានការពារវាយូគីហេរ៉ូក៏បានតកៀកហ៊ីដាកាហើយក៏បាននិយាយថាខ្ញុំមិនអាចជួយអ្នកបានហើយខ្ញុំក៏ចង់រីករាយជាមួយអ្នកនៅក្នុងសាលារៀនដែរបន្ទាប់ពីហ៊ីដាកាបានលើហើយហ៊ីដាកាហ្នឹងក៏បានចាប់លើយូគីហេរ៉ូនឹងដាក់លើខ្នងរបស់ខ្លួនយូគីហេរ៉ូវិញឡើងភ័យហ្មងដោយសារអីរៀងខ្ពស់ដែរហើយគាត់ហ្នឹងគឺពិតជាស្រាវខ្លាំងមែនទែនវារៀងខ្ពស់ដែរហើយបើងាកមកទឹកមុខរបស់អាចារ្យម៉ារីវិញមិនដឹងទៅចំណានស្អីគេដែរគ្រាន់តែយូគីហេរ៉ូហ្នឹងបានប៉ះក្បាលរបស់ហ៊ីដាកាអសោះហ្នឹងនិយាយទៅគឺដូចក្នុងជីវិតពិតមែនទែនមិត្តភាព3នាក់គឺតែងតែមានម្នាក់ឯងដែលចំណានគេហ៊ីដាកាហ្នឹងគឺគាត់បាននិយាយថាគាត់មិនត្រូវការឲ្យអ្នកទាំងអស់គ្នានិយាយថាសប្បាយចិត្តឬមួយក៏ចង់ជួយគាត់ទេក៏ប៉ុន្តែនេះវាគឺជារឿងធម្មតាដែលមនុស្សរបៀបថាឲ្យគេបានជួយណាគេម្នាក់ឲ្យគេសប្បាយចិត្តអញ្ចឹងណាដូចជាយើងដឹងហើយថាហ៊ីដាកាគាត់ចង់រស់នៅត្រឡប់ដូចជាមនុស្សអញ្ចឹងទៅគឺអីដែលមនុស្សធ្វើប្រចាំថ្ងៃឬមួយក៏អីដែលមនុស្សធ្វើធម្មតាហ្នឹងគឺគាត់ត្រូវហ៊ានតាមរបៀបថាវាមិនមានន័យចាំមកអញ្ចឹងទេប៉ុន្តែអត់មានសុំកាត់ន័យឲ្យមកចង់មកទៅបើសិនជានិយាយតាមន័យគេគឺវារៀងអញ្ញាញ៉ៃហើយទស្សនវិជ្ជាក៏កាត់មកដល់ផ្ទះរបស់យូគីហេរ៉ូដែលពួកគេនឹងនិយាយអំពីរឿងធ្វើតេស្តប្រឡងអីហ្នឹងទៅហើយបងរបស់យូគីហេរ៉ូពីរនាក់ណាក៏បានមកលបមើលដែរហើយក៏បាននិយាយថាអូយបងមួយហ្នឹងក៏គឺជាសត្វសាហាវអេដមីនមើលទៅបងប្អូនគេមុខស្តៀងគ្នាជាពិសេសគឺអាថ្មិញហ្នឹងហ្មងយូគីហេរ៉ូបានឃើញថាបងប្រុសរបស់ខ្លួនឯងហ្នឹងកំពុងតែលបមើលខ្លួនឯងនិយាយគ្នាអញ្ចឹងទៅក៏បានដេញឲ្យតែក្រៅទៅហើយគាត់ក៏បានបិទទ្វារដែរហើយកន្លែងនេះដែរហេដាកាក៏បាននិយាយច្រើនពីរបៀបថាជំងឺរបស់គាត់ឯងនឹងរើឡើងដូចជាសត្វសាហាវចង់ស៊ីសាច់អីចឹងទៅអេដមីនសុំសង្ខេបប៉ុណ្ណឹងឯងហើយបន្តិចក្រោយមកហ្នឹងយូគីហេរ៉ូហ្នឹងក៏បានបិទឲ្យហ៊ីដាកាជាមួយនឹងម៉ារីនៅក្នុងនឹងតែពីរនាក់ទៅយល់តែគាត់ចាក់សារឲ្យពីរនាក់ហ្នឹងនៅក្នុងនឹងឲ្យនិយាយគ្នាអីចឹងទៅហ៊ីដាកាហ្នឹងគឺគាត់ថាស្រន់ស្លាប់មែនតើក៏បានគោះទ្វារប៉ុន្តែពេលនៅដែរម៉ារីក៏បាននិយាយថា
តាមពិតទៅក៏នាងនឹងចង់និយាយមួយគាត់ដែរនាងគឺសុំកុំឲ្យគាត់នេះនៅឆ្ងាយពីនាងពេកមើលតែសារតែនាងគឺចង់ស្វែងយល់អំពីស្អីតែមិនអត់យល់ដែរចឹងហើយសុំកាត់ណានិយាយរំទៅគឺនាងចង់និយាយជាមួយគាត់ឲ្យបានច្រើនហើយអត់ចង់ឲ្យគាត់នឹងនៅឆ្ងាយពីនាងទៀតទេដោយសារមានអារម្មណ៍ថាខុសមែនទែនមិនមានលុយបន្ថែមតិចតួចណាអត់មានប្រកាន់ទេចឹងហើយអាយុគីហេរ៉ូនោះក្រៅអញក៏បាននិយាយក្នុងចិត្តឯងថាត្រូវហើយដោយសារតែគាត់នឹងគឺមានអារម្មណ៍ថាម៉ារីនឹងគឺមានចិត្តលើហ៊ីដាកាអីចឹងទៅហើយរបៀបថាហ៊ីដាកានឹងគាត់អត់ដឹងទេថាម៉ារីនឹងគឺនាងមានអារម្មណ៍ថាហ៊ីដាកានឹងគឺគាត់បានឆក់យកបេះដូងនាងហើយហ៊ីដាកាគាត់នៅតែមានសង្ឃឹមខ្លះទៅហ៊ីដាកានឹងក៏បានចាប់ឲ្យម៉ារីនឹងខ្ទប់នៅទ្វេហើយក៏បាននិយាយថាតែអ្នកឯងនឹងធ្វើប្រហែលអត់ខ្វះតែបន្តិចទេគឺគាត់នឹងខំនាងហើយអ្នកដែលឈឺចាប់នោះគឺជានាងម៉ារីនឹងក៏បាននិយាយថាសុំទោសខ្ញុំមិនអាចបោះបង់ចោលដល់ងាយអញ្ចឹងបានទេយូគីហេរ៉ូនឹងក៏បានសួរម៉ារីជាមួយនឹងហ៊ីដាកាថាតើអ្នកកំពុងធ្វើអីអើយអេដមីនយល់នេះអេដមីនសុំកាត់ខ្លះហើយដោយសារតែកន្លែងហ្នឹងគឺគេនិយាយច្រើនមែនតើហើយភាគច្រើននោះគឺនិយាយនៅក្នុងចិត្តដោយសារតែលើកន្លែងហ្នឹងបងរបស់យូគីហេរ៉ូនឹងក៏បានមកសួរថាបងប្រុសថាមានរឿងអីមែនចឹងទៅយូគីហេរ៉ូនឹងក៏បានដូចឲ្យអ្នកទាំងពីរហ្នឹងទៅលេងឆ្ងាយបាត់ទៅរឿងចាស់តែមកស្ដាប់ពីគេដែរគេនឹងក៏បាននិយាយគ្នាហើយរបៀបថាម៉ារីនឹងក៏បាននិយាយថាហេដាកានឹងឲ្យប៉ះក្បាលរបស់នាងបានហើយហេដាកាគេក៏បានប៉ះទៅសល់ឡងតន់ហ្មងហើយអ្នកទាំងអស់គ្នាដឹងថាម៉ារីឲ្យគេប៉ះក្បាលអញ្ចឹងគឺមានបំណងមួយដោយសារតែម៉ារីនឹងក៏ចង់ប៉ះក្បាលរបស់ហេដាកាដែរតែតើម៉ារីគឺនាងចំណែនយូរអញ្ចឹងទៅបានប៉ះក្បាលរបស់ហេដាកានោះគឺថាក្បាលរបស់ហេដាកានឹងឡងតន់ដោយសារតែមានរោមឯបានតន់នោះក្បាលណាតន់នោះហើយបងនិយាយពីរឿងពូយូគីហេរ៉ូនោះក្រៅវិញណាគាត់អត់ដឹងអត់យល់ណៃគេមកក៏ឃើញពីសកម្មភាពគេដែរប៉ុន្តែគឺគាត់ក្នុងចិត្តថាគាត់នឹងគឺពិតជាពិបាកស្ដាប់មែនទែនហ្មងមិនមែនគាត់ថាគេនិយាយគ្នាធម្មតាទេតែប្រហែលជាយូគីហេរ៉ូគឺជាមនុស្សអច្ឆរិយៈគិតអីដែលលើសពីការពិតបើកាត់មកមើលពីអ្នកនេះវិញគឺថាម៉ារីនេះកំពុងតែគិតអីប៉ុន្តែពេលនោះដែរហេដាកានឹងក៏បានសុំប៉ះសុំប៉ះមុខអីចឹងណាហើយម៉ារីនឹងក៏បានឲ្យហេដាកាប៉ះមុខទៅគឺថាដៃរបស់ហេដាកានឹងគឺថាកក់ក្ដៅខ្លាំងមែនទែនបាទបន្តិចក្រោយមកហេដាកាក៏មានអារម្មណ៍របៀបថាចន្លាយអីចឹងហើយក៏បានដកដៃចេញពីម៉ារីទៅបន្ទាប់មកក៏បានចាប់អោបម៉ារីហើយក៏បាននិយាយថាម៉ារីអ្នកគឺពិតជាគួរឲ្យស្រឡាញ់ទៀតហើយអែនមានអត់ដឹងថាកន្លែងហ្នឹងម៉ារីនិយាយក្នុងចិត្តឬមួយក៏និយាយចឹងក្រៅទេម៉ារីបាននិយាយថាអូខ្ញុំស្រឡាញ់អ្នកអែនមានដូចចង់ខ្លាចទៅជាស្គរតាំងម៉ែឥឡូវនេះចឹងឯនៅខាងក្រៅវិញបងរបស់យូគីហេរ៉ូនឹងក៏បាននិយាយប្រាប់បងថាបងខ្ញុំលើស្រឡាញ់អីដែលចម្លែកឬមួយក៏គួរឲ្យខ្លាចនៅខាងក្នុងយូគីហេរ៉ូនឹងក៏បានយកសត្វទៅចាក់ប៉ុន្តែបងប្រុសរបស់គាត់ទាំងពីរនាក់ហ្នឹងក៏បានតង់គាត់ហើយក៏បាននិយាយថាបងប្រុសខ្ញុំនឹងជួយបងប្រុសបងត្រឡប់មកវិញមកអែនមានរៀងកាងកន្លែងហ្នឹងដែរហ្នឹងអែនមានមានអារម្មណ៍ថាកន្លែងហ្នឹងដូចជាអត់សមរម្យតែអែនមានទៅចង់និយាយទេថាហេដាកាហ្នឹងគាត់ខំអៅរបស់ម៉ារីអញ្ចឹងណាម៉ាក់ហ្នឹងហើយអែនមានអត់ចង់និយាយច្រើនអែនមានអារម្មណ៍ថាធ្ងន់ធ្ងរទៅនេះហេដាកាចាប់ផ្ដើមខំកផ្លូវរបស់ម៉ារីអ្នកខ្ញុំមកខ្លួនទៅមានអត់ចង់និយាយទេហេដាកាហ្នឹងក៏បាននិយាយថាខ្ញុំចង់បាននាងតែដឹងថាចង់បានក្នុងគោលបំណងអីចង់បានជាប្រពន្ធដល់គ្នានៅពេលនោះដែរម៉ារីហ្នឹងក៏បានរត់ហេដាកាចេញហើយកុំឲ្យមានរឿងចូលជាងនឹងឯណាអត់កើតទេអ្នកសម្រាប់នេះចង់បាយក្អួតទេនេះភាគទី3គ្រាន់តែចូលដល់ភាគទី3ភ្លាមមកឃើញម៉ារីងុយទឹកបដោយអត់កើតទេកន្លែងហ្នឹងដែរមានសុំកាត់ចោលឯណានៅពេលដែលម៉ារីងុយទឹករួយហ្នឹងប៉ារបស់ម៉ារីហ្នឹងក៏បាននិយាយថាថ្ងៃនេះដែរគឺមានសិស្សសាហាវមួយដែលបានធ្វើការនៅកន្លែងជាមួយគាត់គឺពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនចំណែកម៉ារបស់ម៉ារីហ្នឹងក៏បាននិយាយថាអូប៉ុតមែនទេប៉ារបស់ម៉ារីក៏បាននិយាយថាម៉ៃហានេះដែរគឺថាមានសិស្សសាហាវផ្សេងទៀតដែលនៅធ្វើការជាមួយគាត់ហើយក៏រៀងខ្លាចតិចតួចដែរម៉ាក់របស់ម៉ារីពួកគេហាក់ដូចជាធម្មតាណាស់ពេលដែលពួកយើងនិយាយជាមួយពួកគេហើយប៉ារបស់ម៉ារីហ្នឹងក៏បាននិយាយថាអូនឯងដឹងដល់របៀបនេះហើយបន្ទាប់មកម៉ារីហ្នឹងក៏បានឡើងទៅដេកហើយយកយូគីទៅជាមួយដែរអេដមីនសូមបញ្ជាក់បន្តិចដូចនិយាយច្រើនដងហើយអេដមីននឹងមិនអានពាក្យនៅក្នុងចិត្តរបស់គេទេដោយសារអីនៅក្នុងរឿងហ្នឹងដែរម៉ែនិយាយឡើងមកតិចក៏ណារាប់អស់សកម្មភាពគឺនៅពេលដែលសាលាវាយជួងចេញលេងសិស្សទាំងអស់គ្នាហ្នឹងក៏បានសរសេរអក្សរហើយបន្ទាប់មកក៏នាំគ្នាទៅញ៉ាំអីអញ្ចឹងទៅនៅពេលដែលចាស់សិស្សខ្មែរហ្នឹងក៏បានដកបាយមកញ៉ាំហ្នឹងក៏ឈូសភៅម៉ារីឃើញហើយក៏បានហៅអាចារ្យហ្នឹងក៏បានអរគុណទៅតែឈ្មោះរបស់អាចារ្យសិស្សខ្មែរហ្នឹងគឺអាយ៉ាណូអាចារ្យសិស្សខ្លីក៏បានដើរមកហើយក៏បានហៅម៉ារីហ្នឹងថាញ៉ាំអដោយសារថ្ងៃនេះដែរគឺគាត់ធ្វើនំហ្នឹងខ្លះក៏សួរថាតើចង់បានមួយទេយូគីហេរ៉ូហ្នឹងក៏បានបកដៃហៅអាសាកាគុននិយាយរំតែនៅក្នុងនឹងដែរគឺយូគីហេរ៉ូជាមួយនឹងហេដាកាគឺគេហៅតកូលតែអេដមីនគឺថាហៅឈ្មោះរបស់ម៉ារីរហូតមកអញ្ចឹងតែអេដមីនអត់ចង់ញញ៉ៃតែអេដមីនគឺហៅឈ្មោះនឹងតែម្ដង
ម៉ារីក៏បានងក់ក្បាលផ្ដាច់ជាសញ្ញាថានឹងថ្ងៃចឹងណាហើយបើកន្លែងមើលមកអាចារ្យពីនេះវិញគឺថាមកឡើងអន់ចិត្តបដ ாய் ម៉ារីក៏បានសួរចាស់ពីនឹងថាមកតែញ៉ាំបាយនៅលើតបូស្លាជាមួយគ្នាអត់អាចារ្យសក់ខ្លះហ្នឹងក៏បាននិយាយថាក៏អត់ទៅញ៉ាំមួយទេដោយសារអីវាថាក៏អត់ចូលចិត្តហ៊ីដាកាអីចឹងទៅបើថាអាចារ្យសក់ខ្មែរទៀតសោតគឺក៏បាននិយាយថាគ្មានរឿងអីដែលគាត់ចង់ទៅញ៉ាំជាមួយទេម៉ារីនឹងក៏បានសុំតដល់នាងសួរអីដែលចម្លើយចឹងទៅអេដមីនឃើញចម្លើយស្អីផងហ្នឹងណាអាចារ្យសក់ខ្លីក៏បាននិយាយថាវាមិនអីទេប៉ុន្តែបើសិនជាម៉ារីចង់ទៅញ៉ាំបាយជាមួយនឹងពីរនាក់នោះក៏ទៅចុះខ្ញុំនឹងមិនគិតថាវាចម្លែកទេប៉ុន្តែពិតជាចង់ដឹងមូលហេតុណាថាដែរបានជាម៉ារីឯងនឹងចង់ទៅកន្លែងនោះខ្លាំងម៉េចអាចារ្យសក់ខ្មែរនោះទោះបីគាត់អត់ចង់ទៅឬមួយក៏គាត់អត់ចូលចិត្តហើយគាត់កំពុងមកញ៉ាំអីក៏ដោយគាត់ក៏បាននិយាយថាប្រាប់គាត់ខ្លះមកគាត់ចង់ដឹងដែរហើយក៏បាននិយាយថាខ្ញុំពិតជាចង់ដឹងណាថាមានកន្លែងណាខ្លះដែលរ៉ូម៉ាន់ទិកខ្លះម៉ារីនឹងក៏បានប្រកាសថាអូយគ្មានអីដែលធ្វើស្វីតដូចអញ្ចឹងទេម៉ារីក៏បានដើរទៅហើយអាចារ្យសក់ហើយនឹងក៏បាននិយាយថាអូយគាត់នឹងគឺពិតជាចង់ដឹងខ្លាំងមែនតើប៉ុន្តែក៏រៀងថាសេតណាស់ដែរដែលម៉ារីអត់ប្រាប់អាចារ្យសក់ខ្មែរវិញក៏បាននិយាយថាអូយឯងនឹងអាចសួរម៉ារីនៅពេលក្រោយបានដែរតាហើយពួកគេក៏បានមកញ៉ាំឯងនៅលើតបូសាឡាចំណែកឯយូគីហេរ៉ូវិញគាត់ញ៉ាំបដាហ្នឹងគាត់ទៅសេមិនដឹងថាទៅសេអសអីទេអេដមីនសុំផ្លាស់កន្លែងហ្នឹងណាដោយសារអីគេនិយាយគ្នាក៏មិនសូវជាសំខាន់ប្រហែលដែរហើយឃើញថាទស្សនវិជ្ជាកាន់មកពេលដែលត្រូវដល់ពេលប្រឡងហើយមួយគឺថាស្វែងហាប់ខ្លាំងមែនទែននៅពេលដែលដល់ពេលប្រឡងហើយគឺថាបន្ទូវិញគឺថាហ៊ីដាតាហ្នឹងគឺគាត់បានបន្ទូរហូតដល់998តែបន្ទូនេះគឺច្រើនជាងគេហើយគាត់ជាប់ចំណាត់ថ្នាក់លេខ1ថែមទៀតផងហើយក៏មានសិស្សខ្លះដែលសារគាត់ដែរថាគាត់ហ្នឹងគឺពិតជាឆ្លាតមែនទែនចំណែកឯយូគីហេរ៉ូហ្នឹងក៏បាននិយាយថាអូយគាត់អត់បានធ្លាក់ទេគឺគាត់ជាប់ហើយម៉ារីក៏បានចោះលើតែដោយសារតែបានហ៊ីដាតាហ្នឹងគឺគាត់ជួយបរៀនម៉ារីណាក៏បានឃើញអាចារ្យសក់ខ្មែរហើយក៏បានតែសារថាអាចារ្យសក់ខ្មែរហ្នឹងគឺក៏ពិតជាបកកាយមែនទែនដោយសារតែគាត់ហ្នឹងគឺបានចុះចំណាត់ថ្នាក់លេខ2ម៉ារីហៅយកដៃប៉ះអាចារ្យហ្នឹងហើយអាចារ្យហ្នឹងក៏បានក៏វាដៃចេញហើយក៏បាននិយាយថាវាគ្មានអីគួរតែអស្ចារ្យទេអាចារ្យហ្នឹងក៏បាននិយាយថាអាសត្វកម្រហ្នឹងគួរណាស់តែបាត់ទៅវិញទៅយូគីហេរ៉ូក៏បានដើរមកសួរថាមានរឿងអីមែននៅពេលដែលពួកគេជួបជុំគ្នានៅលើតបូសាហ្នឹងយូគីហេរ៉ូក៏បានទៅសារហ៊ីដាកាថាគាត់ហ្នឹងគឺពិតជាឆ្លាតមែនចំណែកម៉ារីវិញក៏ហ៊ឺតាមគេដែរទៅហើយដល់ពេលហ៊ីដាកាយើងវិញគឺស៊ូមកដល់អត់ដឹងអីអញ្ចឹងគាត់ក៏បាននិយាយថាតើអ្នកកំពុងតែនិយាយពីអ្វីយូគីហេរ៉ូក៏បានសួរថាអត់តមកតារាងឡើយទេអីហ៊ីដាកាក៏បានសួរទៀតថាមើលគេអាចារ្យសក់ហើយគាត់តែឃើញថាអាយ៉ាណូចុះចំណាត់ថ្នាក់លេខ2វិញគឺថាគាត់នឹងឡើងហត់ទៅហេតុទៅហប់តែម្ដងហើយក៏បានកាត់ទៅដល់អតីតកាលដែលកាអាចារ្យហ្នឹងគាត់នៅក្មេងដែរដែលឃើញថាទស្សនវិជ្ជាហ្នឹងគឺកាត់ទៅដល់ពេលដែលអាចារ្យសក់ហើយនៅពីក្មេងនាងក៏បានឃើញអាចារ្យសក់ខ្មែរហ្នឹងក៏បានប្រាប់មកថាខ្ញុំបានទៅសេអីដែលថ្មីតែបើអាចារ្យសក់ខ្មែរហ្នឹងក៏បាននិយាយថាខ្ញុំចង់ឃើញអ្នកសិក្សាអាចារ្យសក់ខ្មែរហ្នឹងក៏បានព្យាយាមហុចអាហ្នឹងឲ្យតែម៉ាក់អានអាចារ្យហ្នឹងគឺថាព្យាយាមឲ្យម៉ាក់មើលមែនតែប៉ុន្តែចុងក្រោយម៉ាក់ហ្នឹងក៏បានទៅនិយាយគ្នារបៀបចាស់ជួបគ្នាគេនិយាយគ្នាអញ្ចឹងទៅអាចារ្យសក់ខ្លះហ្នឹងវិញក៏បានឃើញទៅក៏បានសួរថាអ្នកបានទៅសេអីគេវិញហើយក៏បាននិយាយបន្ថែមពីលើហ្នឹងទៀតថាខ្ញុំនឹងអានវាហើយអាចារ្យសក់ខ្មែរវិញឡើងទឹកមុខឡើងរៀងសប្បាយចិត្តដែរហ្នឹងហើយបើថាមើល3នាក់នេះវិញនេះទៅគឺម៉ារីឡើងកន្ទឿខុសគេហ្មងយូគីហេរ៉ូហ្នឹងក៏បាននិយាយថាគាត់ហ្នឹងគឺទៅញ៉ាំអាហារថ្ងៃត្រង់សិនហើយបាយបាយម៉ារីវិញក៏បានបង្ហាញថានេះហ៊ីដាកាឯងចុះលេខ1ហ៊ីដាកាក៏បាននិយាយថាអូខ្ញុំឃើញហើយ Yeah finally admin score ឈ្មោះអាចារ្យសក់ខ្លីហ្នឹងហើយតែអាចារ្យហ្នឹងគឺមានឈ្មោះថារីតស៊ូកាម៉ារីក៏បានសួរថារីតស៊ូកាមានរឿងអីមែនតែអាចារ្យរីតស៊ូកាហ្នឹងក៏គាត់តែចង់សួរថាតើម៉ារីហ្នឹងឃើញអាយ៉ាណូអត់ចំណែកអាម៉ារីវិញក៏បាននិយាយទៅថាខ្លួននឹងអត់បានឃើញអាយ៉ាណូនៅខាងលើទេខ្ញុំមិនដឹងថានាងតាណាទេបន្ទាប់ពីនាងបានឃើញបន្ទូប្រឡងហើយគឺថាបានខ្លួនឆឹងតែម្ដងហើយក៏សួរតែអាចារ្យរីសុកាវិញថាតើអាយ៉ាណូនឹងអត់នៅក្នុងថ្នាក់រៀនទេមែនអាចារ្យអាយ៉ាណូនឹងគឺថាធ្វើសកម្មភាពរៀងច្រឡែកមិនទេបន្ទាប់ពីបានឃើញបន្ទូហើយអាចារ្យរីសុកានឹងក៏បានបន្តទៅកាន់ហ៊ីដាកាថាមកពីខ្លួនឯងនឹងឯងបានធ្វើឲ្យអាយ៉ាណូរបស់នាងបាត់ចឹងតែអាចារ្យនឹងក៏បានសួរថាតើហ៊ីដាកានឹងអាចហិតក្លិនរបស់អាយ៉ាណូឲ្យរកនាងឃើញអត់គាត់ក៏បាននិយាយថាគាត់អាចធ្វើបានប៉ុន្តែគាត់មិនមែនអ្នកធ្វើខុសផងហ្នឹងអាចារ្យរីសុកាក៏បាននិយាយថាការប្រឡងនឹងហើយកន្លែងហ្នឹងដែរគឺមានជាការពងនិយាយរឿងប្រឡងសុកទៅនិយាយរឿងណាស្គយអេដមីនបកប្រាខុសឬមួយក៏មិនទេអត់ដឹងដែរចឹងផ្លោះណាអាចារ្យរីសុកាហ្នឹងក៏បាននិយាយថាអាយ៉ាណូហ្នឹងគឺថានាងចង់ខ្លាចតែជាអ្នកនិពន្ធហ្នឹងតាំងពីក្មេងមកម្ល៉េះប៉ុន្តែឪពុកម្ដាយរបស់នាងគឺអត់ទទួលស្គាល់ក្តីសុបិនមួយហ្នឹងទេលឺថាចង់ឲ្យកូនធ្វើការងារផ្សេងចឹងទៅអត់ចង់ឲ្យកូននឹងធ្វើតាមអីដែលខ្លួនឯងចង់ធ្វើទេហើយរំទៅគឺថាអាយ៉ាណូនឹងគឺព្យាយាមសិក្សារហូតដល់បានចូលវិទ្យាល័យល្អអីចឹងទៅហើយក៏អាចនិយាយបានថាអាចារ្យអាយ៉ាណូនឹងក៏ជាសិស្សបកាយដែលធ្លាប់បានលេខ1ដែរហើយអាចារ្យអាយ៉ាណូនឹងក៏បានទៅសេប្លំលោកអីចឹងទៅ admin រៀងថាកន្លែងហ្នឹងដែរ
អាចារ្យឬសុកាហ្នឹងគឺគាត់និយាយពីរឿងផ្ទាល់ខ្លួនរបស់ក៏និយាយតាក់ទងជាមួយនឹងអាចារ្យអាយ៉ាណូច្រើនណាស់តែសុផ្លានណាអាចារ្យឬសុកាហ្នឹងគឺថាអត់សង្ឃឹមខ្លាំងមែនតើម៉ារីក៏បាននិយាយថាមិនអីទេគឺគាត់យកខ្លាំងមែនតើអញ្ចឹងទៅចាំគាត់នឹងជួយរកអាយ៉ាណូចំណែកហេដាកានហ្នឹងក៏បាននិយាយថាអត់ទូរស័ព្ទមកចាំមើលចាំគាត់ដើររកក្លិនរបស់អាយ៉ាណូឲ្យចារិតសុកាហ្នឹងក៏បានសួរថាបើគាត់អត់ហេដាកាក៏បាននិយាយថានាងគឺសូមឲ្យគាត់ជួយហើយបើសិនជាគាត់អត់ជួយទេហ្នឹងគាត់នឹងដូចជាមនុស្សច្រាក់គ្រាប់ពេកហើយនាងក៏បានងក់ក្បាលហើយក៏បានឲ្យទូរស័ព្ទហ្នឹងទៅកាន់ហេដាកាដើម្បីឲ្យតាមដានក្លិនរបស់អាយ៉ាណូនៅពេលនោះដែរហេដាកាហ្នឹងក៏បានប្រាប់ថាអាយ៉ាណូនោះណានៅពេលដែលអាចារ្យរិតសុកាហ្នឹងបានឃើញអាយ៉ាណូហើយក៏បានហៅទៅអោបអាយ៉ាណូព្រមទាំងបាននិយាយថាខ្ញុំនឹងក៏ថាអ្នកហ្នឹងលោពីឡាគេនឹងបាត់ហើយនិយាយរំទៅគឺខ្ញុំខំស្វែងរកឯងខ្លាំងណាស់អាចារ្យអាយ៉ាណូហ្នឹងក៏បានសួរថាហេតុអីចាអាយ៉ាណូគឺគាត់ឡើងមកដើម្បីតែបោះសភៅចោលតែប៉ុណ្ណោះទស្សនវិជ្ជាក៏បានឃើញពួកគេហ្នឹងកំពុងតែអានប្រឡងលោករបស់អាយ៉ាណូហ្នឹងឡើងជក់ចិត្តតែម្ដងអាយ៉ាណូនេះក៏បានសុំទោសនៅពេលដែលនាងបាននិយាយថាពួកសត្វសាហាវហ្នឹងគួរណាស់តែបាត់ទៅអាចារ្យរិទ្ធសុកាហ្នឹងក៏បាននិយាយថាតើអាយ៉ាណូហ្នឹងពិតជាបាននិយាយអញ្ចឹងមែនអត់នៅក្នុងភាគទី4នេះដែរគឺថាយូគីហីរ៉ូហីដាកាជាមួយនឹងម៉ារីហ្នឹងគឺបានរៀបកម្រងសម្រាប់ទៅដើរលេងហីដាកាក៏បាននិយាយថាបើតាមខ្ញុំគិតនោះគឺថ្ងៃសៅរ៍ហ្នឹងគឺជាថ្ងៃមួយដែលពួកយើងតន័យហើយវាគឺជាថ្ងៃល្អខ្លាំងមែនទែនហើយក៏មានឧបសគ្គដែរឧបសគ្គរបស់ពួកគេនោះគឺថាជិតដល់ថ្ងៃប្រកួតកីឡាបាល់បោះហើយនៅពេលដែលយូគីហីរ៉ូជាមួយនឹងហីដាកាហ្នឹងកំពុងតែហាត់សមលេងបាល់បោះហ្នឹងក៏មានបរិសុទ្ធពីរនាក់ហ្នឹងគាត់តាមមកនិយាយបែបមួយសពបបៃតងហ្នឹងក៏បាននិយាយថាសត្វកម្រគឺមិនត្រូវបានអនុញ្ញាតនៅក្នុងក្លឹបបាល់បោះទេដូច្នេះហើយគឺកុំឲ្យគាត់នឹងលេងបាល់អីបែបបន្តានហ្នឹងក៏បាននិយាយថាបើសិនជាមានបញ្ហាអីនោះគឺថាក្រុមយើងហ្នឹងគឺនឹងចាប់ហើយយូគីហីរ៉ូសុំទោសប៉ុន្តែនេះគឺជាពេលវេលា5ថ្ងៃត្រង់អញ្ចឹងទៅខ្ញុំគ្រាន់តែលេងសប្បាយជាមួយមិត្តភក្តិរបស់ខ្ញុំតែប៉ុណ្ណោះហើយក៏មានអ្នកដែលគេនៅក្បែរហ្នឹងគេក៏បាននិយាយថាពួកហ្នឹងមិនបានជាទៅញញែជាមួយនឹងសត្វកម្រឬមួយក៏នៅក្នុងរឿងហ្នឹងគេហៅថាសត្វសាហាវពេលបន្តានហ្នឹងក៏បានសួរទៅកាន់យូគីហីរ៉ូថាតើយូគីហីរ៉ូនឹងមិនចង់លេងវគ្គចម្រុះទេមែនតែសពបបៃតងហ្នឹងក៏បាននិយាយថាខ្ញុំចង់មានន័យថាយូគីហីរ៉ូហ្នឹងគឺគាត់ពិតជាក្បាលរឹងខ្លាំងមែនតើអញ្ចឹងទៅទោះបីជាយូគីហីរ៉ូក៏អត់លេងក៏វាមិនមែនជាបញ្ហាដែរពេលនោះដែរក៏មានបរិមម្នាក់ដែលក៏មានឈ្មោះថាយ៉ាណាជីក៏បានចាំមកហើយក៏បាននិយាយថាយ៉ាណាជីសុំលេងជាមួយផងដែរដោយសារតែយ៉ាណាជីហ្នឹងគឺគាត់ចង់ប្រកួតរបៀបថាឆ្នាំទី3ប្រកួតជាមួយនឹងឆ្នាំដំបូងដែលឆ្នាំទី1ហ្នឹងឯងទស្សនវិជ្ជាក៏កាន់មកដល់នៅពេលដែលពួកគេនឹងអនុវត្តការលេងបាល់ឬមួយក៏ជាការប្រកួតជាមួយនឹងសិស្សច្បងតែមួយនេះគឺគាត់ដូចអត់មានមែនតើអត់ដឹងថាណាគេឈ្នះទេឥឡូវហ្នឹងណាហើយក៏មានអ្នកនិយាយថាទូរលេខរបស់ក្រុមរបស់យូគីហេរ៉ូហ្នឹងគឺថាមានសត្វសាហាវជាមួយនឹងក្មេងស្រីផងដែរក្មេងស្រីហ្នឹងគឺម៉ារីរបស់យើងហ្នឹងឯងនៅពេលដែលលេងចំនោះគឺថាក្រុមរបស់យូគីហេរ៉ូហ្នឹងគឺចាញ់គេហ្នឹងឯងសិនបើយ៉ាណាជីក៏បាននិយាយថាគាត់នឹងទទួលរងចាំមើលនៅពេលដែលយូគីហេរ៉ូហ្នឹងក៏ប្រកួតពេលដែលពួកគេដើរតែ3នាក់នោះក៏មានបរិប3នាក់ក៏បានដើរមកនិយាយថាការប្រកួតនោះគឺពិតជាអស្ចារ្យណាស់ទោះបីជាក្រុមរបស់អ្នកចាញ់ក៏ដោយសត្វកម្រនោះគឺពិតជាអស្ចារ្យមែនតើបើទោះបីជាចាញ់ក៏ដោយហើយពេលមកក្រោយហ្នឹងក៏ចង់បញ្ចប់នៃពាក្យរបស់គាត់ហ្នឹងគឺនៅតែថាទោះបីជាចាញ់ក៏ដោយយូគីហីរ៉ូក៏បានស្រែកដាក់3នាក់នោះថាគាត់ដឹងហើយថាគាត់ចាញ់បាច់មិននិយាយច្រើនដងពេកទេគាត់ធុញហើយនៅពេលនោះដែរគឺម៉ារីនាងក៏បាននិយាយវាថាលើកទឹកចិត្តយូគីហីរ៉ូព្រមនឹងប្រើកាយវិការរៀងខ្ស៊ីខ្ជូតចឹងទៅយូគីហីរ៉ូក៏បានរៀងអៀនដែរយូគីហីរ៉ូក៏បាននិយាយថាខ្ញុំនឹងត្រឡប់មកវិញឥឡូវហ្នឹងគឺថាគាត់ពិតជាមានការស្រេកទឹកមែនតើទៅទិញទឹកញ៉ាំសិនហើយបាយបាយម៉ារីនាងខ្យល់ខ្លាំងមែនតើនាងបាននិយាយអីដែលចម្លែកអត់នាងគ្រាន់តែចង់មានន័យថានាងអត់បានជួយអីច្រើនទេប៉ុន្តែទង្វើវិញកុំមើលឡើងខ្ជិះខ្ជូតហ្មងហេដាកាក៏បាននិយាយថាវាអាចនឹងបណ្ដាលមកពីម៉ារីនឹងនិយាយបដាធ្វើចរិតក្រៀងខ្ជិះខ្ជូតបដានឹងឯងហេដាកាក៏បានសួរទៀតថាតើម៉ារីនឹងមានបានធ្វើឲ្យជើងរបស់ខ្លួនឯងនឹងត្រូវរបួសឈឺអីអត់ម៉ារីក៏បានសួរថាតើហេដាកានឹងឃើញមែនហេដាកាក៏បានតបទៅវិញថាថៃបើមិនឃើញឡើងច្បាស់កន្លែងហ្នឹងម៉ារីក៏បាននិយាយថាអត់អីទេខ្ញុំនឹងទៅពេទ្យឥឡូវនេះឬមួយក៏ទៅបន្ទប់ពេទ្យហ្នឹងឯងនៅពេលដែលពួកគេទៅដល់បន្ទប់ពេទ្យហ្នឹងគឺមានជាការអេដមីនហ្នឹងមើលអត់ចូលភ្នែកទៀតដែរប៉ុន្តែកន្លែងហ្នឹងក៏ពួកគេអាចនឹងទប់អារម្មណ៍របស់ខ្លួនឯងបានអេដមីនរៀងវល់នេះអត់អីតែអញ្ចឹង10ដងអីអេដមីនឈប់សំខេបយកមកឬសុកាក៏បានសួរតាកាន់ម៉ារីថាតើម៉ារីហ្នឹងបាត់តាណាម៉ារីក៏បានប្រាប់តាមដំណើររឿងទៅថានាងហ្នឹងគឺជាប់រវល់នៅពេទ្យរៀងយូរដែរអូយូគីហីរ៉ូក៏បានសួរម៉ារីថាតើម៉ារីឯងនឹងមានកើតអីអត់ម៉ារីក៏បាននិយាយថាវាមិនកើតអីទេវាគ្រាន់តែជើងរបស់នាងក្រិចអីអញ្ចឹងទៅយូគីហីរ៉ូក៏បាននិយាយបន្ថែមទៀតថាបើសិនជាម៉ារីនឹងត្រូវការអីមួយនឹងគឺអាចប្រាប់គាត់បាននៅពេលដែលម៉ារីចុះទៅអង្គុយនោះដែរហេដាកាក៏បានសួរថាតើអ្នកនឹងដើររួចអត់ម៉ារីក៏បាននិយាយថាមិនអីទេជើងនាងគឺដើរបានវិញហើយក៏សូមអរគុណហេដាកាដែរហេដាកាមិនចាំបាច់អរគុណខ្ញុំទេទស្សនវិជ្ជាគឺកាន់តែពេលយកពួកគេនឹងក៏បានលេងឆាតជាមួយគ្នាយូគីហីរ៉ូក៏បានសួរថា
ថាតើថ្ងៃស្អែកហ្នឹងពួកយើងគួរតែទៅណាចំពោះហេតុការណ៍វិញគាត់ក៏បាននិយាយថាសត្វកម្រគឺបានអនុញ្ញាតឲ្យតែទៅបណ្ណាល័យសាលារៀនតែប៉ុណ្ណោះនិងរាជធានីហើយនឹងមន្ទីរពេទ្យផងដែរម៉ារីនឹងក៏បាននិយាយថានេះវាពិតជាខុសខើខ្លាំងមែនទែនដោយសារតែនៅទីនោះគឺអត់មានកន្លែងដែលសប្បាយរីករាយអីទេទិដ្ឋភាពក៏កាន់មកដល់ថ្ងៃសៅរ៍ម៉ារីនឹងនាងបានមកក្រោយគេហើយនឹងក៏បាននិយាយថាសុំទោសដែលឲ្យអ្នកទាំងពីរនឹងរងចាំនាងយូគីហេរ៉ូក៏បាននិយាយថាមិនអីទេគឺម៉ារីនឹងមកតាន់ពេលតាយូគីហេរ៉ូនឹងបន្ទាប់ពីគាត់បានឃើញឆ្កែរបស់ម៉ារីនឹងគឺគាត់ក៏បាននិយាយថាគឺពិតជាគួរឲ្យស្រឡាញ់មែនតើម៉ារីក៏បានប្រាប់ទៅឆ្កែរបស់នាងគឺមានឈ្មោះថាយូគីមីតែការភាគមួយនឹងគឺអេដមីនហៅយូគីក៏ត្រូវដែរគ្នាយើងហើយនៅដែរគឺហេដាកាក៏បាននិយាយថាវាពិតជាមានរយៈពេលយូរមែនតើដែលគាត់បានជួបយូគីហេរ៉ូក៏បានសួរថាតើហេដាកានឹងបានជួបយូគីមុនគាត់មែនហេដាកានឹងក៏បាននិយាយថាបាទនឹងហើយគឺដោយសារអីនៅពេលដែលគាត់ទៅផ្ទះរបស់ម៉ារីនឹងគឺគាត់បានលេងជាមួយយូគីអញ្ចឹងទៅនៅពេលនៅដែរក៏មាននារីម្នាក់ក៏បានហៅថាម៉ារីចាន់អ្នកដែលបានហៅម៉ារីនឹងគឺនាងមានឈ្មោះថាមីដូរីចាន់អេដមីនពិតជាស្ទើរគេមែនតើហ្មងដោយសារតែកាលពីមុនដែលមានធ្លាប់សង្ខេបរឿងមួយគឺថាទូស័យនឹងក៏ឈ្មោះមីដូរីហើយឥឡូវហ្នឹងគឺថាឈ្មោះមីដូរីទៀតនិយាយរំទៅគឺឈ្មោះមីដូរីរៀងរបីដែរហ្នឹងមីដូរីក៏បាននិយាយថាខ្ញុំពិតជាភ្ញាក់ផ្អើលណាស់នៅពេលដែលអ្នកបានចេញមកក្រៅព្រមទាំងបាននាំជាមួយនឹងសត្វសាហាវមកជាមួយដែរនោះម៉ារីនេះក៏បាននិយាយថាពួកគេមកទីនេះគឺមិនចង់មានបញ្ហាអ្វីនោះទេគ្រាន់តែដើរលេងតែប៉ុណ្ណោះហើយណាមួយហ្នឹងពួកខ្ញុំហ្នឹងគឺមានអាយ៉ាបល្អតែអញ្ចឹងទេឯងនឹងគ្មានហានិភ័យទៅដល់នរណាគេម្នាក់ឡើយហើយនិយាយថាអត់មានគៀងតែយូគីហេរ៉ូទេដោយសារតែហេដាកាហ្នឹងគាត់មានមុខមាត់ស្តៀងឆ្កែដល់ពេលហើយមានឆ្កែជាច្រើនហ្នឹងគឺបានមករុំព័ទ្ធជុំវិញគាត់តែម្ដងហើយបើកន្លែងមើលយូគីហេរ៉ូវិញគឺថាកាមេរ៉ាហ្នឹងមិនដឹងប្រមាណ100ប៉ោះហើយទេថតយកតែម្ដងរៀងកំ ប្លែងដែរនឹងប៉ុន្តែអត់សើចទេពីព្រោះអីការកំ ប្លែងនឹងដែរគឺវានៅស្ទើរអេដមីនសើចតែងទេប៉ុន្តែបើសិនជាមើលរឿងពេញវិញអេដមីនអង្គុយសើចលំថ្ងៃពួកគេក៏បានលេងជាមួយគ្នាយ៉ាងសប្បាយហេដាកាក៏បានដឹកនាំម៉ារីទៅកន្លែងស្ងាត់មួយដើម្បីនិយាយគ្នាហេដាកាក៏បាននិយាយថាគាត់អាចនឹងបង្កើតបញ្ហាសម្រាប់ម៉ារីបានបើសិនជាគាត់នៅតែដើរលេងជាមួយម៉ារីក៏បាននិយាយថាខ្ញុំបានសុំកុំឲ្យអ្នកនឹងរត់គេចខ្លួនពីនាងតើនាងកំពុងតែបង្ខំគាត់ឬមួយក៏តែកំផិតលើគាត់ខ្លាំងណាស់មែនទេហេដាកានឹងគឺគាត់ព្យាយាមដកខ្លួនចេញពីម៉ារីខ្លាំងមែនតើប៉ុន្តែគឺចង់និយាយថាម៉ារីនឹងគឺចង់នៅក្បែរហេដាកាមូលហេតុដែលហេដាកានឹងគឺគាត់ព្យាយាមដកខ្លួនចេញពីម៉ារីនឹងគឺដោយសារតែគាត់នឹងអត់ចង់ឲ្យម៉ារីនឹងជួបប្រទះជាមួយនឹងបញ្ហាកន្លែងហ្នឹងដែរគឺគេនិយាយច្រើនវាភឹងផ្លោខ្លួនផងហូរញ៉ៃច្រើនណាសំបីទៅរឿងដែលពីរនាក់មានអារម្មណ៍ថាលួចស្លាញ់គ្នាទៅវិញទៅមកហ្នឹងក៏និយាយដែរចឹងទៅរៀងវល់អេដមីនសុំនិយាយរៀងសង្ខេបខ្លាំងម៉ារីក៏បាននិយាយថាអញ្ចឹងដូច្នេះខ្ញុំនឹងដកកម្រិតចេញពីអ្នកខ្លះប៉ុន្តែខ្ញុំចង់មានន័យថាខ្ញុំចង់នៅចិត្តអ្នកខមមែនតើគេហ៊ីរ៉ូហ្នឹងក៏បានសួរទៅកាន់ម៉ារីជាមួយនឹងហេដាកាថាតើពួកគេនឹងទៅណាបានជាគាត់នឹងរត់ឃើញអញ្ចឹងហើយក៏បាននិយាយបន្ថែមទៀតថាគាត់ឥឡូវហ្នឹងជាមួយនឹងយូគីហ្នឹងគឺដូចជា best friend នឹងគ្នាអញ្ចឹងម៉ារីក៏បាននិយាយថាខ្ញុំតែមកពីបន្ទប់ទឹកមិញហ្នឹងយូគីហេរ៉ូក៏បានសួរថាហើយចុះហេដាកាទៅអីដែរខែថាម៉ារីទៅបន្ទប់ទឹកអីហេដាកាហ្នឹងក៏បាននិយាយថាតាមពិតទៅមិញហ្នឹងក៏ទៅទិញភេសជ្ជៈទេប៉ុន្តែមកហ្នឹងក៏ឃើញម៉ារីយូគីហេរ៉ូហ្នឹងក៏បាននិយាយថានិយាយចេញមកដោយអត់សូវសមមិនទេពីអ្នកនេះហេដាកាក៏បានយកទៅភេសជ្ជៈហ្នឹងទៅឲ្យយូគីហេរ៉ូក៏បាននិយាយថាអូយហេដាកាហ្នឹងគឺពិតជាចិត្តល្អខ្លាំងមែនទែនយូគីហេរ៉ូសុំទោសដែលធ្វើឲ្យអ្នករងចាំតែទៅពេលនៅពេលដែលពួកគេនឹងបាយផ្លូវគ្នាទៅផ្ទះម៉ារីក៏បាននិយាយថាបាយជួបគ្នានៅថ្ងៃច័ន្ទណាយូគីហេរ៉ូហ្នឹងក៏បាននិយាយថាយូគីហ្នឹងគឺពិតជាស្អាតខ្លាំងមែនទែនមកក៏គួរឲ្យស្រឡាញ់ឈ្មោះយូគីហេរ៉ូហើយឈ្មោះយូគីមីងដូចស្រដៀងគ្នាណាហេដាកាក៏បាននិយាយថាខ្ញុំមិនអាចនិយាយជាមួយនឹងសត្វឆ្កែបានទេយូគីហេរ៉ូហ្នឹងក៏បាននិយាយថាហេដាកាឯងនឹងបានព្យាយាមនិយាយមួយសត្វឆ្កែមែនយូគីហេរ៉ូហ្នឹងក៏ចង់និយាយអ្វីមួយទៅកាន់ហេដាកាក៏បានសួរថាតើហេដាកាជាមួយនឹងម៉ារីហ្នឹងទៅដេតមែនហេដាកាក៏បានសួរថាយូគីឯងហ្នឹងបានឃើញមែនយូគីក៏បាននិយាយថាគាត់បានឃើញតែទួយដែរហ្នឹងក៏បាននិយាយទៀតថាគាត់អត់បានលឺអ្នកទាំងពីរហ្នឹងនិយាយគ្នាទេដោយសារអីនៅរៀងឆ្ងាយដែរហេដាកាក៏បាននិយាយថាបើឃើញមុននៅចិត្តគ្នាមែនប៉ុន្តែពួកគេទាំងពីរនាក់ហ្នឹងអត់បានថើបគ្នាអីទេបើថើបហេដាកាថើបមកយើងគ្នាយើងថើបចំហវត្តទៅគឺហេដាកាយើងបានប្រាប់គ្នាទៅវិញទៅមកអំពីអារម្មណ៍របស់ខ្លួនឯងយូគីហេរ៉ូអូតើមានរឿងអ្វីកើតឡើងទៀតវាហាក់ដូចជាអត់ប្រក្រតីសោះហេដាកាក៏បាននិយាយបញ្ជាក់ថាយើងមិនមែនមកដេតជាមួយនឹងគ្នាទេយូគីហេរ៉ូក៏បាននិយាយថាខ្ញុំគឺពិតជាខកចិត្តខ្លាំងណាស់អេដមីនមានអារម្មណ៍ថាពីរនាក់ហ្នឹងនិយាយយូរទៅអេដមីនដឹងថាបបប្រែចេញយូរអ្វីទៅអ្វីទេអេដមីននឹងវល់
អ្នកគ្នាយើងហើយមានសុំផ្លាស់កន្លែងហ្នឹងមកកន្លែងទៀតណាដោយសារតែមានបកប្រែខុសមកក៏មិនដឹងដែរប៉ុន្តែគឺថាបកចេញមកវល់មែនតើហេតុតែក៏បានគិតនៅក្នុងចិត្តថាតើខ្ញុំអាចសួរប៉ាម៉ាក់បានអត់ថាការចាប់ផ្ដើមនៃការណាត់ជួបហ្នឹងគឺជាអ្វីឬមួយក៏យល់ល្អខ្ញុំមិនអាចសួរបានទេនៅក្នុងការស្មារតីរបស់ហេតាកាហ្នឹងមិនដឹងថាឪម៉ែរបស់ហេតាកាឬមួយក៏ណាគេទេប៉ុន្តែម្ដងមើលទៅគឺជាម៉ែឪរបស់ហេតាកាតែយើងបានឃើញថាម៉ាក់របស់ហេតាកាហ្នឹងគឺជាមនុស្សហើយនៅពេលដែលបន្លំឡើងត្រូវទៅរៀនវិញថ្ងៃច័ន្ទហ្នឹងគឺថាម៉ារីហ្នឹងក៏បានដើរចូលទៅក្នុងថ្នាក់ហើយក៏បាននិយាយថាអូហើយអូម៉ារីហ្នឹងក៏បាននិយាយទៅកាន់ហេតាកាថាហេតាកាហ្នឹងគឺពិតជាមកលឿនមែនតើដោយសារតែមួយថ្នាក់គឺពេលដែលនាងដើរចូលមកឃើញតែហេតាកាហ្នឹងឯងហេតាកាក៏បាននិយាយថាពេលបន្លំឡើងចឹងទៅគឺរៀនចូលខ្លាំងមែនតើពាក្យសម្ដីរបស់ហេតាកាមានឲ្យ10លើ10ដោយសារតែពេលព្រឹកហ្នឹងគឺថាការចងចាំរបស់យើងនៅពេលព្រឹកហ្នឹងគឺស្រឡាញ់យកតែម្ដងបើទៅទិញមេរៀនអីវ៉ាន់ណាគឺចាំម៉ែចាំអីម៉ារីក៏បានថាអូអញ្ចឹងទៅយើងអាចបង្ហាញគេផ្ទះទៅគ្នាទៅវិញទៅមកបានអត់ហេតាកាក៏បាននិយាយថាបានតាមានអារម្មណ៍ថាពីរនាក់ហ្នឹងនៅតែពីរនាក់ដូចចង់ស្វីតមិនណាដល់គ្នាមើលហើយយ៉ាត់កាត់ជើងអត់ទៅខុសត្រូវឯងថ្ងៃនេះដែរគឺសាលាមានកម្មវិធីក្មេងស្រីសាក់ខ្លីម្នាក់ហ្នឹងក៏បានដើរមកប្រាប់ថាខ្ញុំបានលើកថាថ្នាក់របស់យើងហ្នឹងគឺជាក្រុមពណ៌ក្រហមនិយាយពីថាពួកស្រីហ្នឹងគឺចង់នៅក្បែរសិស្សច្បងយ៉ាងណាជីខ្លាំងណាស់ហើយតែគេប្រុសស្អាតចឹងហ្មងរាជការហ្នឹងក៏បានមកគៀកកម៉ារីក៏បានសួរថារាជការហើយមិនមកគៀកកខ្ញុំអញ្ចឹងតើមានរឿងអីមែនរាជការហ្នឹងក៏បាននិយាយថាឈ្មោះជួននៅលើហ្នឹងគឺជាឈ្មោះរបស់នាងហេតុអីបានជាម៉ារីឯងមានឈ្មោះនៅក្បែរ Yukihiro អញ្ចឹងចាយពីអ្នកហ្នឹងក៏បានចម្រិតសួរម៉ារីហ្មងថាពួកគេហ្នឹងបានទៅដេតមួយគ្នាមែនម៉ារីហ្នឹងក៏បាននិយាយថាមែនទេហើយពីអ្នកនោះហ្នឹងក៏បាននិយាយថាខ្ញុំដឹងហើយថាភ្នែករបស់ម៉ារីឯងគឺមានតែហេតាកាទេធ្វើអត់អាយណូក៏បាននិយាយថាបបាស្តាប់មើលនិយាយដូចជាបដិសេធអញ្ចឹងរេសកាហ្នឹងក៏បាននិយាយថានិយាយធំមកដោយសារតែលន់ដែរគឺថាពិធីបុណ្យហ្នឹងគឺចិត្តមកដល់ហើយរេសកាហ្នឹងក៏បានសុំទៅម៉ារីដោយសារតែឃើញមុខម៉ារីហ្នឹងទៅដូចតូចចិត្តមិនទេអញ្ចឹងទៅក៏សុំទៅដែរអាយណូក៏បាននិយាយថាពួកយើងនឹងអបអរសាទរចំពោះអ្នកនៅថ្ងៃខាងមុខYukihiro ហ្នឹងក៏បាននិយាយថាពួកគេទាំងអស់គ្នាមើលទៅពិតជាសប្បាយចិត្តខ្លាំងណាស់ហេតាកាក៏បានសួរថាតើថ្នាក់របស់យើងហ្នឹងគឺចូលចិត្តកីឡាត្រូវអត់ Yukihiro ហ្នឹងក៏បាននិយាយថាការរំភើបរបស់ពួកគេហ្នឹងគឺមិនមែនជាការប្រកួតកីឡាទេវាគឺជាការប្រកួតអីផ្សេងជាមួយនឹងថ្នាក់ផ្សេងទៀតមានសេរីផងកន្លែងខ្លះមាននិយាយតែមានរហៀនកាត់ចោលទេតែសារអីមានរកពេទ្យណាត់ឃើញអញ្ចឹងទៅស្ដាប់សិនទៅចាប្រហែលនេះក៏បាននិយាយថាខ្ញុំនឹងអបអរសាទរចំពោះសិនបែប៉ុន្តែក៏បានសួរ Yukihiro ជាមួយហេតាកាថាតើអ្នកទាំងពីរហ្នឹងចូលរួមប្រកួតស៊ីគេអានឹងជើង3មិនគេមានអត់យល់ដែរប៉ុន្តែមានន័យថាល្បែងហ្នឹងវាលេងល្មិចតិចទៀតហ្នឹងអ្នកគ្នានឹងឃើញហើយក៏បាននិយាយបន្ថែមទៀតថាគូច្រើនណាស់ឈ្មោះរបស់ក្មេងស្រីនៅក្នុងប្រអប់នេះ Yukihiro ហ្នឹងក៏បានឆ្ងល់ថាអញ្ចឹងកន្លែងហ្នឹងមិនមែនជាឈ្មោះរបស់មនុស្សប្រុសទេមែនតែប៉ុន្តែហ្នឹងក៏បាននិយាយថាអូយមិនបាច់គិតច្រើនទេនៅពេលនោះដែរម៉ារីក៏បានមកដល់ហើយក៏បានសុំទៅពួកគេចំពោះការមកយើង Yukihiro ហ្នឹងក៏អត់បានប្រកាន់អីទេហើយក៏បានប្រាប់ទៅថាហេតាកាហ្នឹងគឺបានតុបតែងរបស់អីនៅលើអាបកលរបៀបថាដូចប៉ាក់ចឹងឯងបែបពីហ្នឹងគឺគាត់និយាយដើមហេតាការបៀបថាចង់មានន័យថាហេតាកាហ្នឹងគឺជាមនុស្សដែលរំខានអូស្លាមគេហៅសត្វអ៊ីតមានហៅមនុស្សហើយក៏បកទៅសួរប៉ាក់សសប៉ាក់ហ្នឹងមិនដំបងឈ្មោះអូគេឥឡូវអូឈីណាឆ្កុយអ៊ីតមាននឹងវល់មិនទេឈ្មោះនៅក្នុងនេះអត់អីហៅមិនក៏បានដែរគ្នាយើងតែហ្នឹងក៏បាននិយាយថាបិទមាត់ដោយសារតែគាត់ហ្នឹងគឺបានប្រាប់គេឲ្យថាឲ្យធ្វើមកយកហើយការដែលពួកគេនឹងមករំពឹងខ្លួនហ្នឹងវាគឺពិតជាគួរឲ្យធន់ត្រង់ហើយឡើងដូចថានរកតែម្ដងពេលអ្នកហ្នឹងក៏បានដើរចេញពីអប៉ែតសក់សហ្នឹងទៅតាមផ្លូវនៅដែរម៉ារីហ្នឹងគឺគិតច្រើនទៀតដែរដោយសារតែខ្លួនឯងហ្នឹងគឺបានធ្វើដំណើរទៅផ្ទះជាមួយនឹងហេតាកាវាថារៀងអ៊ីនណាហេតាកាហ្នឹងក៏បានឈប់ម៉ារីក៏បានឆ្ងល់ហេតាកាក៏បាននិយាយថាតើអ្នកហ្នឹងអត់មានអារម្មណ៍ល្អទេមែនមិនមានថ្ងៃក្តៅចាញ់ដល់អត់ម៉ារីក៏បាននិយាយថាវាមិនអីទេខ្ញុំគ្រាន់តែមានអារម្មណ៍ថាភ័យពេកតែប៉ុណ្ណោះរបៀបថាភ័យបាននិយាយមួយហេតាកាអញ្ចឹងហេតាកាហ្នឹងក៏បាននិយាយថាម៉ារីឯងអ៊ីនមែនហើយក៏បាននិយាយបន្ថែមទៀតថាពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់ពួកគេនឹងដើរជាមួយគ្នាដល់ថ្ងៃល្ងាចហើយម៉ារីក៏បាននិយាយថានៅពេលដែលអ្នកក្នុងការប្រកួតនោះគឺម៉ារីនឹងអបអរសាទរចំពោះគាត់នៅពេលនោះដែរហេតាកានឹងក៏បានឲ្យរបស់មួយទៅម៉ារីព្រមទាំងបាននិយាយថានេះគឺសម្រាប់អ្នកម៉ារីនឹងក៏ពិតជាសប្បាយចិត្តមែនទែនហើយនឹងក៏បានអរគុណទៅកាន់ហេតាកាហើយម៉ារីក៏បានសួរទៅកាន់គាត់ថាតើនេះគឺជារបស់មួយដែលហេតាកាឯងនឹងជ្រើសរើសដល់ខ្លួនឯងមានអត់ពេលនោះដែរហេតាកានឹងបាននិយាយទេប៉ុន្តែកតុយបុគ្គលនឹងក៏បានបកម៉ារីនឹងក៏បានយកដោយសារតែកតុយនឹងផ្ដល់ជាសញ្ញាថាហ្នឹងហើយទស្សនភាពក៏ដល់ថ្ងៃពិធីបុណ្យឬមួយក៏ការប្រកួតបែបមិនដឹងដែរមិនច្បាស់លាស់តែម្ដងគឺឃើញថាមានការប្រកួតដូចជាទាញប្រទៀតនៅពេលនោះដែររិទ្ធសុកាក៏បានសួរថាតើហេតាកាហ្នឹងក៏ចូលរួមនៅក្នុងការរត់ប្រណាំងអត់ហើយយើងឃើញថាហេតាកាហ្នឹងក៏ចូលរួមនៅក្នុងការរត់ប្រណាំងដែរពេលនោះដែរប៉ាក់សសហ្នឹងក៏បាននិយាយថាខ្ញុំហ៊ានផ្ដល់ថាអ្នកគួរតែរត់ដោយសាច់ឆ្កែទៅគឺវាមានភាពងាយស្រួលជាងសម្រាប់អ្នកបាននិយាយថាវាហ្នឹងគឺពិតជាមានលក្ខណៈ
អ្នកដូចទៅនឹងសត្វសាហាវមែនទែននិយាយទៅប៉ែសក់សនឹងនិយាយចេញមកមានរំលូតមកបែរមានចូលទៅក្នុងនឹងវិញមានចាប់ផ្ទះ3 4កាភ្លៀងងាប់មកហេដាកានឹងក៏បាននិយាយថាមានតែអ្នកទេដែលគួរតែចោះចាញ់នោះហើយក៏បាននិយាយថាវាមកអាក្រក់ទេសម្រាប់ឲ្យអ្នកផ្សេងមកប្រកួតប្រជែងជាមួយនឹងគាត់នោះអូស៊ីនឹងក៏បាននិយាយថាខ្ញុំមិនបានប្រកួតប្រជែងជាមួយនឹងអ្នកទេហេដាកាចំណែកយូគីហ៊ីរ៉ូវិញក៏បានឃើញប៉ែអូស៊ីនឹងគឺគាត់ស្រែកខ្លាំងមែនតើវាថាមានស្រែកតិចណាគ្នាយើងយកពាក្យថាស្រែកទៅស្រែកគឺលឺហើយប៉ុន្តែដែរយូគីហ៊ីរ៉ូនឹងក៏បានស្រែកលើកចិត្តហើយចំណែកអេម៉ារីវិញនឹងក៏បានស្រែកលើកទឹកចិត្តដែរចំណែកឯហេដាកាវិញនិយាយថាចាប់អារម្មណ៍ទៅម៉ារីយកតែម្ដងប៉ុន្តែដែរហេដាកានឹងក៏បានទទួលលេខ1របៀបថារត់ទៅដល់ទីមុនគេយូគីហ៊ីរ៉ូនឹងក៏បានសួរទៅកាន់ម៉ារីថាតើមិញនឹងម៉ារីតាណាម៉ារីក៏បាននិយាយថាសុំទោសផងដោយសារតែមិញនឹងគឺខ្លួនទៅមកហេដាកាតែតាមបន្តិចតាប៉ុន្តែដែរយូគីហ៊ីរ៉ូក៏បានសួរទៅកាន់ម៉ារីថាតើជើងខាងស្ដាំរបស់ម៉ារីនឹងអត់មានកើតអីណាម៉ារីក៏បានតបទៅវិញថាចាស់ត្រូវហើយជើងរបស់នាងកើតអីទេនៅពេលដែលយូគីហ៊ីរ៉ូនឹងបានងាកទៅឃើញមុខរបស់ម៉ារីហើយរបៀបថាចាញ់ចាំងនឹងលួចស្រឡាញ់គេម្នាក់ឯងអត់មានអាណិតយូគីហ៊ីរ៉ូខ្លាំងនិយាយត្រង់ពេលនៅដែរនឹងយូគីហ៊ីរ៉ូនឹងក៏បានចាប់កាន់ស្មារបស់ម៉ារីហើយក៏បាននិយាយថាតើវាមិនអីទេគ្រាន់តែគិតតែពីគាត់ទៅគឺវាលេងអីវិញហើយនិយាយទៅអាល្បែងជើង3ដែលមានបាននិយាយកាលពីប្រហែលនាទីមុនអាហ្នឹងគឺរបៀបថាគេចងជើងជាប់គ្នារបៀបរត់ណាគ្នាយើងនៅពេលដល់វគ្គហេដាកាវិញគឺគាត់ត្រូវហត់ជើង3ជាមួយនឹងក្មេងស្រីម្នាក់នេះរបៀបថាក្មេងស្រីហ្នឹងគឺនិយាយចេញមកស្រែកឡើងខ្សោយតែម្ដងមានតឹងទ្រូងណាគ្នាយើងហេដាកាហ្នឹងក៏បាននិយាយថាគ្រាន់តែគិតទៅថាគាត់ហ្នឹងដូចជាមករួមថ្នាក់របស់អ្នកដែរទេមិនបាច់គិតអីច្រើនតែហើយក៏កុំខ្លាចគាត់អីដោយសារអីកុំធ្វើបាបនាងទេដល់ពេលមីយប៉ែហ្នឹងនិយាយចេញមកហើយដូចអត់មានខ្យល់នៅក្នុងខ្លួនមិនទេគ្នាយើងបាននិយាយថាតាមពិតទៅខ្ញុំគ្រាន់តែចំណាយបន្តិចនៅពេលដែលប្រគល់រត់ប្រណាំងជើង3ហេដាកាហ្នឹងក៏បានទេមកនោះហើយក៏បានមកអោបម៉ារីហើយក៏បាននិយាយថាខ្ញុំក៏ចង់រត់ជាមួយនឹងអ្នកដែរម៉ារីក៏បាននិយាយថាអញ្ចឹងពួកយើងគឺមានអារម្មណ៍ដូចគ្នាហេដាកាក៏បាននិយាយថាគាត់មិនចង់ឲ្យខ្លួនរបស់បរិបផ្សេងជាប់នៅលើខ្លួនរបស់ម៉ារីទេតែធម្មតាទៅគឺហេដាកាហ្នឹងគឺចូលខ្លួនរបស់ម៉ារីបើសិនជាមានខ្លួនរបស់មនុស្សប្រុសផ្សេងទៀតនៅលើខ្លួនរបស់ម៉ារីហ្នឹងទីធំខ្លួនញ៉ៃមែនទែនយើងក៏មកពីអ្នកហ្នឹងបែកងាកមើលទៅអាកាសធាតុនៅខាងក្រៅទៅគឺថាភ្លៀងបដ ாய் ហេដាកាហ្នឹងក៏បាននិយាយថាម៉េចហ្នឹងគឺចាប់ផ្ដើមភ្លៀងហើយអ្នកទាំងអស់គ្នាក៏បាននាំគ្នាប្រមូលផ្ដុំទៅក្រោមតង់ដើម្បីកុំឲ្យសាមទឹកភ្លៀងហេដាកាក៏បានងាកទៅកាន់ម៉ារីហើយក៏បានសុំទោសដែលគាត់នឹងបានប៉ះពាល់ខ្លួននាងភ្លាមដែលធ្វើឲ្យនាងនឹងអាចនឹងភ្ញាក់ផ្អើលឬមួយក៏តក់ស្លុតអីចឹងទៅតាមថាហេដាកាហើយម៉ារីប៉ះខ្លួនគ្នាឡងសាមអីហ្នឹងតែគិតនៅក្នុងផ្លូវព្រះធម៌បន្ទាប់មកពួកគេទាំងពីរអ្នកហ្នឹងក៏បានចាត់ចេញអំពីបន្ទប់ហ្នឹងទៅបន្ទប់ណែថ្នាក់រៀនសោះថ្នាក់រៀនហើយបន្ទប់តំណាងគ្នាម៉ារីហើយនឹងហេដាកាហ្នឹងក៏បានចូលមកក្រោមតង់គេដែរហើយម៉ារីក៏បានឃើញរិទ្ធសកាហើយក៏បានហៅរិទ្ធសកាក៏បាននិយាយថាសូមស្វាគមន៍ម៉ារីដែលត្រឡប់មកវិញម៉ារីក៏បានសួរថាតើមានរឿងអ្វីកើតឡើងអ្នកទាំងអស់គ្នាមើលទៅដូចជាធន់ទ្រាំដល់ហើយរិទ្ធសកាក៏បាននិយាយថាអូឈីហ្នឹងគឺគាត់បានធ្វើឲ្យចៅរបស់គាត់ហ្នឹងត្រូវរបួសពេលដែលពួកគេកំពុងតែច្រកភ្លៀងនោះដែរក៏មានជាការឌឺដងគ្នាផងដែរពេលនោះដែរមានបរិមម្នាក់ហ្នឹងក៏បាននិយាយថាจะដល់ពេលហើយភ្លៀងហ្នឹងក៏ឈប់ទៀតផងតែនោះដែរក៏មានមនុស្សស្រីហើយនឹងបរិមម្នាក់ហ្នឹងក៏បាននិយាយថាសិនបាយសុំរយៈពេលតែ2-3នាទីទៀតទេអាចារ្យមួយនិយាយដល់អត់មានខ្យល់នៅក្នុងខ្លួនហ្នឹងក៏បាននិយាយថាហេដាកាប្រហែលជាអាចធ្វើបានគ្រប់គ្នានឹងក៏បានបាយមកមើលនាងហើយព្រមនឹងធ្វើមុខយ៉ាងស្លើពេលនោះដែរនាងក៏បានសុំទោសមិនដឹងថានាងនិយាយត្រូវឬមកក៏ខុសតែមួយធ្វើមុខអញ្ចឹងហើយក្រុមគ្នានឹងក៏បាននិយាយរៀងខ្លួនទៅតាមកំណត់របស់ខ្លួនឯងចំពោះហេដាកាគេតែហ៊ឹងនិយាយហ៊ឹងវល់ដែរហ្នឹងឯងដែរយូគីហ៊ីរ៉ូក៏បានសួរថាតើហេដាកានឹងអាចធ្វើវាបានអត់ពេលនោះដែរម៉ារីក៏បានដើរទៅសួរអូឈីថាតើអូឈីនឹងគាត់ត្រូវរបួសនៅពេលណាអូឈីក៏បាននិយាយថាបន្ទាប់ពីយើងនឹងចាយផ្លូវគ្នាទៅថ្នាក់រៀនគឺថាមានមនុស្សពីរនាក់ហ្នឹងបានមកវាយគាត់តែអត់មានឆ្ងល់ឲ្យវាយមិនវាយត្រូវជើងវិញនេះគឺបំរុងមិនឲ្យរត់កែតែម្ដងឧទាហរណ៍ថាមនុស្សដែលយើងស្អប់អីវាយចំកដាមុខអីហ្នឹងនិយាយថាសុបាយចិត្តវិញហីអូឈីហ្នឹងក៏បាននិយាយថាតាមពិតទៅគឺគាត់និយាយកុហកទេម៉ារីក៏បានសួរទៅកាន់គាត់ថាអាមួយណាប៉ិតអាមួយណាកុហកទៅអូឈីនឹងក៏បាននិយាយថាអីក៏ដោយតែឥឡូវហ្នឹងវាកើតឡើងហើយមិនបាច់ខ្វល់ទៀតទេយូគីហ៊ីរ៉ូក៏បានបកដៃហាម៉ារីហើយក៏បានប្រាប់ថាគេឲ្យពួកយើងទៅតម្រង់ជួរអីម៉ារីនៅថៃទៀតមុននឹងម៉ារីចាត់ចេញទៅម៉ារីក៏បាននិយាយថាមិនបាច់លាក់ការឈឺចាប់របស់អ្នកទេតើអ្នកអាចនៅម្នាក់ឯងបានទេម៉ារីនឹងក៏បានឲ្យអូឈីនឹងអង្គុយមើលតែថានាងរត់ហ្នឹងបានប៉ុណ្ណមែនរបៀបថានាងរត់តាមសមត្ថភាពរបស់នាងនិយាយពីថាមកកប៉ែនេះដូចអត់មានជីវជាតិអីសោះហ្មងពេលនោះដែរក៏មានអ្នកក៏មកបដិសេធដែរដោយសារតែហ៊ីដាកាហ្នឹងមិញរត់ហើយឥឡូវមករត់អីទៀតប្រមណា
ទៀតហ្នឹងក៏បាននិយាយថាវាមិនកើតទេតន្តិចទៀតហ្នឹងចាញ់ទៀតឡើយដោយសារតែ Hidaka រត់លឿនណាចំណែក Senpai Energy វិញក៏បាននិយាយថានេះគឺត្រូវបានរៀបចំរួចហើយមិនបាច់ប្រកែកអីច្រើនទេដោយសារតែក្រុមពណ៌ក្រហមហើយនិងក្រុមពណ៌សហ្នឹងគឺគ្រូបានយកព្រមរួចហើយពេលនោះដែរក៏មានអ្នកបន់ស្រន់ឲ្យមានក្រុមពណ៌សហ្នឹងមាន Hidaka ផងដែរដោយសារតែ Hidaka គឺខ្លាំងណាស់អ្នកគ្នាបានទៅហៀងណាគឺដឹងតែហៀងនឹងឈ្នះហើយបើមិនខ្លាំងមិនកើតគេទូឯងហើយក៏មានអ្នកនិយាយច្រើនដែរថាឆ្នាំដំបូងប្រហែលជាអាចនឹងមានសង្ឃឹមឈ្នះដោយសារតែមាន Hidaka នៅក្នុងហ្នឹង Hidaka ប្រកាសអត់ថាឲ្យគាត់ហ្នឹងគឺជាអ្នកធ្វើរឿងនេះហើយពេលនោះដែរ Yukihiro ហ្នឹងក៏បានមកនិយាយថាមនុស្សគ្រប់គ្នានៅក្នុងថ្នាក់ហ្នឹងគឺបានពឹងផ្អែកនៅលើ Hidaka ហើយអញ្ចឹងឲ្យ Hidaka ហ្នឹងព្យាយាមទៅនៅពេលដែល Yukihiro ហ្នឹងក៏បានរត់ទៅឲ្យ Mari ទៅបន្តទៀតនោះដែរគឺថា Rizuka ហ្នឹងក៏បានស្រែកហៅដែរថាឲ្យ Mari ស៊ូៗឡើងហើយបើអាចអាចនៅវិញគឺថាទាញកាមេរ៉ាយកមកថតតែម្ដងហើយក៏មានអ្នកស្រែកឲ្យ Hidaka ហ្នឹងរត់ទៅមុខថែមទៀតផងពេលដែល Mari ហត់ទៅឲ្យ Hidaka ហ្នឹងកន្លែងហ្នឹងដែរដូចរឿងឥណ្ឌាយកតែម្ដងនិយាយថាកន្លែងហ្នឹងរៀង slow គេធ្វើឲ្យយឺតនៅពេលដែល Hidaka គាត់បានហើយហ្នឹងគាត់ក៏បានរត់ទៅយ៉ាងលឿនចេញមក Hidaka នឹងឈ្នះទៀតហើយបើហត់លឿនមឹងហើយនិយាយវាថាអ្នកឈរមើលមិនថាក្រុមសឬមួយក៏ក្រុមក្រហមទេមួយឡើងចាហោមាត់អស់ហើយដោយសារតែកន្លែងហ្នឹងដែរ Hidaka គាត់រត់លឿនខ្លាំងយកតែម្ដងបើមិនរត់លឿនមិនកើតបើអ្នកនៅក្នុងថ្នាក់ហ្នឹងគេផ្ញើក្តីសង្ឃឹមលើ Hidaka ឯហ្នឹងពេលដល់មកចុចចុចហ្នឹង Mari ក៏បានលើអាចារ្យពីរអ្នកហ្នឹងគាត់និយាយគ្នាហើយអាចារ្យពីរអ្នកហ្នឹងគឺអត់ប្រយោជន៍យកតែមែនតែម្ដងនិយាយតែរឿងសិនផៃស្អីគេហ្នឹងហត់ជំនួសហ្មងហើយតែសិស្សច្បងនៅសាលាហ្នឹងគេស្អាតហ្មងពេលដែល Mari រត់នោះដែរក៏បានឃើញ Yukihiro ជាមួយនឹង Hidaka ហ្នឹងក៏កំពុងតែលាងជើងឬមួយក៏សម្អាតខ្លួននឹងឯង Hidaka ហ្នឹងគឺបានឲ្យ Yukihiro ចាំគាត់មួយផ្លែប៉ុន្តែ Yukihiro មិនបានចាំឯណាក៏បានដកទៅយកទឹកមិនក៏យកមកបាញ់គ្នាលេងទៅបន្ទាប់ពីពួកគេលេងទឹកបានហ្នឹង Mari ក៏បាននិយាយថាខ្ញុំនឹងទៅសួររកកូនសោដើម្បីឲ្យពួកគេហ្នឹងអាចប្រើនៅម៉ាស៊ីនដើម្បីផ្លុំសក់បានចំណែក Yukihiro វិញក៏បានអរគុណដែរហើយអ្នកឃើញមានឃើញថា Yukihiro ហ្នឹងត្រូវស្នាប់អីគេនោះ Hidaka ក៏បានប្រកាន់ឲ្យដែរហើយ Yukihiro ក៏បាននិយាយថានៅថ្ងៃនេះដែរគឺមានរឿងកើតឡើងច្រើនមែនទែនណាគាត់មិនអាចជប់គិតអំពីភាពសប្បាយរីករាយបានទេនៅពេលដែល Yukihiro ក៏ដើរទៅនោះក៏បានជួប Mari ក៏បានសួរថាតើ Mari ហ្នឹងមានបានរកឃើញកូនសោទេ Mari ក៏បានលើកបង្ហាញថានេះគឺជាកូនសោដែរពេលនោះដែរ Oshi ហ្នឹងក៏បានដើរមកដល់ហើយក៏បាននិយាយថាព្រះអើយមើលបើមិននិយាយអំពីភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរទៅហេតុអីបានមកឈរនៅទីនេះវាអាក្រក់មើលខ្លាំងណាស់ Oki ក៏បាននិយាយថាអូខ្ញុំបានឃើញហើយអញ្ចឹងវាមិនមែនជាការណាត់ជួបណា Yukihiro ក៏បាននិយាយថាអត់អីទេឥឡូវហ្នឹងគឺគាត់នឹងធ្វើដំណើរទៅផ្ទះវិញហើយមុននឹង Yukihiro ហ្នឹងក៏ធ្វើដំណើរទៅផ្ទះវិញហ្នឹងក៏បានចូលដៃហ្នឹងមកឯក្បាល Mari ព្រមតែបាននិយាយថាជួបគ្នានៅសាលារៀនណាបែបហ្នឹងគឺនិយាយឈរមែនតើហ្មងអត់មានធុញ Mari ក៏បាននិយាយថាសត្វកម្រហើយនឹងមនុស្សហ្នឹងក៏អាចធ្លាក់នៅក្នុងលងស្នេហ៍គ្នាបានដែរបែបហ្នឹងក៏បានបើកភ្នែកធំយកតែម្ដងគាត់ក៏បាននិយាយថាជប់និយាយទៅវានឹងមិនអាចទៅរួចទេ Mari ក៏បានសួរទៅវិញថាហេតុអ្វីគាត់នឹងក៏បាននិយាយទៅដល់អាចជញ្ជាំងដែលគេឃុំឃាំងឬមួយក៏បិទត្រឹមខេត្តសៃតាម៉ាគ្នាយើងនិយាយរំទៅគាត់បាននិយាយថាអញ្ចឹងនឹងដែរគឺវាបានបិទបាំងច្រើនសតវត្សមកហើយនិយាយរំទៅបែបហ្នឹងនិយាយមកហោហឹងឬមួយក៏និយាយថាសត្វកម្រហ្នឹងគឺជាសត្វដែលគួរថ្នាក់ហើយបើសិនជាអញ្ចឹងនឹងវាបែកបាក់ហ្នឹងវាអាចនឹងផ្ដល់ផលអាក្រក់ទៅដល់មនុស្សយើងអីចឹងទៅវានិយាយច្រើនមែនតែមានអត់យល់ដែរឃើញអញ្ចឹងហើយនឹកដល់រឿង Attack on Titan ពេលដែល Mari ជាមួយនឹង Hidaka នៅតែពេញនេះដែរ Mari ក៏បានសួរថាតើ Hidaka ហ្នឹងគាត់គិតមិនដែរចំពោះអញ្ចឹងដែលបានបិទបាំងគាត់ក៏បាននិយាយថាអញ្ចឹងមួយដែលព័ទ្ធជុំវិញទីក្រុងរបស់សត្វសាហាវនឹងមែន Mari ក៏បានឆ្លើយថាចាស់ហ្នឹងឯងគាត់ក៏បាននិយាយថាវាគឺជាច្រកចូលគាត់ក៏បាននិយាយបន្ថែមទៀតថាវាគឺសម្រាប់មនុស្សឬមួយក៏សត្វសម្រាប់ចេញឬមួយក៏ចូលទេបោះបានយើងកាត់តែរកកន្លែងផ្សេងទៀតគ្នានៅពេលដល់ថ្ងៃស្អែកនោះដែរ Yukihiro ក៏បាននិយាយថានេះគឺជាវិស្មការរដូវក្តៅ Mari ក៏បាននិយាយថាយើងទាំង3នាក់គួរតែដើរលេងជាមួយនឹងគ្នាទៀតទៅ Yukihiro ក៏បាននិយាយថាយើងអាចធ្វើកិច្ចការផ្ទះជាមួយនឹងគ្នានៅបណ្ណាល័យបានហើយក៏បានហៅ Hidaka នឹងថាជាគ្រូថែមទៀតផងថៃបើមិនហៅគ្រូបើ Hidaka ចេះជាងពីរនាក់ហ្នឹង Hidaka ក៏បាននិយាយថាកុំហៅគាត់គ្រូអីដោយសារតែគាត់ហ្នឹងគឺមិនបានបង្រៀនអ្នកទាំងអស់គ្នាហ្នឹងទាំងអស់ទេពេលនៅដែរមានសិស្សស្រីមួយក្រុមហ្នឹងក៏បាននិយាយអំពីសត្វសាហាវមួយដែលនៅឈរចាំនៅក្រៅសាលា Mari ក៏បានឆ្ងល់ថាសត្វសាហាវនេះតែយើងបានឃើញតួអង្គថ្មីមួយទៀតដែលនាងហ្នឹងគឺជាប្រភេទសត្វកម្រដូចជា Hidaka ដែរនិយាយរំទៅខ້ອຍឲ្យឡើងខ្ជីខ្ជូតហ្មងប៉ុន្តែចរិតចាំមើលទៅទៀតទេតើនាងក៏មានឈ្មោះថា Kiara នៅពេលដែល Kiara ក៏បានឃើញ Hidaka ហ្នឹងក៏បានរត់ទៅអោបហើយបាននិយាយថា Hidaka ខ្ញុំបានមកទទួលនាងដើម្បីទៅផ្ទះជាមួយគ្នាភាពទី7នេះដែរគឺឃើញថាមានមនុស្សជាច្រើនមែនទែនដែលភ្ញាក់ផ្អើលនៅវត្តមានរបស់អាចារ្យ Kiara អត់ដឹងថាហៅឈ្មោះនឹងត្រូវឬមកក៏ខុសទេប៉ុន្តែអត់អីទេឥឡូវហៅចាយសិនទៅគេរំទៅ Hidaka ហ្នឹងគឺគាត់ត្រូវឈប់សម្រាករបៀបថាអើយ
រដូវក្តៅគេចូលមកដល់អីចឹងទៅហើយអាចារ្យគីយ៉ារ៉ាហ្នឹងគឺក៏ពិតជាសប្បាយចិត្តមែនតើហើយតើមកអាចារ្យហ្នឹងក៏សម្រេចចិត្តថាមកជួបហ៊ីដាកាហ្មងទៅហ៊ីដាកាក៏បាននិយាយថាគាត់នឹងឯងចឹងទៅមិនបាច់ចិត្តស្និទ្ធមួយគាត់ពេកទេដោយសារអីមានមនុស្សជាច្រើនមែនតើដែលសម្លឹងមើលមកពួកគេចឹងហ្នឹងក៏បាននិយាយថាគ្មានណាគេមកចាប់អារម្មណ៍លើពួកយើងទាំងពីរនាក់ទេឃើញថាអាចារ្យហ្នឹងខ្ជូតមែនប៉ុន្តែនិយាយថាអោបមនុស្សប្រុសមើលកដាវាអត់ចេះខ្មាស់គេស្បែកជើងឡើយហ៊ីដាកាហ្នឹងក៏បានឲ្យអាចារ្យហ្នឹងលៀងខ្លួនទៅវាថាមកអោបស្អីស្អិតដូចតុកែហ្នឹងហ៊ីដាកាហ្នឹងក៏បានណែនាំថាអាចារ្យហ្នឹងគឺជាមិត្តភក្តិកាលពីកុមារភាពមួយគាត់តែអាចារ្យហ្នឹងគឺមានឈ្មោះថាសារ៉ាស្អីទេឈ្មោះក្នុងរឿងហ្នឹងអេដមានអានខុសឬមួយក៏មិននេះប៉ុន្តែអត់អីណាឯគ្នាយើងដោយសារអីជួនកាលគេហៅឈ្មោះហើយជួនកាលទៀតគេហៅតកូលរៀងវល់ដល់វាដែលហ៊ីដាកាហ្នឹងគឺណែនាំមិត្តភក្តិថ្មីទៅកាន់អាចារ្យហ្នឹងឯងគាត់ក៏បាននិយាយថានេះគឺជាមិត្តភក្តិរបស់គាត់គឺអាសាកាកូនជាមួយនឹងយូគីហ៊ីរ៉ូតែឆ្ងល់អាសាកាហ្នឹងណាគេអាសាកាហ្នឹងគឺថាម៉ារីយើងហ្នឹងឯងប៉ុន្តែកន្លែងហ្នឹងដែរគឺគេហៅតកូលតែតាមការពិតទៅគឺថាយូគីហ៊ីរ៉ូជាមួយនឹងហ៊ីដាកាហ្នឹងគឺហៅម៉ារីនឹងតកូលរហូតហ្នឹងប៉ុន្តែអត់មានចង់ឲ្យញញច្រើនអត់មានហៅតែម៉ារីហ្នឹងទៅស្រួលយល់ហើយវាអត់ញញច្រើនចាហ្នឹងក៏បានសួរថាម៉ារីហ្នឹងគឺពិតជាមិត្តភក្តិរបស់អ្នកមែនអត់ហ៊ីដាកានិយាយថាគ្រាន់តែដឹងអញ្ចឹងហើយក៏បានទៅក្បួយកអែលម៉ារីហើយក៏បាននិយាយថាខ្ញុំអត់ចូលចិត្តក្លិនក្រអូបទេតែអាចារ្យនេះក្រៅនឹងគេក្លិនក្រអូបសោះមកចំណានគេដែរចាឯងនឹងក្លិនអុយមែនចាហ្នឹងក៏បាននិយាយទៀតថាហេតុអីបានជាម៉ារីឯងគឺមានអារម្មណ៍បែបហ្នឹងមកលើហ៊ីដាកាខ្លាចគេតារាមហ៊ីដាកាមែនប្រូហ៊ីដាកាហ្នឹងក៏បានយកដៃក្តោបមាត់អាចារ្យហ្នឹងពួកអីកុំឲ្យនិយាយទៀតនិយាយចេញមកដូចមាត់អត់ក្របយកមកឯងហើយគាត់ក៏បានប្រាប់ដែរថាគាត់បានប្រាប់ឲ្យប្រាប់ទៀតថាកុំធ្វើចរិតបែបហ្នឹងអីឃើញអត់ថាមនុស្សមើលច្រើនមែនតើចាហ្នឹងក៏បានតមកថាឥឡូវហ្នឹងឯងមិនបាច់មកព្រួយបារម្ភអីរឿងពីមនុស្សមើលហ្នឹងទេចង់ណាគេមើលក៏មើលទៅអ្នកអត់ខ្វល់ទេពីតែការហ្នឹងគាត់ក៏បានសុំទៅកាន់ម៉ារីថាឥឡូវហ្នឹងគឺគាត់ត្រូវទៅផ្ទះមុនហើយអញ្ចឹងទៅដោយសារតែឆ្កែអត់ច្រឡំដោយសារតែអាចារ្យនេះគឺថាញញខ្លាំងមែនតើបើនៅតិចទៀតមិនស៊ូហ្នឹងចាប់បោកម៉ារីដូចកូនកែបឡើយសម្បីតែយូគីហ៊ីរ៉ូហ្នឹងក៏បានកើតបែបហ្នឹងដែរដោយសារអីគឺថាមានមនុស្សមកមើលច្រើនមែនតើហ្មងមិនម្នាក់ពីរនាក់ដូចមិញណាចរិតអាចារ្យនឹងចេញមកលោឡាពេញផ្លូវចឹងសាមរ៉ៃលើអ៊ីដាកាហើយនឹងអាចារ្យមួយនឹងក៏បានដើរទៅផ្ទះទៅហើយនៅតែអីទៀតបើនៅតិចទៀតហ្នឹងមិនស្រួលមានរឿងធំកើតឡើងលើចរិតចាយនឹងរត់តែដើរហ្នឹងឯងយូគីហ៊ីរ៉ូហើយនឹងម៉ារីហ្នឹងក៏បានមកអង្គុយនិយាយគ្នាយូគីហ៊ីរ៉ូក៏បាននិយាយថាគាត់ដែរដឹងសោះថាហ៊ីដាកាហ្នឹងគឺគាត់មានមិត្តភក្តិកាលពីកុមារភាពចំណែកម៉ារីវិញក៏បាននិយាយថាអាចារ្យហ្នឹងមើលទៅគាត់អត់ស្រឡាញ់ខ្លាំងណាឡើងស្អាតហ្មងហ្នឹងហើយស្អាតតែមុខនឹងឯងមាត់និយាយចេញមកដូចអត់ក្រោបប៉ុន្តែម៉ារីឯងមិញហ្នឹងប៊ីងាប់ដោយសារតែអាចារ្យហ្នឹងខឹងយូគីហ៊ីរ៉ូជាមួយនឹងម៉ារីហ្នឹងក៏និយាយគ្នាឡើងមួយថ្ងៃហើយដល់ពេលរផ្លូវមកហ្នឹងក៏ភ្ញាក់ទៅថាហើយយើងតាណាមឹងណាតែឃើញថាពួកគេហ្នឹងគឺបាននាំគ្នាមកមាត់សមុទ្រមិនហ្នឹងចង់លោទឹកសមុទ្រមែនទេយើងកុំចាប់ប្រធាននៅក្នុងរឿងគេពេកឥឡូវមិននិយាយចូលសាច់ការវិញអេដមីននិយាយសាច់កាប់មួយថ្ងៃហើយនិយាយរំទៅគឺយូគីហ៊ីរ៉ូហ្នឹងក៏ចង់ជួនម៉ារីមកលេងសមុទ្រមួយគ្នាត្រូវកម្រងមក3នាក់បន្តែហ៊ីដាកាទៅមុនហើយដោយសារតែមានអាចារ្យមាត់អត់ក្របនោះមកដោយសារតែយើងមកមាត់សមុទ្រហ្នឹងយើងអាចសាច់ជំទាវបានមកស្រឡាញ់យើងតែម្ដងដើម្បីឲ្យធ្វើឲ្យអារម្មណ៍យើងនឹងធូរស្រាលជាងមុនចានេះបានគេហៅថាជាមិត្តភក្តិមែនទៅដល់កន្លែងណាក៏មិនភ្លេចគ្នាដែរយូគីហ៊ីរ៉ូហ្នឹងក៏ពិតជាឆ្ងល់មែនតែថាហ៊ីដាកាហ្នឹងធ្លាប់មកលេងសមុទ្រអត់ម៉ារីវិញក៏គិតដូចយូគីហ៊ីរ៉ូដែរដោយសារតែអត់ដឹងថាហ៊ីដាកាហ្នឹងក៏ធ្លាប់មកសមុទ្រអត់ទេកម្រងថាដើរមក3នាក់តែឥឡូវមកបានតែ2នាក់តែនៅដែរយូគីហ៊ីរ៉ូហ្នឹងក៏បានហៅឲ្យម៉ារីហ្នឹងដោះបីជើងមកតែលេងទឹកសមុទ្រត្រជាក់ខ្លាំងណាស់តែមានអត់ចង់និយាយលម្អិតពីកន្លែងហ្នឹងខ្លាំងទេដោយសារតែវាមើលទៅធម្មតាដូចយើងទៅលេងសមុទ្រហើយយើងនិយាយគ្នាអញ្ចឹងទៅណាអាចារ្យសារ៉ានេះវិញគឺថាដើរតាមហ៊ីដាកាហើយក៏បាននិយាយថាមិនហ្នឹងហ៊ីដាកាឯងគ្រាន់តែឃើញខ្ញុំទៅទទួលហ៊ីដាកាឯងសោះមិនគិតថាខ្ញុំនឹងជាមនុស្សឈួតមែនឬមួយក៏អត់សប្បាយចិត្តមែនលួចបន្ថែមខ្លះដោយសារអីយាយប៉ែនឹងតប៉ែខ្លាំងណាស់និយាយត្រង់ហ៊ីដាកានឹងក៏បាននិយាយថាសារ៉ាឯងនឹងពិតជាឈួតខ្លាំងមែនតើដែលទៅរឿងមិត្តភក្តិរបស់គាត់ហើយអាចារ្យនឹងវិញក៏បាននិយាយថាតាមពិតទៅគឺដោយសារតែក្លិនរបស់ម្នាក់ស្រីនឹងតាហើយខ្ញុំក៏ធ្លាប់ធំក្លិនរបស់ម្នាក់ស្រីនឹងលើខ្លួនរបស់ហ៊ីដាកាឯងដែរមិននិយាយត្រង់មានយាយប៉ែនឹងសាំខ្លាំងណាស់មានដើរសាមរ៉ៃចូលទៅកាប់ឲ្យងាប់មកយាយប៉ែនឹងក៏បាននិយាយថែមទៀតថាវាគឺហាក់ដូចជាទង្វើលើសពីមិត្តភក្តិមិនទេដោយសារតែមិត្តភក្តិណាវាមកជាប់ក្លិនមួយគ្នារហូតចឹងហ៊ីដាកានឹងក៏បានយកដៃមកខ្ទប់មាត់មីយាយប៉ែនឹងទៅគឺថានិយាយច្រើនមែនតើមាត់អត់ក្របមិននិយាយចេញមកឡើងហ៊ីដាកាក៏បាននិយាយថាគាត់តែគឺជាអ្នកដែលចាប់អារម្មណ៍ទៅលើម៉ារីយ៉ូហើយពេលដែលគាត់និយាយប្រាប់ថាម៉ារីនឹងគឺជាមិត្តភក្តិរបស់គាត់ទៅកាន់អ្នកដទៃទៀតអត់មានអ្នកគេប្រតិកម្មទេប្រតិកម្មតែយាយប៉ែសារ៉ាឯងទេចាសារ៉ាក៏បាននិយាយថាហ៊ីដាកាឥឡូវគឺពិតជាផ្លាស់ប្ដូរខ្លាំងណាស់នាងក៏បានរៀបរាប់ពីចរិតរបស់ហ៊ីដាកាដែលនៅក្រៅអញ្ចឹងនឹងថាសូម្បីតែពេលហ៊ីដាកានៅសាលារៀនឬមួយក៏នៅការអញ្ចឹងឯហ្នឹងគឺថាវា
អត្តចរិតខុសប្លែកពីមុនហ្មងចាស់ហ្នឹងក៏បាននិយាយមកបញ្យល់ទៀតថាហេដាកាឯងហ្នឹងកំពុងតែលួចស្រឡាញ់មនុស្សហើយចាស់ហ្នឹងនិយាយស្អីទៀតបែកមកលើហេដាកាក៏បាននិយាយថាហ្នឹងឯងនិយាយត្រូវអីស្អីគាត់លួចស្រឡាញ់មែនហ្នឹងនាងក៏បាននិយាយថាអញ្ចឹងខ្ញុំនឹងមិនអាចទទួលយកបានទេបន្ទាប់ពីបាននិយាយអញ្ចឹងហើយយីប៉ែហ្នឹងក៏បានរត់ចេញទៅហេដាកាវិញបន្ទាប់ពីគាត់បាននិយាយបែបហ្នឹងហើយហ្នឹងក៏ធ្វើឲ្យអាចារ្យសារ៉ាហ្នឹងក៏រៀងអន់ចិត្តបន្តិចបន្តួចដែរនៅពេលនៅដែរហ្នឹងគឺយូគីហេរ៉ូហ្នឹងក៏បានផ្ញើរូបដែរគាត់បានថតរូបម៉ារីនៅលេងនៅម៉ូសម៉ូតូយកឲ្យហេដាកាមើលហើយគាត់ក៏បានទៅសេអសមកប្រាប់ដែរថាគាត់ហ្នឹងគឺបានដើរលេងជាមួយម៉ារីអញ្ចឹងទៅបានបន្តិចក្រោយមកហ្នឹងម៉ារីហ្នឹងក៏បានខលទូរស័ព្ទមកហៅហេដាកាហ្នឹងក៏បានសួរថាម៉ារីហ្នឹងកំពុងតែនៅមួយយូគីហេរ៉ូមែនម៉ារីក៏បាននិយាយថាអត់ទេនាងកំពុងតែធ្វើដំណើរទៅផ្ទះវិញឯងហេដាកាក៏បាននិយាយថែមទៀតថាមិញហ្នឹងគឺយូគីហេរ៉ូហ្នឹងក៏បានផ្ញើរូបរបស់ម៉ារីឲ្យគាត់មើលអញ្ចឹងទៅម៉ារីហ្នឹងក៏បានសួរហេដាកាថារូបហ្នឹងមើលទៅមានចម្លែកអីអត់ឃើញខ្ជូតអត់ហេដាកាក៏បាននិយាយថាទេរូបហ្នឹងឃើញធម្មតាតាឃើញម៉ារីឯងញ៉ាំហើយសំខាន់ណាស់គួរឲ្យស្រឡាញ់ថែមទៀតផងពួកគេទាំងពីរនាក់ហ្នឹងគឺថានិយាយទូរស័ព្ទរៀងយូរដែរហ្នឹងហើយម៉ារីក៏បាននិយាយថានៅពេលដែលវាសមត្ថការរដូវក្តៅហ្នឹងដែរគឺម៉ារីនាងនឹងឧស្សាហ៍ទៅលេងហេដាកាអញ្ចឹងទៅទស្សនភាពហ្នឹងក៏បានកាត់នៅពេលដែលម៉ារីហ្នឹងនាងបានមកលេងហេដាកាហើយនាងក៏បាននិយាយនៅក្នុងចិត្តថាអញ្ចឹងហ្នឹងគឺពិតជាធំមែនមើលពីចង្ងាយមករៀងធំអីមើលចិត្តទៀតហត់តែធំតែម្ដងបន្ទាប់ពីនាងបានដាក់តាញ៉ាំបាយដល់មួយក៏របៀបថាគេ scan អីហើយចូលថាហេដាកាវិញហ្នឹងក៏កំពុងតែចាំម៉ារីមើលទៅឃើញថាធ្វើមើលនេឡាការៀងយូរដែរពេលដែលគាត់បានឃើញសារ៉ាដើមមកហ្នឹងក៏បាននិយាយថាអរុនសួស្ដីសារ៉ាហ្នឹងនាងក៏បានតបទៅកាន់ហេដាកាវិញប៉ុន្តែស្លេងហ្នឹងនិយាយថាពីរ៉ារអ៊ូលអត់ដូចពីសមអីសោះអាចចាយហ្នឹងពីសមមិញឡើងញញហ្មងដល់ពេលថ្ងៃហ្នឹងមិនចឹងផ្លាយដល់ក៏ហើយចាសារ៉ាក៏បាននិយាយថាគឺនាងត្រូវមានណាត់ជួបជាមួយនឹងអ្នកផ្សេងទៀតដល់ចឹងទៅចាំនិយាយមួយហេដាកានៅពេលក្រោយអាចចាយដែលជាសត្វកម្រពីរអ្នកទៀតហ្នឹងក៏បាននិយាយថាសារ៉ាមើលទៅគឺនៅតែបាត់ទឹកចិត្តអញ្ចឹងអាចចាយសារ៉ាហ្នឹងក៏បាននិយាយថាអ្នកមិននឹកស្មានថាហេដាកាហ្នឹងក៏មានមិត្តស្រីសោះនិយាយតែអាចចាយបែរហ្នឹងគឺនាំគ្នាមកនិយាយដល់ហេដាកាហ្នឹងឯងអាចចាយសារ៉ាហ្នឹងក៏បាននិយាយថាហេដាកាហ្នឹងគឺគាត់តែងតែគិតថាក្តីស្រឡាញ់ដែលនាងផ្ដល់ឲ្យគាត់ហ្នឹងគឺជាក្តីស្រឡាញ់បែបគ្រួសារដូចយើងបងប្អូនអញ្ចឹងបើគេមិនស្រឡាញ់យើងទេមិនបាច់ទៅខំទេលោកអើយកាត់ចិត្តទៅឲ្យធំម៉េះអាចារ្យសារ៉ាហ្នឹងក៏បាននិយាយរំលឹកថាកាលពីហេដាកានៅពីក្មេងហ្នឹងគាត់គឺជាមនុស្សម្នាក់ដែលស្ងៀមស្ងាត់ហើយចិត្តល្អខ្លាំងមែនទែនហើយហ្នឹងហើយគឺជាមូលហេតុដែលបណ្ដាលឲ្យអាចារ្យសារ៉ាហ្នឹងគឺចូលចិត្តហេដាកាខ្លាំងសូម្បីតែឥឡូវហ្នឹងដែរក៏អាចារ្យហ្នឹងនៅតែចូលចិត្តហេដាកាដែរទាំងដែលគេអត់បានស្រឡាញ់ខ្លួនឯងគេនិយាយថងឯណាអត់ចេះចុកឯណាហើយសូម្បីតែរឿងដែលម៉ាក់របស់ហេដាកាហ្នឹងគឺជាមនុស្សហ្នឹងណាចារ្យសារ៉ាហ្នឹងក៏ដឹងទៀតថែមបើមិនដឹងមិត្តកាលពីកុមារភាពគេកន្លែងមកមើលម៉ារីវិញនិយាយពីថាបន្ទាប់ពីបានចូលទៅក្នុងខេត្តសៃតាម៉ាហើយគឺមានជាការដើរតាម Google Map ដែលហេដាកាដាក់ឲ្យនឹងឡើងចង់វិញហីដើរបដាហ្នឹងក៏គាត់រៀងច្រើនដែរថាតិចខ្លួនឯងនឹងត្រូវបានពួកដែលជាសត្វកម្រនឹងសម្លាប់ចោលដោយសារតែយើងចូលមកទឹកដីគេហើយមានតែឯងទៀតនៅពេលដែលម៉ារីដើរទៅដល់ហ្នឹងក៏បានឃើញថាមានសួនផ្កាឡើងស្អាតទៅតែម្ដងហើយបន្ទាប់មកហេដាកាហ្នឹងក៏បានមកអោបម៉ារីហ្នឹងគឺពិតជាភ្ញាក់ផ្អើលមែនតើដោយសារអីក៏ឡងហួសដល់2សប្តាហ៍មកខ្លួនបានឃើញហេដាកាហើយហេដាកាហ្នឹងក៏បាននិយាយថាសុំទោសដែលធ្វើឲ្យម៉ារីហ្នឹងដើរមករកគាត់អញ្ចឹងល្មមចុកជើងដែរហ្នឹងហេងឆ្ងាយដែរម៉ារីយ៉ាងទៀតហ្នឹងក៏បាននិយាយថាអូយវាមិនមែនជាបញ្ហាទេអត់ឆ្ងាយផងហ្នឹងខាងចិត្តហ្នឹងតែឃើញដើរមកទៅអូនចង់បកាច់ហើយម៉ារីហ្នឹងក៏បាននិយាយបន្ថែមទៀតថាវាផ្កាហ្នឹងគឺពិតជាស្រស់ស្អាតខ្លាំងមែនតើស្អាតដូចជាអេដមិនអញ្ចឹងហេដាកាហ្នឹងក៏បានសួរទៅកាន់ម៉ារីថានៅពេលដែលម៉ារីឆ្លងខ្លងទ្វារហ្នឹងមានភ័យខ្លាចអត់គាត់ហ្នឹងគឺចង់ឲ្យម៉ារីស្គាល់ទីកន្លែងដែលស្រស់ស្អាតបែបនេះម៉ារីក៏បាននិយាយថាអត់ទេនាងអត់មានភ័យផងហេដាកាហ្នឹងក៏បានទៅសើម៉ារីថាសម្លៀកបំពាក់ម៉ារីហើយនឹងការតុបតែងខ្លួនរបស់ម៉ារីថ្ងៃហ្នឹងគឺពិតជាគួរឲ្យស្រឡាញ់ខ្លាំងមែនទែនម៉ារីនេះក៏បានអរគុណទៅកាន់ហេដាកាទៅបន្តែនិយាយចេញមកដូចចង់ក្តៀនអាចវាថាមនុស្សគេដែលចង់គេរៀងអៀនអញ្ចឹងនិយាយចេញមករៀងតាក់បើកន្លែងមកមើលកន្លែងផ្សារនេះវិញនិយាយពីថាគឺមានជាប្រភេទពពួកសត្វកម្រហ្នឹងច្រើនមែនទែនហើយឡើងគួរឲ្យស្រឡាញ់មកគ្នាយើងអត់មានឃើញជាពិសេសស្អីដែលជាប្រភេទសត្វកម្រគឺថាខ្ជូតមែនទែនហ្មងបើគាត់មានដូចឆ្កែសត្វដូចឆ្មាបែបមួយហ្នឹងក៏បានសុំឲ្យហេដាកាហ្នឹងមកជួយលើកឲ្យបានប៉ុន្តែបន្ទាប់ពីបានឃើញម៉ារីហើយក៏បាននិយាយថាអូមិនអីទេគាត់គឺឃើញអីគ្រប់យ៉ាងឬថាដឹងអីថាហេដាកាហ្នឹងដែរច្នៃម៉ារីវិញក៏បាននិយាយថាអូអត់អីទេខ្ញុំអត់អីទេចង់ទៅចង់ឲ្យហេដាកាហ្នឹងទៅជួយអាប៉ែហ្នឹងដែរប៉ុន្តែហេដាកាគឺមុខអត់ចង់ទៅយកតែម្ដងបែរហ្នឹងក៏បានសុំទោសដែរដែលថាពឹងហេដាកាអត់មើលកន្លែងទេសៈថាគេកំពុងតែដេតម៉ារីក៏បាននិយាយថាគាត់នឹងមើលទៅដូចជាចង់បានជំនួយចឹងទៅគ្រាន់តែចង់ឲ្យហេដាកាហ្នឹងទៅជួយលើកគាត់តិចតួចទេនៅពេលដែលហេដាកាក៏បានទៅជួយលើកអីបាទប៉ាហ្នឹងហើយប៉ាហ្នឹងក៏បាននិយាយថាមើលទៅម្នាក់ស្រីហ្នឹងគឺមានអារម្មណ៍ថាដូចជាមនុស្សចិត្តល្អហើយនៅពេលនោះដែរហ្នឹងគឺថាអាចារ្យសារ៉ាហ្នឹងកំពុងតែដើរសុសហ្នឹងក៏កលេចទៅឃើញម៉ារីពួកគេហ្នឹងក៏បានឈរមកមុខគ្នាតិចទៅភាគទី8
បន្ទាប់ពីសារ៉ាជាមួយនឹងម៉ារីបានសម្លឹងមុខគ្នាហើយនោះក៏ចាយពីរនាក់ទៀតហ្នឹងក៏បានសួរថាតើសារ៉ាមានរឿងអីកើតឡើងចាសារ៉ានៅអត់បាននិយាយទេហើយក៏បានដឹកដៃម៉ារីទៅចាសារ៉ានឹងបានដឹកដៃម៉ារីទៅហើយក៏បានសួរថាហេតុអីបានជាម៉ារីនឹងនៅទីនេះម៉ារីនឹងក៏បាននិយាយតបទៅកាន់អាចារ្យសារ៉ាវិញថានាងគ្រាន់តែមកលេងតែប៉ុណ្ណោះសារ៉ានឹងក៏បាននិយាយថាមុខរបស់ម៉ារីឬមួយក៏អារម្មណ៍របស់ម៉ារីខ្លួនរបស់ម៉ារីនឹងគឺបានប្រាប់ថាម៉ារីនឹងគឺនាងសប្បាយចិត្តម៉ារីបន្ទាប់ពីបានលឺអាចារ្យសារ៉ានិយាយចឹងហើយក៏បាននិយាយថាខ្ញុំពិតជាចង់ប្រាប់ណាថាខ្ញុំនឹងមានអារម្មណ៍សប្បាយចិត្តប៉ុណ្ណាពីសម្ដីរបស់ម៉ារីដែលធ្វើឲ្យអាចារ្យសារ៉ានឹងគាំងខ្លាំងមែនទែនដោយសារតែអាចារ្យសារ៉ានឹងមិនជឿថាម៉ារីនឹងសប្បាយចិត្តដល់អ្នកនឹងទេយាយរំតែអាចារ្យសារ៉ានឹងក៏បាននិយាយទៀតដែរថាខ្លួននឹងគឺពិតជាខឹងជាមួយនឹងម៉ារីខ្លាំងមែនទែនចានឹងនិយាយហ៊ានច្រើនតែម៉ារីវិញធ្វើមកឡើងស្លើដោយសារតែវាមិនសូវយកពីនៅតំបន់គេនឹងនិយាយទៅសុខភូមិនឹងគេនិយាយចេញមកយ៉ាងឆែតចឹងមែននិយាយវាថាពេលសម្ដីដែលសារ៉ាបាននិយាយប្រាប់មកវិញនឹងគឺដើម្បីចង់បណ្ដេញឲ្យម៉ារីខ្លាចនឹងហត់ទៅវិញណាប៉ុន្តែមានណាចុកឈាមបដោយម៉ារីអត់ចេះខ្លាចផងនឹងម៉ារីនឹងក៏បាននិយាយទៅថានាងបានគិតពីរឿងនឹងទេនាងគ្រាន់តែបានតាំងចិត្តថានាងចង់មកលេងទីនេះតែប៉ុណ្ណោះយាយរំទៅមានតែម៉ារីវិញទេដែលនាងភ័យខ្លាចថានាងអាចនឹងធ្វើឲ្យមានគេនឹងភ័យខ្លាចចំពោះនាងអញ្ចឹងទៅយាយរំទៅរឿងភ័យខ្លាចនឹងម៉ារីនឹងក៏ភ័យខ្លាចដែរប៉ុន្តែបន្ទាប់ពីបានដើរលេងនៅទីក្រុងហើយគឺថាអារម្មណ៍ភ័យខ្លាចនឹងគឺភ្លេចបាត់អស់តែម្ដងហើយនៅមួយទៀតដោយសារតែកន្លែងហ្នឹងដែរគឺជាកន្លែងដែលមនុស្សដែលខ្ញុំស្រឡាញ់ហ្នឹងគាត់រស់នៅតាំងពីតូចរហូតដល់ធំអញ្ចឹងទៅវាគឺពិតជាសំខាន់ណាស់តែយើងមិនគួរគិតអំពីការរិះគន់របស់អ្នកដទៃចំពោះយើងទេខ្ញុំនៅទីនេះក៏ក្តីស្រឡាញ់ខ្លាំងចំពោះហេដាកាដូច្នេះហើយគឺខ្ញុំមិនមានបញ្ហាអ្វីទេបន្ទាប់ពីសារ៉ាបានលើហើយសារ៉ាក៏បាននិយាយថាអ្នកហ្នឹងក៏ពិតជាផ្អែមល្ហែមខ្លាំងណាស់តាមពិតទៅសារ៉ានឹងមិនគួរណាដែលសួរទៅកាន់ម៉ារីបែបនេះទេដោយសារតែនាងហ្នឹងគឺបានដឹងហើយមូលហេតុដែលនាងសួរនោះគឺដោយសារតែនាងនឹងមិនទាន់អស់ចិត្តអំពីរឿងការពីម្សិលមិញដែលហេដាកានឹងគាត់គឺបាននិយាយចេញពីចិត្តអារម្មណ៍របស់គាត់ពិតប្រាកដហើយនាងក៏បានសុំទោសម៉ារីចំពោះដល់ការដែលនាងនិយាយទៅកាន់ម៉ារីឬមួយក៏និយាយរឿងក្លិនរបស់ម៉ារីអីច្រើនទៀតដែលការជួបគ្នាចាណាម៉ារីរបស់យើងវិញក៏បាននិយាយថាអូវាមិនអីទេដោយសារតែនាងគឺបានយល់ច្បាស់អំពីរឿងហ្នឹងហើយដោយសារតែម៉ារីនឹងនាងក៏បាននិយាយអំពីចំណុចល្អៗរបស់សារ៉ាដែរសារ៉ាក៏បានប្រកាសឲ្យម៉ារីនឹងឈប់និយាយទៅនាងមិនចង់បានរបៀបថាឲ្យគេដឹងថាខ្លួនឯងនឹងគឺជាក្មេងស្រីល្អទេឬមួយក៏ជាមនុស្សស្រីដែលល្អទេម៉ងណានាងក៏បាននិយាយថាខ្ញុំនឹងមិនចង់ប្រមូលអារម្មណ៍ខ្លួនឯងច្រើនទេដោយសារតែនាងនឹងគឺមិនចង់ឲ្យអារម្មណ៍ខ្លួនឯងនឹងតូចចិត្តទេប៉ុន្តែនាងគឺធំអត់បានទេនៅពេលដែលដឹងថាម៉ារីជាមួយនឹងហេដាកានឹងគឺមានអារម្មណ៍ទៅលើគ្នាទៅវិញទៅមកឬមួយក៏អាចនិយាយថាអារម្មណ៍ស្នេហានឹងឯងសារ៉ាអើយកាត់ចិត្តពីហេដាកាទៅមកស្រឡាញ់អេដមីនវិញតែនៅដែរក៏មានបរិបទហ្នឹងគាត់បានដើរមកហើយក៏បានសួរទៅកាន់សារ៉ាថាតើមិញហ្នឹងសារ៉ាយំមែនមានរឿងអីកើតឡើងសារ៉ាបាននិយាយថាវាគ្មានអ្វីដែលតាក់ទងជាមួយនឹងអ្នកទាំងពីរទេពេលនោះក៏បាននិយាយថានៅមិនជាការសម្លុតរបស់អ្នកអតែមួយទៀតនោះក៏បាននិយាយថាវាពិតជាអាក្រក់មកខ្លាំងហើយនៅពេលដែលអ្នកយកមកតែមួយនោះក៏បានចាប់ដៃម៉ារីហើយក៏បានសួរសារ៉ាថាតើចង់ឲ្យគាត់នឹងយកម៉ារីនឹងទៅណាម៉ារីនេះក៏បានព្យាយាមនិយាយដែរប៉ុន្តែបែរនោះក៏បានក្តៅមាត់នេះហើយក៏បាននិយាយថាមនុស្សនឹងមិនគួរតែនិយាយទេព្រោះថាអីដែលគេនិយាយចេញមកនឹងគឺងាយស្រួលណាស់ចឹងទៅកុំបាច់និយាយទេសារ៉ាក៏បានខំដែរបែរនឹងហើយក៏បាននិយាយថាហេមិនបានធ្វើអីឈួតចាំមិនក៏មិនស្ដាប់ខ្ញុំសិននាងក៏បានបោះសាយប្រាប់ទៅការបែរនឹងថាម៉ារីនឹងគឺបានធ្វើអីនឹងទេដោយសារតែម៉ារីនឹងគឺជាមនុស្សស្រីដែលល្អហើយអ្វីបានជាអ្នកនឹងរត់ទុកដាក់ខ្លួនអញ្ចឹងតើឆ្ងាយទៅអបែរនឹងក៏បាននិយាយថាអើយមិនបានខំគាត់រហូតដល់ថ្នាក់ហូរឈាមអញ្ចឹងបាទបែរមួយខលវិញក៏បាននិយាយថាអូយមើលទៅនឹងដូចជាតំណងឈឺដល់ហើយណែចេញកាឡាមកថោកបដ ாய் ចង់វាយសៃមកអាបកាច់ហើយក៏ជាសំណាងល្អដែរដែលម៉ារីនឹងនាងក៏បានជួយទៅរងប៉ុន្តែគឺអត់ត្រូវប៉ះពាល់ដល់ម៉ារីហើយក៏អត់ប៉ះពាល់ដល់សារ៉ាដែរវាគ្រាន់តែធ្វើឲ្យសក់របស់ម៉ារីនឹងរបូតតែប៉ុណ្ណោះអបែរនឹងថោកដល់ក៏នៅក្បែរមិនដាក់ផ្ទះបាក់កងាប់ទៅហើយហ្មងសារ៉ាក៏បាននិយាយដាស់តឿនទៅកាន់ម៉ារីថាម៉ារីឯងមិនគួរធ្វើបែបនេះទេដោយសារតែវាអាចនឹងមានគ្រោះថ្នាក់ដោយសារតែម៉ារីគឺជាមនុស្សម៉ារីនេះគឺនាងពិតជាចង់ការពារហេដាកាឬមួយក៏ថែរក្សាហេដាកាបានល្អហើយចំពោះមនុស្សដែលនៅជុំវិញខ្លួនរបស់ហេដាកាហ្នឹងក៏ដូចគ្នាដែរដែលអាចនិយាយបានថានាងចង់ការពារហេដាកាផងហើយក៏ចង់ការពារមនុស្សជុំវិញដូចជាមិត្តភក្តិរបស់ហេដាកាដែលជាសារ៉ាផងដែរប៉ុន្តែហេដាកាហ្នឹងក៏បានមកហើយក៏បានចាប់អបែកនឹងជាប់ទៅព្រមទាំងបាននិយាយថាឯងហ្នឹងគួរតែដេកឲ្យស្កប់ស្កល់នៅក្នុងគុកទៅម៉ារីក៏បានហៅឈ្មោះរបស់ហេដាកាក៏បាននិយាយថាម៉ារីឯងមិនដើរមកទេទុកឲ្យគាត់នឹងជាអ្នកដើរទៅរកម៉ារីឯងវិញហើយគាត់ក៏បានសុំទោសចំពោះការដែលគាត់មកយឺតយ៉ាវដែរម៉ារីក៏បានសុំទោសហេដាកាដែរដែលនាងបានចាត់ចេញដោយបានប្រាប់ហេដាកាទស្សនវិជ្ជាក៏បានកាន់នៅពេលដែលពួកគេនឹងបានចាប់អាពីអ្នកនោះមកដាក់គុកវាមិនមែនជាការដាក់គុកហ្មងទេគ្រាន់តែយកមកសួរចម្លើយហើយកាត់ទោសតាមនឹងឯង
នៅពេលដែលបានចេញនោះដែរម៉ារីក៏បាននិយាយថាខ្ញុំមានអារម្មណ៍ថាដៃរបស់ខ្ញុំដូចជាញ័រហើយអ្នកក៏បាននិយាយបន្ថែមទៀតថាសិទ្ធិកម្រហ្នឹងគឺពិតជាខ្លាំងមែនទែនសារ៉ាក៏បានហត់ហេថមកសួរម៉ារីតើម៉ារីមានកាត់អីអត់មានត្រូវរបួសកន្លែងណាអត់ហើយបានព្យាបាលនៅហើយក៏បានសួរថាតើសំណួរហ្នឹងវាអាចនឹងគួរឲ្យខ្លាចអត់ម៉ារីក៏បាននិយាយថានាងមិនអីទេប៉ុណ្ណឹងអីដោយសារតែនាងគឺជានារីសាច់ស្វិតម៉ារីនាងក៏បាននិយាយថាអត់អីទេគឺថាបុគ្គលិកសន្តិសុខឬមួយក៏ជាអ្នកសួរចម្លើយអ្នកនៅខាងប៉ូលីសហ្នឹងគឺថាគាត់ល្អខ្លាំងណាស់ហើយបើថាចំពោះរបួសវិញគឺនាងអត់ធំដុំអីទេហេដាកាហ្នឹងក៏បានឃើញដៃរបស់សារ៉ាហ្នឹងត្រូវរបួសហើយក៏បានប្រាប់នាងទៅហេដាកាក៏បំរុងនឹងយកកសែងជូតឲ្យសារ៉ាហ្នឹងនាងក៏បានដកដៃចេញព្រមទាំងបាននិយាយថាទុកវាចោលទៅនាងមិនត្រូវការទេសារ៉ាហ្នឹងគឺនាងព្យាយាមនិយាយមែនតើមកដែលថានាងមិនអីទេដោយសារតែប៉ុណ្្នឹងដែរគឺម៉ារីជាអ្នកយកខ្លួនមកពាំងទេមនុស្សដែលហេដាកាគួរតែបារម្ភគឺជាម៉ារីទៅត្រូវចឹងទៅកសែងដៃមួយហ្នឹងគឺទុកសម្រាប់ម៉ារីទៅម៉ារីក៏បានសួរទៅកាន់សារ៉ាថាតើសារ៉ាហ្នឹងអត់ឈឺទេអីសារ៉ាហ្នឹងក៏បាននិយាយទៅកាន់ម៉ារីថាមិនហ្នឹងម៉ារីឯងមិនទទួលយកនិយាយរំទៅគឺនាងបានព្យាយាមនិយាយឲ្យកុំឲ្យហេដាកាហ្នឹងមករបៀបថាមកក្បែរនាងពេកអញ្ចឹងណាទុកឲ្យម៉ារីទៅហើយដល់ពេលអាចារ្យម៉ារីយើងជាប្រភេទមនុស្សចិត្តល្អទៀតមានណាអើយទៅដូចល្ងងហើយក៏បាននិយាយបន្ថែមទៀតថាខ្ញុំនឹងគាំទ្រអ្នកទាំងពីរសារ៉ាក៏បាននិយាយថាម៉ារីគួរតែថែរក្សាហេដាកាឲ្យបានល្អប្រសើរទៅបន្ទាប់ពីសារ៉ាហ្នឹងនាងបាននិយាយជាមួយនឹងម៉ារីហើយនាងក៏បានដើរទៅក្នុងទៅនិយាយជាមួយនឹងតូម៉ាចំណែកតូម៉ាវិញក៏បាននិយាយថាអញ្ចឹងចូលមកអំបាច់បញ្ញាអីពេកទេហេដាកាក៏បានសុំទោសប៉ុន្តែឡើងដែរគឺថាសារ៉ាគឺនាងទទួលយកការប៉ះដែរដែលថាពួកគេទាំងពីរនាក់ហ្នឹងស្រឡាញ់គ្នាឬមួយក៏របៀបថាគាំទ្រអីចឹងទៅហេដាកាក៏បានសួរទៅកាន់ម៉ារីថាតើថ្ងៃហ្នឹងដែរម៉ារីហ្នឹងគឺចង់ឲ្យគាត់ហ្នឹងជូនទៅកាន់ថ្លងទ្វារអត់ម៉ារីក៏បាននិយាយថាប៉ុន្តែពួកយើងមិនទាន់បានបំពេញចំពោះការសន្យារបស់ពួកយើងទេហេដាកាក៏បាននិយាយថាខ្ញុំដឹងប៉ុន្តែម៉ារីអត់ខ្លាចទេអីដោយសារតែនៅក្នុងនេះដែរគឺសិតតែជាប្រភេទសត្វកម្រហើយសំខាន់មួយគឺសិតតែមានកម្លាំងខ្លាំងដូចជាខ្ញុំជាដើមអីហ្នឹងម៉ារីក៏បាននិយាយថាខ្ញុំនឹងមិនខ្លាចទេបើទោះបីជាហេដាកាឯងហ្នឹងគឺជាសត្វមួយដែលសាហាវឬមួយក៏ខ្លាំងក្លាក៏ដោយប៉ុន្តែហេដាកាឯងហ្នឹងគឺតែងតែថែរក្សានាងឬមួយក៏មើលថែនាងនឹងឯងដូច្នេះហើយវាមិនមានមូលហេតុអីដែលធ្វើឲ្យនាងខ្លាចទេហើយបន្ទាប់មកហ្នឹងក៏ហេដាកាហ្នឹងក៏បានជួលម៉ារីហ្នឹងទៅលេងផ្ទះរបស់ខ្លួនគាត់ក៏បាននិយាយថាដោយសារតែប៉ាម៉ាក់របស់គាត់ហ្នឹងគឺអត់បាននៅជាមួយគាត់ទេពួកគាត់ហ្នឹងទៅធ្វើការនៅរៀងឆ្ងាយដែរហេដាកាហ្នឹងក៏បានជួលម៉ារីហ្នឹងមកបន្ទប់របស់ខ្លួនហើយក៏បានឲ្យម៉ារីរងចាំមួយផ្លែទៅម៉ារីហ្នឹងក៏បានមើលនេះមើលនោះទិញទួចទៅដោយសារតែផ្ទះគេហ្នឹងគឺថាមានសម្ដាប់ធ្នាប់មែនតើហេដាកាហ្នឹងក៏បានយកកសែងដែលដាក់ជាមួយនឹងទឹកយកមកជូតដៃរបស់ម៉ារីហើយក៏បាននិយាយថាគាត់ហ្នឹងគឺកំពុងតែជូតក្លិនរបស់បរិបផ្សេងហ្នឹងចេញពីខ្លួនរបស់ម៉ារីអត់មានកាំងអីក៏ម៉េះហើយនៅដែរហេដាកាក៏បានយកអាលហ្នឹងដូចមិនទេគ្នាយើងអាលរបៀបគេដាក់មាត់ឆ្កែកុំឲ្យខាំម៉ារីឃើញហើយហ្នឹងក៏ឆ្ងល់យកតែម្ដងហេហេដាកាអាហ្នឹងអីគេហេដាកាក៏បានប្រាប់ម៉ារីថាអាហ្នឹងវាគ្រាន់តែជារបស់មួយដែលសម្រាប់ទុកការពារនៅពេលដែលគាត់ហ្នឹងវាថាគ្រប់គ្រងអារម្មណ៍ខ្លួនឯងអត់កើតម៉ារីក៏បាននិយាយថាហេដាកាមិនបាច់ចាំនៅឆ្ងាយពីនាងពេកទេអត់មានពាក្យខ្លះមិនសុំនិយាយកាត់ទេណាដោយសារតែវាអត់គួរឲ្យយើងចង់ស្ដាប់ទេពាក្យហ្នឹងវានៅក្នុងន័យធម្មតាប៉ុន្តែបើសិនជាយើងគិតឲ្យជ្រៅទៅវាជ្រៅតាមនឹងដែររឿងនេះឃើញឡើងតំណហេវសុភាពដែលពេលចូលមើលហើយម៉ៃអេដមិនចង់ស្ទះទ្រង់មកនឹងហេដាកាបានចេញនោះក៏បានឲ្យម៉ារីហ្នឹងពាក់កៅអៅរៀងធំទៅដោយសារតែគាត់ហ្នឹងចេញទៅខាងមួយផ្លែតតាមពិតទៅពួកគេអាចបានធ្វើអីគ្នាទេប៉ុន្តែអាកន្លែងហ្នឹងអេដមីនូស្មាតតោះលោកអើយគាំងហេដាកាហ្នឹងក៏បានសួរទៅកាន់ម៉ារីថាតើម៉ារីហ្នឹងអត់អីណាម៉ារីក៏បាននិយាយថាចាក្រហើយខ្ញុំអត់អីទេប៉ុន្តែគ្រាន់តែថាអាវរបស់ម៉ារីហ្នឹងគឺពិបាកដោះមែនតើដោយសារតែដៃរបស់ម៉ារីហ្នឹងខ្លីពេកឥឡូវនេះដែរគឺត្រូវដល់ពេលដែលម៉ារីហ្នឹងត្រូវទៅផ្ទះវិញហើយអញ្ចឹងតែហេដាកាក៏បានជួននាងមកធ្វើខ្លាំងទ្វារដែរម៉ារីនាងប្រហែលជានឹងពិបាកចិត្តតិចហើយដែលនាងត្រូវទៅផ្ទះហើយនៅលេងមួយហេដាកាអត់ទាន់អស់ចិត្តផងហេដាកាក៏បានត្រាំងដែរម៉ារីក៏បានហត់មកអោបហេដាកាព្រមទាំងបាននិយាយថានៅថ្ងៃនេះដែរគឺនាងពិតជាសប្បាយចិត្តខ្លាំងមែនតើហេដាកាក៏ដូចគ្នាដែរគាត់ក៏មានអារម្មណ៍ថាថ្ងៃហ្នឹងគាត់សប្បាយចិត្តណាស់ដែរនិយាយរំទៅម៉ារីហ្នឹងគឺនាងពិតជាសប្បាយចិត្តនៅពេលដែលនាងបានទៅដើរលេងនៅទីក្រុងរបស់សត្វកម្រនាងក៏បាននិយាយដូចជាកំសត់ចឹងក៏បាននិយាយថាជួបគ្នានៅពេលក្រោយណាយូគីហេរ៉ូហ្នឹងក៏បានណាត់ជួបម៉ារីហេដាកាដើម្បីជួយទៅធ្វើកិច្ចការផ្ទះគ្នាម៉ារីក៏តែនឹកឃើញដល់ថាខ្លួនឯងហ្នឹងក៏មានកិច្ចការផ្ទះដែររបៀបគ្រូដែលឲ្យហេដាកាហ្នឹងក៏បានសួរម៉ារីថាម៉ារីអាចអត់បានធ្វើទេមែននិយាយរំទៅគឺម៉ារីមិននាងមិនទាន់ធ្វើតតែម្ដងទេគឺមាននៅកិច្ចការផ្ទះខ្លះទៀតដែលនាងអត់បានធ្វើតែពួកគេហ្នឹងក៏បានមកប្រជុំគ្នារបៀបថាធ្វើកិច្ចការផ្ទះមួយគ្នាម៉ារីក៏បានបង្ហាញរូបរបស់យូគីទៅឲ្យហេដាកាជាមួយនឹងយូគីហេរ៉ូបានមើលតែប៉ុណ្ណឹងណាយូគីហ្នឹងគ្នាឡើងស្រីទៅកាត់សក់ឲ្យគ្នាចេញមកឡើងដូចប្រុសយូគីហេរ៉ូជាមួយនឹងហេដាកាក៏បានទៅសារដែរថាយូគីហ្នឹងគឺពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់ប៉ុន្តែណាយូគីហេរ៉ូក៏បានងាកទៅឃើញថាមាននារីពីរនាក់ហ្នឹងគាត់ស្លៀកពាក់បែបដូចជាយ៉ូកាតាបន្ទាប់មកពួកគេទាំង
3នាក់ហ្នឹងក៏បាននៅគ្នាមកឡើងជាដើមម៉ារីហ្នឹងក៏បានសួរទៅកាន់2នាក់ហ្នឹងថាតើពួកយើងហ្នឹងគួរតែឡើងដល់ណាទៀតទៅដោយសារអីម៉ារីខ្លួនតូចជាងគេហើយសំខាន់ឲ្យឡើងជាដើមចឹងទៀតអូយដាច់ខ្យល់ងាប់ហើយនិយាយវាថាកន្លែងនេះដែរគឺមានជាការហុចដៃឲ្យទៅទាំង2នាក់តែម្ដងបែនមិនវិញអត់ចាប់ទាំងអស់ប៉ុន្តែម៉ារីមានអញ្ចឹងណាអត់មានរើសមួយទេចាគឺមានជាការកាន់ដៃបដាគ្នាទៅទាំង3នាក់តែម្ដងដល់ពេលដែលពួកគេដើរទៅដល់លើនោះគឺឃើញថាមានគេប្រហោះគុំច្រើនមែនទែនហើយចេញមកឡើងស្អាតតែម្ដងបន្ទាប់ពីវិស្មការដែលក្តៅចប់សិស្សគ្រប់គ្នានឹងគឺអត់ទាន់សប្បាយចិត្តទេដោយសារអីដើរលើអត់ទាន់ឆ្អែតផងនោះឬសកាក៏បានឡើងហើយក៏បានសួរទៅកាន់អ្នកទាំងអស់គ្នាថាតើយើងគួរតែជ្រើសរើសរកផ្ទះខ្មោចហាងកាហ្វេឬមកកន្ទប់អាហារឬសកានឹងគឺចង់ដឹងចម្រើសឬមកក៏គំនិតរបស់អ្នកទាំងអស់គ្នាដោយសារអីគឺចិត្តដល់បនស្លាញ់អីចឹងទៅត្រូវតែរៀបចំនៅពេលដែលពួកគេបានចេញញញដែរយូគីហេរ៉ូក៏បានសួរទៅកាន់ហេដាកាថាតើហេដាកានឹងញ៉ាំអាហារថ្ងៃត្រង់ហើយនៅម៉ារីនឹងក៏បាននិយាយថាដោយសារតែនាងគឺត្រូវត្រួតពិនិត្យអីមួយអញ្ចឹងតែគឺសុំខ្លួនតើសិនអីយូគីហេរ៉ូក៏យល់ហើយក៏បានលឿនអ្នកទាំងពីរហ្នឹងទៅម៉ារីជាមួយនឹងហេដាកានេះគឺពួកគេទាំងពីរនេះបានដើរទៅកាន់បណ្ណាល័យពេលដែលម៉ារីយកសភៅនោះដែរគឺដោយសារតែម៉ារីហ៊ានខ្ទាបអញ្ចឹងទៅលោកអត់ដល់ទេហេដាកានឹងគាត់ក៏ជួយយកឲ្យទៅម៉ារីនឹងគឺពិតជាសប្បាយចិត្តមែនទែនហើយនាងក៏បានគិតដែរថាពេលដែលយើងមានកម្ពស់ខ្ពស់ទៅវាគឺពិតជាល្អខ្លាំងមែនទែនបន្ទាប់ពីពួកគេបាននាំគ្នាមកញ៉ាំអីនៅលើតបោស្លាញ់ហើយយូគីហេរ៉ូក៏បាននិយាយថាបើពួកយើងញ៉ាំនៅលើនេះវាហាក់ដូចជាត្រជាក់ពេកហើយដោយសារតែនៅលើតបោស្លាញ់គ្នាយើងហើយក៏គិតដែរថាមានកន្លែងណាមួយផ្សេងទៀតដែលល្អអត់ពេលដែលគេដោយសារតែឃើញម៉ារីហើយស្ងាត់ពេលក៏បានសួរថាតើម៉ារីអត់អីណែយូគីហេរ៉ូក៏បានសួរបន្ថែមទៀតដែរថាវាមកពីអាកាសធាតុត្រជាក់ពេកមែនម៉ារីក៏បាននិយាយថាអីទេនាងគឺមិនមានបញ្ហាអីទេពេលដែលម៉ារីកំពុងតែដើរជាមួយនឹងហេដាកានឹងដែរក៏មានវត្តមានរបស់អាចារ្យសារ៉ានឹងមកសារ៉ាក៏បាននិយាយថាអរគុណសម្រាប់ទឹកចិត្តល្អរបស់ម៉ារីហើយនាងមានអារម្មណ៍ថារៀងភ័យមិនទេប្រហែលជាបណ្ដាលមកពីនាងនឹងនឹកម៉ារីពេកហេដាកាក៏បានចាប់លើកដៃរបស់សារ៉ាព្រមទាំងសួរថាតើសារ៉ានឹងមកទីនេះដើម្បីអីឬមួយក៏មួយទៀតមកទីនេះធ្វើអីសារ៉ាក៏បាននិយាយថាមិនហើយដោយសារតែនាងនឹងគឺចង់ទៅញ៉ាំជាមួយនឹងម៉ារីហើយនេះហើយគឺជាមូលហេតុដែលធ្វើឲ្យសារ៉ានឹងនាងមហោម៉ារីម៉ារីក៏បាននិយាយថាចង់ទៅជាមួយខ្ញុំសារ៉ាក៏បាននិយាយបន្ថែមទៀតថាដោយសារតែថ្ងៃមុនហ្នឹងគឺម៉ារីបានជួយសង្គ្រោះខ្លួនដែលវាបណ្ដាលឲ្យអាខ្សែចងនៅសក់របស់ម៉ារីនឹងខូចខាតអញ្ចឹងទៅសារ៉ាគ្រាន់តែចង់ផ្ដល់អំណោយតិចតួចទៅកាន់ម៉ារីតែប៉ុណ្ណោះម៉ារីក៏បានយល់ព្រមពួកគេទាំងពីរនាក់ហ្នឹងក៏បានទៅជាមួយគ្នាទៅពេលនោះដែរយូគីហេរ៉ូក៏បានសួរហេដាកាថាតើមានរឿងអីមែនហេដាកាក៏បាននិយាយទៅថាម៉ារីជាមួយនឹងសារ៉ាហ្នឹងគឺបាននាំគ្នាទៅហើយយូគីហេរ៉ូក៏ពិតជាភ្ញាក់ផ្អើលមែនទែនហើយសួរថាតើវាអាចកើតឡើងដោយរបៀបណាហេដាកាក៏បានប្រាប់តាមដំណើរដើមរឿងទៅបន្ទាប់មកពួកគេក៏បានខលទៅជាមិត្តភក្តិនឹងគ្នាការមកមើលជាមួយនឹងសារ៉ាហើយនឹងម៉ារីវិញគឺថាពួកគេនឹងកំពុងតែដើមគ្នាដើរមើលសាច់ចង្សក់សារ៉ាក៏បានសួរទៅកាន់ម៉ារីថាតើម៉ារីចិត្តអត់ចំណែកម៉ារីវិញគឺរៀងអៀនមើលក៏មិនរៀងភ័យក៏មិនដឹងដែរសារ៉ាក៏ងាកមកសួរថាតើម៉ារីមានអីកើតឡើងមែនមានអីខុសចំពោះនាងអត់ពេលរំតាម៉ារីនាងចង់ជ្រើសរើសអីដែលថាហេដាកាគាត់អាចនឹងរៀងចូលចិត្តហើយមកទិញឲ្យខ្លួនឯងឬក៏មកទិញឲ្យហេដាកានឹងសារ៉ាក៏បាននិយាយថាម៉ារីឯងមិនបាច់ចាំរកអីដែលហេដាកាចង់បានទេពេលរំតាម៉ារីនាងគ្រាន់តែចង់រើសអីមួយដែលឲ្យហេដាកាមើលឃើញនាងដូចជាក្មេងស្រីធម្មតាទូទៅឬមួយក៏របៀបមិនទេមានអត់ដឹងដែរកន្លែងហ្នឹងដែរម៉ារីជាមួយនឹងសារ៉ានាំគ្នានិយាយច្រើនមែនតែមកប៉ុន្តែសិតតែពីរឿងស្នេហាអត់មានសុំផ្លោះចោលហើយដោយសារអីវាអត់សូវសំខាន់មែនផងម៉ារីក៏បានអរគុណសារ៉ាសម្រាប់ការដែលនាងនឹងស្ដាប់រឿងរបស់ខ្លួនដែលនិយាយហ្នឹងជូគីហេរ៉ូក៏មានអារម្មណ៍ថាចម្លែកដោយសារតែឃើញសក់របស់ម៉ារីហ្នឹងថ្ងៃហ្នឹងចង់ខុសពីធម្មតាម៉ារីនាងក៏បាននិយាយទៅដោយសារតែនាងគ្រាន់តែចង់ផ្លាស់ប្ដូរអីដែលបន្តិចបន្តួចតែប៉ុណ្ណោះហើយឃើញមករៀងស្អាតចឹងទៅជូគីហេរ៉ូក៏ពិតជាទសាមែនតែដោយសារតែគាត់ឃើញស្រីៗគឺតែងតែធ្វើអញ្ចឹងយកតែម្ដងរបៀបថាធ្វើមិនក៏ដោយខ្លួនឯងរៀងស្អាតជាងមុនឬមួយក៏កែច្នៃខ្លួនឯងតិចតួចពេលនោះដែរសិស្សច្បងយ៉ាណាជីនឹងក៏បានមករកយូគីហេរ៉ូសិស្សច្បងយ៉ាណាជីក៏បាននិយាយថាមកដល់ពេលដែលត្រូវអនុវត្តហើយយូគីហេរ៉ូក៏បានប្រាប់ឲ្យថាក្រៅពីការលេងបាល់បោះហ្នឹងគឺគាត់អត់ចាប់អារម្មណ៍អីទៀតទេប៉ុន្តែសិស្សច្បងយ៉ាណាជីហ្នឹងក៏បានទៅសើគាត់ហើយក៏បានអោគាត់យកទៅបន្ទាប់មកគឺនៅម៉ារីជាមួយនឹងហេដាកាពួកគេក៏បាននាំគ្នានិយាយគ្នាយ៉ាងច្រើនដែរប៉ុន្តែមិនសុំសង្ខេបយកហើយនៅពេលនោះដែរក៏មានសិស្សមួយក្រុមហ្នឹងគាត់បានដើរមកលើតបោសាលានៅពេលដែលរៀបនឹងបើកទ្វារហ្នឹងហេដាកាជាមួយនឹងម៉ារីក៏បានចេញមកធ្វើឲ្យពួកគេទាំងអស់គ្នាហ្នឹងគឺមានជាការភ្ញាក់ផ្អើលមែនទែនហើយបរិមម្នាក់ហ្នឹងក៏បានយកអាកាមេរ៉ាហ្នឹងដើម្បីថតហេដាកាគាត់ក៏បាននិយាយបន្ថែមទៀតថាគាត់ហ្នឹងគឺមានរូបភាពដ៏អស្ចារ្យហើយបើកើតនៅក្នុងថ្នាក់វិញគឺថាមានជាការនាំគ្នាប៉ាហ្មងថាណាគេចាញ់គឺត្រូវតែទិញអីវ៉ាន់ពេលរុំទៅម៉ារីយើងហើយជាមួយនឹងយូគីហេរ៉ូហ្នឹងគឺចាញ់នឹងឯងអញ្ចឹងទៅពួកគេគឺត្រូវតែទិញអីវ៉ាន់យូគីហេរ៉ូក៏បានសួរទៅកាន់ហេដាកាថាតើហេដាកាហ្នឹងអាចជួយខ្លួនដើម្បីទៅផ្សារទិញអីវ៉ាន់បានអត់ហេដាកាក៏បានបដិសេធដោយសារតែគាត់ហ្នឹងក៏ល្វល់លួចគ្នាដែរការតុបតែងរបស់ហេដាកាធ្វើចេញមកនឹងអស្ចារ្យតែម្ដង
anhនិយាយថាមួយហ្នឹងគឺនាំគ្នាហៅហ៊ីដាកាហ្នឹងថាគឺជាព្រះថែមទៀតផងដោយសារតែស្នាដៃរបស់ហ៊ីដាកាហ្នឹងគឺធ្វើចេញមកមួយហ្នឹងឡើងលយហ្មងនិយាយរំទៅយូគីហេរ៉ូហ្នឹងក៏អត់ចង់បឹងហ៊ីដាកាដែរប៉ុន្តែពួកគេនឹងទៅទិញអីវ៉ាន់ហ្នឹងច្រើនមែនតើហ្មងម៉ារីនឹងក៏បានកាត់ដល់ហ្នឹងដែរហ៊ីដាកាហ្នឹងក៏បាននិយាយថាយូគីហេរ៉ូបើសិនជាអ្នកទិញអីវ៉ាន់មកច្រើនអីអាចខលទូរស័ព្ទមកគាត់បានដែរចាំគាត់ទៅជួយពេលនោះដែរក៏មានបរិមម្នាក់ហ្នឹងដើរមកសួរហ៊ីដាកានិយាយរំទៅដោយសារតែថ្នាក់របស់ម៉ារីគឺត្រូវធ្វើហាងកាហ្វេអញ្ចឹងទៅទិញអីវ៉ាន់ហេងច្រើនដែរហ្នឹងក្រោយហ្នឹងដែរគេមកទិញអីវ៉ាន់មានអត់ចង់និយាយច្រើនទេយូគីហេរ៉ូជាមួយនឹងម៉ារីហ្នឹងក៏បានយកអីវ៉ាន់មកវិញហើយសកាក៏បាននិយាយថាសូមស្វាគមន៍ដល់ត្រឡប់មកវិញហើយមានលុយហ្នឹងគ្រប់គ្រាន់អត់យូគីហេរ៉ូក៏បានប្រាប់ទៅថាលុយហ្នឹងគឺវាគ្រប់តែម្ដងហើយនិយាយថាដូចជាបាត់ហ៊ីដាកាឬសកាក៏បាននិយាយថាគឺមានបរិះមកពីថ្នាក់ផ្សេងទៀតហ្នឹងបាននាំហ៊ីដាកាទៅនៅមិនដឹងទេដល់គាត់និយាយអំពីការសម្ភាសមិនទេនិយាយទៅបែរហ្នឹងគឺគាត់បានមកសួរហ៊ីដាកាអំពីជីវិតរស់នៅរបស់គាត់ហើយទាំងការសិក្សារបស់គាត់ទៀតថាតើគាត់យល់មិននៅពេលដែលគាត់មករស់នៅជាមួយនឹងមនុស្សនិយាយរំទៅគាត់គ្រាន់តែចង់ដឹងថាតើអារម្មណ៍របស់គាត់ដែលរស់នៅអញ្ចឹងវាមានអ្វីអញ្ចឹងឯងហើយពេលហ្នឹងដែរម៉ារីក៏បានមកស្កាក់កុំឲ្យហ៊ីដាកានឹងឆ្លើយតទៅទៀតអីចឹងទៅនិយាយរំទៅមានជាការបែរហ្នឹងហើយដេញចាប់ហ៊ីដាកាយកតែម្ដងដោយសារតែអីខ្លួននឹងចង់ស្រែអត្ថបទអីមួយចឹងណាប៉ុន្តែគ្មានតែនាំគ្នាហត់ពេញហ្នឹងទៅបន្តមកម៉ារីជាមួយនឹងហ៊ីដាកានឹងក៏បានហៅកន្លែងដែលកើពីអាប៉ែនឹងរួចខ្លួនទៅបន្តពេលនេះដែរទោះបីចេញទៅក្រៅក៏ដោយក៏អាប៉ែនឹងនៅតែតាមរកពួកគេឃើញដែរមិនសួរអាប៉ែនឹងនៅក្នុងថ្នាក់រៀនចាំពួកគេនឹងក៏ថាបានដែរនៅពេលដែលដល់ថ្ងៃប្រពៃពិធីបុណ្យនោះគឺឃើញថាមានមនុស្សជាច្រើនមែនទែនដល់ថ្នាក់របស់ម៉ារីគឺបានបើកហាងកាហ្វេរីសូកាក៏បានមកហៅម៉ារីថាដល់ម៉ោងដែលត្រូវនាងធ្វើការម្ដងហើយពួកគេនឹងក៏បានផ្លាស់ប្ដូរគ្នាហៅភ្ញៀវអញ្ចឹងទៅនិយាយពីថាមនុស្សហ្នឹងគឺកាន់តែច្រើនហើយបន្ទាប់ពីអាហារថ្ងៃត្រង់រួចដល់កន្លែងអង្គុយមួយហ្នឹងគឺសិតតែមានភ្ញៀវយកតែម្ដងគឺពួកគេមានអារម្មណ៍ថាសប្បាយចិត្តបន្ទាប់ពីម៉ារីជាមួយនឹងហ៊ីដាកាហ្នឹងគឺគាត់ធ្វើការទិញម្ហូបហើយជាស្រ័យគ្នាសលេងហ្នឹងសលេងកូនឆ្កែមិនស្រីចាំទៅកាត់សលេងចោលសិនបន្ទាប់ពីម៉ារីជាមួយនឹងហ៊ីដាកាបានទៅទិញអីញ៉ាំហើយម៉ារីនឹងក៏បានហៅហ៊ីដាកាដើម្បីទៅថ្នាក់រៀនដែលពួកគេនឹងអាចញ៉ាំអាហារបានពេលដែលម៉ារីងាកទៅនោះដែរក៏បានឃើញគេកំពុងតែបង្គុំតន្ត្រីម៉ារីក៏លើទៅមើលជុំវិញហ្នឹងទៅគឺឃើញថាមានមនុស្សច្រើនព្រមទាំងមានអារម្មណ៍ថាសប្បាយចិត្តពេលដែលម៉ារីជាមួយនឹងហ៊ីដាកាបានទៅដល់លេងនោះដែរក៏មានមនុស្សដែលនិយាយថាហ៊ីដាកានឹងគឺជាសត្វចម្លែកឬមកក៏សត្វសាហាវអញ្ចឹងទៅពួកគេទាំងពីរនាក់ក៏បានបំរុងនឹងចូលទៅលេងនៅក្នុងផ្ទះខ្មោចបរិះណាមកនឹងក៏អត់ដឹងថាតើគ្នារបស់ពួកគាត់នឹងអាចនឹងបន្លាចហ៊ីដាកាបានដែរឬអត់ទេគេថាចូលទៅខ្មោចបន្លាចនឹងម៉ារីក៏ខ្លាចហើយខ្មោចវិញក៏ខ្លាចហ៊ីដាកាទៀតរហូតទាំងពីរនឹងឯងតពីចូលផ្ទះខ្មោចហើយពួកគេក៏បានដើរលេងអីផ្សេងទៀតចឹងទៅឥឡូវកាត់ទៅមើលអ្នកផ្សេងម្ដងជូគីហេរ៉ូនឹងក៏បានហៅទៅកាន់អាប៉ែអូជីគាត់ក៏បាននិយាយថាមានតែគាត់ម្នាក់ទេដែលបានចែកលិខិត្តប័ណ្ណអាប៉ែអូគីខ្ញុំឆ្លងហៅអូជីក៏បាននិយាយថាយ៉ាងហោចណាស់ក៏ខ្ញុំពិតជាបានបង្ហាញខ្លួនចំពោះអ្នកដែរយូគីហេរ៉ូនឹងក៏បានគិតថាយ៉ាងហោចណាស់ក៏វាគឺជាចំណុចមួយដែលបានកែលម្អប៉ែអូគីនឹងដែរអូខេក៏បាននិយាយថាតើអ្នកកំពុងតែគិតអីអ្នកគិតថាអ្នកគឺជាប៉ារបស់ខ្ញុំមែនគាត់បានឲ្យយូគីហេរ៉ូនឹងឈប់សើចទៅគាត់អត់មានអារម្មណ៍ថាអត់ស្នុកនៅក្នុងខ្លួនទេយូគីហេរ៉ូនឹងក៏បានសួរអាប៉ែអូគីនឹងអំពីរឿងមនុស្សស្រីថាគាត់នឹងមាននារីស្អីសង្សារអត់ហ្នឹងអូគីក៏បាននិយាយថានារីគាត់គឺអត់មានណាគេម្នាក់ដែលបានចាប់អារម្មណ៍ជាមួយនឹងគាត់ទេរបៀបស្អីជូគីហេរ៉ូនឹងក៏បានហៅប៉ែនឹងឲ្យទៅជួយចែកលិខិត្តប័ណ្ណគ្នាទៅគឺគុំនិយាយគ្នាយូរពេកអត់មានចង់ជួយក៏ដែរនឹងគ្នាអូគីក៏បាននិយាយថាអ្នកគួរតែគ្រាន់តែអរគុណខ្ញុំទៅដោយសារតែបានខ្ញុំនឹងគឺនៅទីនេះយូគីហេរ៉ូនឹងក៏បាននិយាយថាតើអ្នកកំពុងតែនិយាយពីអីតើអ្នកនឹងគឺអត់ចេះចែកលិខិត្តប័ណ្ណទេមែនឡើងថាប៉ែអូគីនឹងគាត់ឡើងខឹងយូរតែម្ដងដោយសារតែយូគីហេរ៉ូនឹងនិយាយចេញមកអីអញ្ចឹងគ្នាក៏ចេះចែកដែរគ្រាន់តែលិខិត្តប័ណ្ណហើយដល់ខ្ញុំមើលប៉ែនឹងធ្វើមុខនិយាយមកឈ្មោះប៉ែនឹងម្ដងអូឈីម្ដងអូគីប៉ុន្តែហៅមួយណាក៏ត្រូវដែរអូជីដោយសារតែធំពីតំដៃមើងងាយអំពីយូគីហេរ៉ូពេលហ្នឹងគាត់ក៏បាននិយាយថាឲ្យយូគីហេរ៉ូនឹងបកគលអាលិខិត្តប័ណ្ណហ្នឹងទាំងអស់មកចំគាត់ជាអ្នកយកទៅដើរចែកចាយវិញអត់ទៅកញ្ញាទាំង3ឆ្នាំទី1នៅចន្ទទី3គឺមានហាងកាហ្វេណាបាទតើអ្នកនាងទាំង3ចង់ទៅញ៉ាំដែរទេគឺថាមានរសជាតិឆ្ងាញ់មែនទែនពិតជាសំទោសណាស់ខ្ញុំគឺពិតជាចង់អញ្ជើញអ្នកតាណាយ៉ាងហោចណាស់បើសិនជាមិនបានទៅអីក៏សូមឲ្យអ្នកនាងទាំង3ហ្នឹងជួយយកលិខិត្តប័ណ្ណម្នាក់មួយបានអត់និយាយថាអាចទាំង3អ្នកហ្នឹងបន្ទាប់ពីបានអូជីហ្នឹងគាត់ធ្វើ style ប្រុសស្អាតដែរហើយក៏បាននិយាយថាយកព្រមគឺពួកនាងហ្នឹងនឹងយកនិយាយលេងសើចអីឲ្យអូជីហ្នឹងស្អាតទាំងដើមមកគ្នាយើងមិនតែគ្រាន់ថាទាស់ទីចរិតអត់សិលអស់បើចេញរៀងខស្អាតចឹងមកអីមែនសម្បីតែអត់មានណាក៏ចង់លងដែរគ្នាយើងបន្ទាប់ពីចាយទាំងអស់ហ្នឹងបានចេញទៅអូឈីហ្នឹងក៏បាននិយាយថាគាត់មិននឹកស្មានថានៅពេលដែលយើងធ្វើ style ជាប្រុសស្អាតហ្នឹងវេទនាដល់ថ្នាក់អញ្ចឹងសោះគាត់មានអារម្មណ៍ថាគាត់គឺពិតជាអស់កម្លាំងខ្លាំងមែនទែន
Hochi ក៏បាននិយាយថាសូមមេត្តាហ្នឹងកុំឲ្យគាត់ធ្វើបែបហ្នឹងម្ដងទៀតអីគាត់មានអារម្មណ៍ថាដូចជាអត់ស្និទ្ធសោះ Yukihiro ហ្នឹងក៏បាននិយាយថាគាត់ហ្នឹងគឺពិតជាសុំទោសមែនទែនដែលធ្វើឲ្យ Ochi ហ្នឹងមកដើរចែកលិខិត្តប័ណ្ណបែបហ្នឹងអញ្ចឹងពេលដែលពួកគេកំពុងតែនិយាយគ្នាតែពេលនោះដែរក៏មានមនុស្សស្រីម្នាក់ហ្នឹងគាត់ដើរអោនក្បាលវាអោនចុះទៅក្រោមពេលហើយក៏បានបុកជាមួយនឹងខ្នងរបស់ Yukihiro គាត់ក៏បានឆ្លះថាតើណាគេហ្នឹងហើយនាងក៏បាននិយាយសុំទោសទៅកាន់គាត់ដែរ នារីម្នាក់ហ្នឹងក៏បាននិយាយថាគាត់សុំទោសដោយសារតែគាត់ហ្នឹងបានកិច្ចអំពីហ្វូងមនុស្សដោយសារតែគាត់ហ្នឹងគឺអត់ចូលចិត្តទេ Yukihiro ក៏បាននិយាយថាអូវាមិនអីទេគ្រាន់តែដើរបុកគាត់តិចតួចអីហ្នឹងគាត់អាចចេះប្រកាន់ទេពេលដែល Yukihiro គាត់ងាកទៅគាត់ក៏បានឃើញថាតើហ្នឹងគឺជាសារ៉ាមែនទេសារ៉ាហ្នឹងគឺនាងមានអារម្មណ៍ថាហេតុអីបានជាស្គាល់ឈ្មោះខ្ញុំពេលដែលនាងងាកមើលមុខទៅក៏បានដឹងថានេះគឺជាមិត្តភក្តិរបស់ Hidaka អន្តើពេលនៅដែរហ្នឹងសារ៉ាក៏បានព្យាយាមរនឹកទៅក៏បានគិតថាអូគឺជា Yukihiro ក៏បាននិយាយថាអូចឹងសារ៉ាឯងគឺនៅចាំឈ្មោះរបស់ខ្ញុំដែរតា Yukihiro ក៏បានសួរទៅកាន់សារ៉ាថាតើសារ៉ាហ្នឹងគឺបានមករក Hidaka មែនសារ៉ាក៏បាននិយាយថាអត់ទេគឺដោយសារតែម៉ារីហ្នឹងគឺបានអញ្ជើញនាងមកដូច្នេះហើយនាងក៏បានមកតាមពាក្យសម្ដីរបស់ម៉ារីហើយក៏បានប្រាប់ទៅដែរថានាងជាមួយនឹងម៉ារីហ្នឹងគឺជាមិត្តភក្តិនឹងគ្នាតាមពិតតែរឿងហ្នឹង Yukihiro គេដឹងយូរហើយដោយសារ Hidaka ប្រាប់អូអ្នកគ្នាចាំបានអត់ដោយសារតែមនុស្សនៅទីនេះដែរគឺមានអារម្មណ៍ថាសារ៉ាគឺនាងពិតជាអត់ចូលចិត្តក្លិនមែនទេហ្មងបានជានាងដើររៀងអត់អោនកិច្ចអំពីហ្វូងមនុស្សហ៎ Yukihiro ហ្នឹងក៏បានចាប់សារ៉ាយកមកអោបហើយដោយសារតែមានមនុស្សស្រីពីរនាក់ហ្នឹងគឺដើរប៊ីសនឹងបុកនាងឯងទៅបានជាគាត់ហ្នឹងជួយឲ្យសារ៉ាងាកមកនេះបន្តិចណា Yukihiro គឺគាត់មានបំណងចង់ជូនឲ្យសារ៉ាហ្នឹងទៅជួបម៉ារីប៉ុន្តែសារ៉ាក៏បានបដិសេធដោយសារតែនាងហ្នឹងគឺអាចទៅរកម៉ារីដល់ខ្លួនឯងបានសារ៉ានាងបាននិយាយថាមើលទៅ Yukihiro គាត់ក៏ជាបុរសដែលល្អដែរមិនឲ្យ Yukihiro ល្អមិនប្តី admin ណាពេលដែលម៉ារីបានត្រឡប់មកវិញហ្នឹងគឺឃើញថាមួយហ្នឹងគឺពិតជាប្រញាប់ដៃប្រញាប់ចឹងមែនទែនដោយសារតែភ្ញៀវហ្នឹងគឺថាចូលច្រើនមែនទែនហ្មងពេលនោះដែរសារ៉ាហ្នឹងក៏បានរកឃើញម៉ារីនាងក៏បានហត់ទៅរកម៉ារីទៅម៉ារីជាមួយនឹងសារ៉ាបានសំណស្នាគ្នាបន្តិចហើយសារ៉ាក៏បានប្រពល់ម៉ារីនឹងឲ្យទៅថតរូបជាមួយគ្នាម៉ារីក៏បានយកព្រមដែរបន្តិចក្រោយមកក៏មានបរិះមួយក្រុមហ្នឹងគាត់បានមករញ៉េរញ៉ៃគាត់បានគិតថាសារ៉ាហ្នឹងគឺជាមនុស្សស្រីដែលតុបតែងដូចជា cosplay អីចឹងទៅតែគាត់បាននិយាយថាបើសិនបើជាសារ៉ាហ្នឹងនាងធ្វើជាអ្នកបម្រើនៅក្នុងហាងកាហ្វេហ្នឹងវាមើលទៅពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់ហើយនៅពេលដែលអាប៉ែតសក់លឿងលាក្រហមហ្នឹងគាត់ចាប់កតុយរបស់សារ៉ាហ្នឹងគឺនាងភ្ញាក់ផ្អើលដោយសារតែអាប៉ែតហ្នឹងមកចាប់កតុយរបស់នាងអាប៉ែតសក់លឿងហ្នឹងក៏បានសួរថាតើហ្នឹងគឺជាកតុយពិតមែនអត់សារ៉ាក៏បាននិយាយថាហ្នឹងឯងហ្នឹងគឺជាកតុយពិតនាងក៏បានបញ្ជាក់ផងដែរថាកុំប៉ះពាល់នាងបើសិនជាគ្មានការអនុញ្ញាតទេអាប៉ែតហ្នឹងភ្លើហ្មងណាចេញមកចាប់កតុយគេទាំងតែគេអត់បានឲ្យប៉ះពាល់បើខ្ញុំវិញចាប់ដាក់គុកបាត់នេះម៉ារីក៏បានចេញមកជួយការពារសារ៉ាដែលបានថាប៉ាក់ហ្នឹងមិនដេញឲ្យច្រឡំដែលបាននិយាយថានេះគឺជាមិត្តភក្តិរបស់ខ្ញុំហើយនាងក៏ជាភ្ញៀវសំខាន់របស់ខ្ញុំផងដែរដូច្នេះហើយសូមធ្វើអាកប្បកិរិយាឲ្យត្រឹមត្រូវជាមួយនឹងភ្ញៀវពិសេសរបស់ខ្ញុំបន្តិចទៅការមក Hidaka វិញក៏កំពុងតែលើកនំប៉័ងជាមួយនឹងអាចារ្យមួយសក់ខ្លីចាឈ្មោះអីផ្លេចបាត់ហើយពេលដែលពួកគេដើរនៅដែរក៏បានឃើញមនុស្សហ្វូងមនុស្សគេកំពុងតែនិយាយគ្នាក៏ឃើញថាមានសារ៉ាជាមួយនឹងម៉ារីនៅក្នុងនោះដែរ Hidaka ក៏បានបញ្ញាទៅហើយពេលដែល Hidaka កំពុងតែហត់ទៅដែរ Yukihiro ហ្នឹងក៏បានចាប់ Hidaka ទៅកន្លែងមួយហើយឥឡូវយើងមកមើលម៉ារីវិញម្ដងអាប៉ែមួយក្រុមហ្នឹងក៏បាននិយាយថាកុំខឹងខ្លាំងពេកអីដោយសារតែចំណងចំណូលចិត្តរបស់គាត់ហ្នឹងគឺមិនមែនជាសិទ្ធិកម្រទេហើយគាត់ហ្នឹងក៏បានចាប់ដៃម៉ារីពេលនោះដែរក៏មានបរិសម្នាក់ដែលមានក្បាលជាសេះហើយគាត់ក៏បាននិយាយថាតើអ្នកពិតជាមិនមានចំណងចំណូលចិត្តទៅលើសិទ្ធិកម្រមែនទេអ្នកទាំងអស់គ្នាទេមើលអាប៉ែមុខសេះហ្នឹងណាគេហើយបើកន្លែងទៅមើលហាងកាហ្វេនោះវិញណានិយាយថាមួយនឹងពាក់ក្បាលសត្វអីខ្លះទេហើយក៏ឈ្មោះហ្នឹងដូរទៅជាហាងកាហ្វេដែលមនុស្សសត្វអីចឹងទៅរបៀបហាងកាហ្វេមនុស្សកាត់សត្វអីចឹងណាមានខ្លួនមនុស្សប៉ុន្តែក្បាលសត្វអីចឹងទៅមានអត់យល់ដែរប៉ុន្តែពេលដែលធ្វើអញ្ចឹងទៅវាចម្លែកហើយវាគួរឲ្យចាប់អារម្មណ៍មែនតើវាមានភាពទាក់ទាញណាពេលដែលយើងធ្វើយើងចម្លែកខុសគេអញ្ចឹងទៅម៉ារីក៏បានសួរទៅកាន់ Hidaka ថាតើមុនហ្នឹងមានរឿងអីកើតឡើងមែន Hidaka ក៏បាននិយាយថាម្លងពេលដែលគាត់បាននិយាយគ្នាជាមួយនឹងអ្នកដែលគាត់របៀបថាស្មាជិកនៅក្នុងក្រុមហ្នឹងណាតែពួកគេហ្នឹងគឺបានសុំឲ្យ Hidaka ឬមួយក៏សុំរបៀបតែងខ្លួនអញ្ចឹងមែនក៏មិនសូវយល់ដែរកន្លែងហ្នឹងគេនិយាយរឿងច្រើនដែរតែមានសុំកាត់ខ្លះណា Yukihiro ក៏បានមកវិញគាត់ក៏បានប្រាប់ថាគាត់ហ្នឹងគឺបានបញ្ជូនបរិះមកក្រុមហ្នឹងឲ្យទៅកន្លែងហ្នឹងវាស្តៀងនឹងទីចាត់ការដែរគ្នាយើងតែបរិះដែលពាក់មុខសេះនោះដែរគឺជា Yukihiro យើងនឹងឯងមានតែគេខ្លះបានទាយបើសិនជាអត់បានទាយក៏អីដែរដោយសារតែមាននិយាយលេងតែបើគ្នាយើងបានទាយហើយទាយត្រូវក៏
មានកដោឲ្យជួនទេនៅពេលដែលប៉មួយដែលពាក់មុខសត្វស្អីទេមានផ្លេចឈ្មោះបាត់ហើយប៉ុន្តែដឹងថាសត្វនឹងគួរឲ្យស្រឡាញ់ពេលនោះដែរសារ៉ាក៏បាននិយាយថាតាមពិតទៅទាំងអស់ហ្នឹងគឺសិតតែជាមនុស្សឯពេលហ្នឹងគឺគាត់មានឈ្មោះថាកូកូណូហាហ្នឹងគឺនិយាយថាគាត់នឹងចូលចិត្តរបៀបបានទៅសេប្រវត្តិតម្រូបផ្សេងណែនាំខ្លួនដូចជាសត្វកម្រអញ្ចឹងណាហើយគាត់ថែមទាំងមានបំណងចង់ខ្លាចទៅជាសត្វកម្រថែមទៀតផងនិយាយថាកំឡុងគាត់រៀងខុសគេហើយនៅពេលដែលដើរចេញទៅផ្ទះនោះដែរគឺថាយូគីហេរ៉ូហ្នឹងគឺគាត់បានដើរចេញទៅផ្ទះជាមួយនឹងចៅសារ៉ាចៅសារ៉ាហ្នឹងក៏បានដើរជាមួយគ្នាព្រមទាំងបាននិយាយគ្នារឿងច្រើនដែរប៉ុន្តែសំណួរមួយដែលគាត់បានសួរទៅកាន់យូគីហេរ៉ូនោះគាត់ក៏បានសួរថាយូគីហេរ៉ូនឹងចូលចិត្តអាសាកាគាត់មែនហើយយូគីហេរ៉ូនឹងក៏បានសួរទៅកាន់សារ៉ាវិញថាអញ្ចឹងសារ៉ាឯងចូលចិត្តហ៊ីដាកាដែរមែនហើយសមុទ្រយល់ពីនេះហ្នឹងហ្មងណាខែងថាសួរមនុស្សដែលខ្លួនឯងចូលចិត្តអត់ទាន់ឆ្លើយមួយហ្នឹងឥឡូវយូគីហេរ៉ូទៅសួរសារ៉ាណាទៀតអើយសារ៉ានាងពិតជាភ្ញាក់ផ្អើលមែនទែននៅពេលដែលយូគីហេរ៉ូបានដឹងថានាងហ្នឹងគឺចូលចិត្តហ៊ីដាកាគុននឹងថែមគុនមកធ្វើស្អីទេនេះហៅថាហ៊ីដាកាបានហើយបន្ទាប់ពីដឹងអំពីរឿងដែលខ្លួនឯងចូលចិត្តមនុស្សណាម្នាក់ហើយក៏ពីអ្នកនឹងរៀងថារៀងពិបាកចិត្តដែរត្រូវឥឡូវហ្នឹងមកបាយការអស់លីងយូគីហេរ៉ូក៏បានសួរទៅកាន់សារ៉ាថាតើសារ៉ាហ្នឹងគ្រាន់តែចង់និយាយគាត់សួរគាត់ថាគាត់នឹងចូលចិត្តម៉ារីតែប៉ុណ្្នឹងទេមែនតាមពិតសារ៉ាគឺនាងមិនចង់មកសួរយូគីហេរ៉ូតែប៉ុណ្្នឹងទេគឺដោយសារតែនាងនឹងចង់ឲ្យហ៊ីដាកាជាមួយនឹងម៉ារីនឹងមានពេលវេលាដើរទៅជាមួយគ្នាឬមួយក៏មានពេលវេលានៅក្បែរគ្នានឹងឯងយូគីហេរ៉ូក៏បានមើលមុខទៅកាន់សារ៉ាទៅហើយក៏បាននិយាយថាសារ៉ានឹងគឺមើលទៅមានអារម្មណ៍ថាដូចជាធម្មតាណាប៉ុន្តែសារ៉ាវិញធ្វើមុខឡើងស្លូវទៅតែម្ដងសារ៉ាក៏បាននិយាយថាតើមុខនាងនឹងពិតជាធម្មតាមែនអត់ទាំងដែលបេះដូងរបស់នាងកំពុងតែប្រែបែកហីសាក់សម័យមើលឲ្យគ្នាសប្បាយចិត្តមិនកើតលោកអើយបើមនុស្សដែលគ្នាស្រឡាញ់នឹងទៅស្រឡាញ់អ្នកផ្សេងនឹងហើយវាថាដូចតែស្រឡាញ់គេម្នាក់ឯងដែរណាខ្លាចហ្នឹងដែរគឺពួកគេនិយាយគ្នាយ៉ាងច្រើនដែរតាក់ទងជាមួយនឹងម៉ារីជាមួយនឹងហ៊ីដាកាអញ្ចឹងណាវាគេនិយាយដល់ពីអ្នកនឹងឥឡូវនេះយកមកមើលម៉ារីជាមួយនឹងហ៊ីដាកាវិញពួកគេកំពុងតែនៅលើដំបូលសាលាមើលទៅក្រោមទៅឃើញថាទីធ្លាសាលាហ្នឹងពិតជាស្អាតមែនទែនដោយសារតែនៅខាងក្រោមហ្នឹងគេធៀមនឹងប្រហោះគោមហ៊ីដាកាក៏បាននិយាយថាវាមើលទៅគឺពិតជាភ្លឺណាស់sorry មិញមើលអត់ច្បាស់តាមពិតទៅនៅក្រោមហ្នឹងមិនមែនគេប្រហោះគោមទេដូចគេដុតស្អីមិនដឹងទេមើលអត់ដឹងដែរ sorry ហើយនិយាយថាពេលដែលពួកគេហ្នឹងបានអង្គុយក្បែរគ្នាមិញហ្នឹងគឺមានអ្នកលួចថតមើលថែមទៀតផងនៅពេលដែលហ៊ីដាកាហ្នឹងគាត់យកមកមើលទៅគឺឃើញថាវាហ្នឹងគឺជាកាមេរ៉ាមួយម៉ារីនឹងបាននិយាយថាកាមេរ៉ានេះដែរគឺវាតភ្ជាប់ទៅនឹងទូរស័ព្ទដែលអាចឃើញអំពីសកម្មភាពអីអញ្ចឹងទៅដោយម៉ារីបាននិយាយថាវាគឺត្រូវបាននរណាម្នាក់ហ្នឹងកំពុងតែចង់ធ្វើបាបពួកយើងអីហ៊ីដាកាក៏បាននិយាយថាគាត់នឹងទៅប្រាប់គ្រូម៉ារីក៏បាននិយាយថាប៉ុន្តែដោយសារតែហ៊ីដាកាហ្នឹងគាត់ក៏ព្យាយាមនិយាយចឹងទៅម៉ារីក៏នាងអាចនឹងតាមតាណាពេលនោះដែរយូគីហេរ៉ូហ្នឹងក៏បានដើរមកប្រតិបាននិយាយថាថ្ងៃហ្នឹងគឺពិតជាត្រជាក់មែនតើហើយនៅពេលយកឲ្យលើដំបូលសាលាទៀតបើមិនឲ្យត្រជាក់មានតែចម្លែកយូគីហេរ៉ូក៏បានសួរទៅកាន់ពួកគេទាំងពីរអ្នកថាតើពួកគេទាំងពីរអ្នកហ្នឹងគឺគាត់ថាកាមេរ៉ាហ្នឹងជារបស់នរណាគេដោយម៉ារីបាននិយាយថាវាអាចនឹងជាមនុស្សម្នាក់ដែលមានបំណងប៉ុនប៉ងនឹងធ្វើបាបពួកគេលោកគ្រូហ្នឹងក៏បាននិយាយថាដោយសារតែគាត់ហ្នឹងគឺមានធរៈចលវអីតិចតួចចឹងទៅអាចនឹងស្អែកហ្នឹងគាត់ត្រូវពិនិត្យហើយហើយតែក៏មានអាប៉ែមួយនឹងហត់ឡើងទៅហេតុហប់មកនិយាយថាលោកគ្រូខ្ញុំមានរឿងមួយចង់ប្រាប់លោកគ្រូព្រមទាំងបានលើកទូរស័ព្ទនៅបង្ហាញលោកគ្រូថែមទៀតផងដោយសារតែហូបម៉ារីជាមួយនឹងហ៊ីដាកាមកស្លាកហ្នឹងគឺធ្វើឲ្យមានព័ត៌មានកើតឡើងហើយតែម៉ារីហ្នឹងក៏នៅក្នុងចិត្តថានេះវាគឺជាព័ត៌មានមួយដែលផុនផដែលកុហកថានាងហ្នឹងគឺត្រូវបានហ៊ីដាកាហ្នឹងរបៀបថាចាប់បំពេញអញ្ចឹងណាយូគីហេរ៉ូក៏បានទៅសួរសិស្សផងអ្នកនោះថាតើបានព័ត៌មាននេះឬមួយក៏ដឹងរឿងហ្នឹងមកពីណាតែនឹងក៏បាននិយាយថាតាមពិតទៅព័ត៌មានហ្នឹងកំណត់ហ្នឹងគឺមិនមែនចេញមកពីគាត់ទេគឺមានអ្នកដែលផ្ញើមកឲ្យគាត់អីអញ្ចឹងទៅហ៊ីដាកាក៏បានសួរថាតើវាគឺជាការបាត់ទេដោយសារតែគាត់ហ្នឹងគឺធំក្លិនរបស់អាប៉ែហ្នឹងគឺនៅជាប់នឹងកាមេរ៉ាហ្នឹងអ្នកនរគ្នាដូចជាយើងដឹងថាហ៊ីដាកាហ្នឹងគឺគាត់មានចំោះវៃមែនតើដូចជាថាអាចនឹងរកក្លិនហ្នឹងបានណាហ៊ីដាកាក៏បាននិយាយថាតើអ្នកហ្នឹងកំពុងតែព្យាយាមយករលេសហ្នឹងមកនិយាយកុហកពួកគេមែនអាប៉ែហ្នឹងក៏បាននិយាយថាគាត់ហ្នឹងគឺđãឃើញទស្សនវិជ្ជាខ្ពស់ទេគាត់នឹកស្មានថាបើសិនជាគាត់យកកាមេរ៉ាទៅថតហ្នឹងទៅវាអាចនឹងឃើញមនុស្សដែលកាន់ដៃគ្នាវាប្រសើរជាងសត្វសាហាវដែលចាប់ម្លប់ក្មេងស្រីចឹងទៅយូគីហេរ៉ូហ្នឹងក៏បានក្បួនខអាប៉ែហ្នឹងក៏បានសើចថាអូយមើលគេប្រាំអំពើហិង្សាលើខ្ញុំហើយបើសិនជាអត់មានទុកយូរទេដែរ
ហើយឃើញថាតាមផ្លែសហ្នឹងឯងក៏មានមនុស្សនិយាយច្រើនមែនទែននៅក្នុងសាលាហ្នឹងហើយវាគឺជាអតិពលនៃព័ត៌មានคล้ายៗទោះបីវាមិនមែនជាពិតក៏ដោយក៏អ្នកខ្លះគាត់ជឿគ្រាន់តែចង់មកដល់ពេលផុសភ្លាមវាថាមានមនុស្សច្រើនមែនទែនដែលបានមកសួររកហ៊ីដាកាហើយមានមនុស្សខ្លះទៀតហ្នឹងបាននិយាយថាបើសិនជាមានសិស្សសាហាវនៅទីនេះហ្នឹងគឺពួកគេហ្នឹងមិនមករៀនទេហើយនៅដែរក៏មានពាក្យចចាមម្នាក់និយាយច្រើនមែនទែនហើយក៏មានអ្នកដែលនិយាយខុសពីម៉ារីដែរទៅថាតើនោះមិនមែនជាមនុស្សស្រីដែលនៅក្នុងរូបថតហ្នឹងទេហេរំតែការវាយប្រហាររបស់ពួកហ្នឹងគឺខ្លាំងមែនទែនដែលពួកហ្នឹងបាននិយាយវាទៅយើងប៊ូលីគេឬមកក៏យើងនិយាយខុសពីគេប៉ុន្តែនិយាយគេលឺពេលដែលម៉ារីបានចូលទៅដល់ក្នុងថ្នាក់នោះដែរគឺថាអាចារ្យរិសុកាជាមួយនឹងអាចារ្យអាយ៉ាណូហ្នឹងក៏បានហត់មកអោបយកមកអុយណាគ្នាអធិស្ឋានអត់មានសកបាត់ទេនេះរឿងសកបាត់អើយលោកគ្រូគាត់ក៏បានមកដល់គាត់ក៏បានដេញឲ្យសិស្សទាំងអស់គ្នាហ្នឹងទៅរកកន្លែងរៀនខ្លួនអង្គុយទៅលោកគ្រូក៏បានសួរតើការនៅក្នុងថ្នាក់ហ្នឹងថាតើគាត់ថាហ៊ីដាកាហ្នឹងគាត់គឺជាមនុស្សល្អឬមកក៏ជាមនុស្សអាក្រក់ប្រហែលខែនេះដែរមែនអាប៉ាពីនេះនោះក៏ចេញមកនិយាយខុសគេថាហ៊ីដាកាហ្នឹងវានិយាយអាក្រក់ពីហ៊ីដាកាវាសារអីយើងដឹងហើយថាមនុស្សដែលយើងអត់ចូលចិត្តបើយើងឲ្យនិយាយល្អពីគេមិនកើតមិននិយាយពីអាក្រក់ពីគេហើយអាប៉ាអូឈីហ្នឹងគាត់ក៏បានតតទៅដែលធ្វើឲ្យមានភាពចលាចលលោកគ្រូហ្នឹងក៏បានដេញឲ្យ3នាក់ហ្នឹងទៅឈរនៅក្រោយទៅហើយលោកគ្រូក៏បានមកសួរអ្នកនៅក្នុងថ្នាក់ហ្នឹងវិញអាចារ្យរិទ្ធសកាហ្នឹងក៏បាននិយាយថាវាគ្មានផ្លូវទេដែលធីដកាហ្នឹងគាត់ទៅចាប់រំលោភបំពានលើក្មេងស្រីអញ្ចឹងហើយចំពោះរូបភាពហ្នឹងគឺអត់ច្បាស់ទៀតហើយអាព័ត៌មានហ្នឹងក៏យើងមិនដឹងថាប៉ិតឬក៏คล้ายៗទេចំពោះរិទ្ធសកាគឺនាងគាត់ថាព័ត៌មានហ្នឹងគឺវាជាព័ត៌មានដែលคล้ายៗអាចារ្យអាយ៉ាណូក៏បាននិយាយថានាងហ្នឹងក៏គិតអញ្ចឹងដែរអ្នកនៅក្នុងថ្នាក់ហ្នឹងក៏បានគិតដូចជារិទ្ធសកាដែរនិយាយរំទៅអ្នកនៅក្នុងថ្នាក់ហ្នឹងគឺបានព្យាយាមនិយាយល្អពីហ៊ីដាកាដែរដោយសារហ៊ីដាកាគាត់ក៏មិនមែនជាមនុស្សអាក្រក់ដែរគ្នាយើងហើយសម្បីតាប៉ែអូឈីហ្នឹងក៏គាត់បាននិយាយការពីហ៊ីដាកាដែរក៏មិនថាគាត់ស្អប់ហើយគាត់មកត្រូវញ៉ាខកទាំងដែលហ៊ីដាកាកំពុងតែត្រូវបានមាននរណាម្នាក់ហ្នឹងកំពុងតែធ្វើបាបឬមួយក៏ចោទប្រកាន់ដែរនៅពេលដែលហ៊ីដាកាក៏កំពុងតែអង្គុយនៅលើតុរៀននោះដែរគាត់ក៏បានឃើញយូគីហីរ៉ូនៅតែមកបង្អួចបន្តិចក្រោយមកគាត់ក៏បានឃើញអាចារ្យសារ៉េហ៊ីដាកាក៏អត់ដឹងទេថាពីអ្នកហ្នឹងមករកអីគេតាមពិតទៅពួកគេហ្នឹងក៏បាននាំគ្នាមកនិយាយពីរឿងអីមួយប៉ុន្តែសាច់រឿងនោះគេអត់ទាន់បានបង្ហាញឲ្យច្បាស់លាស់ទេតែឃើញថាយូគីហីរ៉ូជាមួយនឹងហ៊ីដាកាហ្នឹងក៏បាននិយាយគ្នាដែលតាក់ទងជាមួយនឹងរឿងរបស់ម៉ារីនិយាយច្រើនឯហ្នឹងតែមានសុំកាត់ឲ្យយកទៅគឺយូគីហីរ៉ូហ្នឹងក៏គឺពិតជាមានការខឹងសម្បារជាមួយនឹងសម្ដីរបស់ហ៊ីដាកាមែនតើដែលស្ទើរឲ្យគាត់ហ្នឹងវាយហ៊ីដាកាយកតែម្ដងប៉ុន្តែតាមពិតទៅគឺគាត់កំពុងតែនិយាយលេងទេអញ្ចឹងទៅថាពីអ្នកហ្នឹងគឺអត់មានរឿងអីធំដុំទេគ្នាយើងមិនសុំផ្លោះថាកន្លែងហ្នឹងឯងចាំមើលកន្លែងក្រោយទៀតអត់មានអត់ផ្លោះទៀតទេ sorry នៅពេលដែលយូគីហីរ៉ូគាត់មកពីនិយាយគ្នាជាមួយនឹងហ៊ីដាកាវិញក៏បានឃើញថាគាត់ហ្នឹងគឺពិតជាឈឺក្បាលមែនតើវាអាចនឹងមានការវាយបន្ទប់គ្នាដែរប៉ុន្តែវាមិនខ្លាំងខ្លាអីទេឧទាហរណ៍ដូចជាយើងយកក្បាលទៅបុកនឹងគ្នាអញ្ចឹងណាដូចអាហ្នឹងគេហៅចូលមិនអត់សូវយល់ដែរប៉ុន្តែវាអាចនឹងមានន័យដូចអញ្ចឹងដែរគីសារ៉ាក៏បាននិយាយថាវាពិតជាល្អណាស់ដែលគាត់នឹងបានទៅនិយាយគ្នាជាមួយនឹងហ៊ីដាការួចរាល់ជូគីហីរ៉ូក៏បាននិយាយថាមិនហើយគឺគាត់នឹងត្រូវតែទៅនិយាយអញ្ចឹងហើយដោយសារតែពួកគេនឹងគឺជាមិត្តភក្តិរបស់គាត់មានរឿងអីក៏គាត់អាចនឹងជួយបានដែរយូគីហីរ៉ូជាមួយនឹងសារ៉ានឹងគឺថានិយាយដល់ម៉ារីជាមួយនឹងហ៊ីដាកាហិងឆនដែរហ្នឹងណាយូគីហីរ៉ូក៏បាននិយាយថាកតុយរបស់សារ៉ានឹងគឺពិតជាលយខ្លាំងណាស់ឬមួយក៏អត់ចាយអញ្ចឹងទៅយូគីហីរ៉ូក៏បានទៅផ្អែកស្មារបស់សារ៉ាហើយគាត់ក៏បានសួរសារ៉ាថាតើគាត់នឹងធ្ងន់អត់សារ៉ាក៏បាននិយាយថាលោកអើយឡើងធ្ងន់យូគីហេរ៉ូក៏បាននិយាយថាវាពិតជាស្អាតណាស់នៅទីក្រុងរបស់មនុស្សសត្វនេះឬមកក៏ជាទីក្រុងរបស់សត្វកម្រកាត់មកមើលម៉ារីវិញនៅពេលដែលនាងកំពុងតែឈរនោះដែរក៏មានអ៊ីសក់វែងមួយហ្នឹងក៏បានដើរមកនិយាយជាមួយនឹងនាងអ៊ីមួយហ្នឹងក៏ពិតជាបារម្ភជាមួយនឹងម៉ារីមែនតើខ្លាចថានាងហ្នឹងអាចនឹងគ្រុនក្តៅនឹងចឹងទៅដោយសារតែមកកន្លែងដែលត្រជាក់ហើយមកខ្លាចត្រជាក់គ្រុនក្តៅតែមាន sorry មែនតើមានសេរីសលេងសិនឲ្យសាអៃឡែននឹងមានអារម្មណ៍ថាទាំងជាមកខ្លាំងអ៊ីមួយហ្នឹងក៏បាននិយាយថាគាត់ហ្នឹងគឺបានយកទឹកក្តៅមកខ្លះគាត់ហ្នឹងដឹងថាអ្នកហ្នឹងប្រហែលជាចង់បានខ្លះហើយអ៊ីមួយហ្នឹងក៏គឺជាម៉ែរបស់ហ៊ីដាកាហើយគាត់ហ្នឹងក៏ជាមនុស្សម្នាក់ដែលចូលចិត្តឬមួយក៏ស្រឡាញ់សត្វកម្រដូចជាគ្នាដែរនិយាយពីថាមិននិយាយតាក់ដល់ហើយនិយាយរំដៅម៉ារីហ្នឹងនេះក៏បានសុំតដែលនាងហ្នឹងអត់បានណែនាំខ្លួនឬមួយក៏វាគឺជាចរិតមួយអសិលធម៌មែនតើនៅពេលដែលជួបមនុស្សចាស់ម៉ាក់ក្មេងរបស់ម៉ារីហ្នឹងក៏បានប្រកាន់អីច្រើនដែរគឺគាត់ហ្នឹងអត់ចេះប្រកាន់យកតែម្ដងហើយមានសុំកាត់ឡើងនឹងចោលខ្លះហើយដោយសារតែវាក៏អត់សូវសំខាន់អីប្រហែលដែរពួកគេហ្នឹងគឺបាននិយាយគ្នារឿងច្រើនដែរក៏ប៉ុន្តែស្រុបនៃមកគឺបានតែប្រហែលដែរមិននិយាយប្រហែលវ៉ាច់មែនទេបន្ទាប់ពីម៉ាក់ក្មេងរបស់ម៉ារីបានទៅហើយនឹងដែរក៏ត្រូវចូលមកនិយាយជាមួយនឹងអនាគតប្តីគេម្ដងពួកគេបាននិយាយគ្នាច្រើនមែនទែនប៉ុន្តែឥឡូវសុំកាត់មកកន្លែងស្វីតហ្មងទៅហ៊ីដាកាហ្នឹងក៏បានសុំម៉ារីហ្នឹងធ្វើជាមិត្តប្រុស
ដែលសុំម៉ារីធ្វើជាសង្សារនឹងឯងបន្តែក្នុងន័យរបៀបចឹងគេហៅថាមិត្តប្រុសហើយមិនបាច់ឆ្ងល់មិនបានពួកហ្នឹងទៅមកសងស្រាញ់គ្នាអីកាលហ្នឹងដោយសារកាលមុនហ្នឹងគេគ្រាន់តែហ៊ានយកចិត្តគ្នាឥឡូវគេច្បាស់លាស់ហើយអត់និយាយលេងសើចណាកន្លែងហ្នឹងក៏រៀងរ៉ូមែនទិកហើយសំខាន់ណាស់ទៅសភាពវិញអត់អុយហ្មងឡើងស្អាតនៅពេលទៅដល់សាលាក៏មានសិស្សមួយចំនួនហ្នឹងគិតថាខ្វល់លើហ៊ីដាកែដែលថាហ៊ីដាកែហ្នឹងគឺជាសត្វមួយក៏ជាមនុស្សដែលអត់ល្អពេលនោះដែរពូម្នាក់ហ្នឹងក៏បានហៅហ៊ីដាកែជាមួយនឹងម៉ារីឲ្យទៅបន្ទប់ទទួលភ្ញៀវបន្តិចគាត់ហ្នឹងគឺមានរឿងនិយាយគ្នាដែលរឿងដែលគាត់និយាយនោះដែរគឺគាត់និយាយតាក់ទងជាមួយនឹងការដែលមានព័ត៌មានคล้ายៗនឹងឯងអតីតឈ្មោះគីណារីហ្នឹងក៏គាត់បាននិយាយច្រើនមែនតើដែលតាក់ទងថាតើវាគឺជាព័ត៌មានពិតហេតុអីបានជាត្រូវហៅម៉ាក់របស់គាត់ហ្នឹងមកអញ្ចឹងដែលទ្វាពិតជាគួរឲ្យអាម៉ាស់ខ្លាំងណាស់ហើយបើដឹងថាធ្វើអញ្ចឹងអាម៉ាស់ដល់មុខម៉ែឪហើយចាំមិនបានខំប្រឹងម៉េចពួកមិនហ្នឹងក៏បាននិយាយទៅកាន់អបគីណារីនឹងថាឲ្យគួរនឹងតែបិទមកទៅដោយសារតែមានសិស្សរាយការណ៍ថាគាត់នឹងបានយកកាមេរ៉ាខ្លះទៅរាយនៅដំបូលសាលាសូមអភ័យទៅមិនមែនរាយទេគឺដាក់នៅលើដំបូលសាលាឬមួយក៏កន្លែងខ្លះទៀតអីចឹងទៅម្ដាយរបស់អបហ្នឹងគឺពិតជាមានអារម្មណ៍ថាសោកស្ដាយមែនទេឬមួយក៏ពិតជាមានអារម្មណ៍ថាខូចចិត្តដែរដោយសារតែកូនប្រុសរបស់ខ្លួនហ្នឹងគឺបានទៅសេព័ត៌មានคล้ายៗឬមួយក៏បង្កើតរឿងនឹងទឹកចិត្តជាម្ដាយខំឲ្យកូនយកលុយទៅហ៊ានមួយថ្ងៃឡើងប្រមាណ100លានឯងតែមើលកូនវិញធ្វើច្រឹកចេញមកឲ្យតែម៉ែខ្មាស់គេបើសិនជាយើងមិនបានជួយអីដល់ម៉ែឲ្យយើងឲ្យខំទៅហ៊ានឲ្យឪពុកគាត់សុបាយចិត្តទៅបានហើយតែមកបង្កបញ្ហាចឹងទៀតមានអារម្មណ៍ថាគាត់នឹងរកលុយឲ្យតែហ៊ានរកថ្ងៃហ្នឹងគឺអត់ន័យហ្មងឥឡូវហ្នឹងឯងមានសំខាន់ខ្លះៗឲ្យហ៊ីដាកែគាត់តែនិយាយអំពីរឿងប្រវត្តិសាស្ត្រដែលថាមនុស្សនឹងធ្លាប់ខ្លាចពួកសត្វកម្រហើយមកដល់ឥឡូវហ្នឹងក៏ដូចគ្នាដែរបច្ចុប្បន្នហ្នឹងនិយាយរួមទៅគឺមានមនុស្សច្រើនមែនតើដែលគិតថាពួកសត្វកម្រហ្នឹងគឺជាសត្វដែលអាក្រក់អីចឹងទៅតាមការពិតទៅសត្វកម្រហ្នឹងក៏ដូចជាមនុស្សយ៉ាងដូចគ្នាមានល្អមានអាក្រក់ដូចតែគ្នាហ្នឹងប៉ុន្តែមនុស្សមួយចំនួនគេគិតបែបផ្នែកគំនិតរបស់គេពេលដែលពួកគេមកដល់ដែរគឺថាសាលាហ្នឹងគឺបិទទ្វារទៀតហើយពួកគេក៏ត្រូវផ្លូវលបងទៀតអញ្ចឹងទៅហ៊ីដាកែហ្នឹងគាត់ក៏បានឡើងទៅមុនហើយព្រមទាំងបានហៅម៉ារីហ្នឹងឲ្យឡើងជាមួយគ្នាទស្សនភាពនេះដែរគឺធ្វើឲ្យយើងនៅទៅដល់អេពីសូតមួយមែនទែនប៉ុន្តែតោះថងថាអ្នកដែលហុចដៃមកហ្នឹងគឺជាម៉ារីប៉ុន្តែនៅអេពីសូតទី12នេះដែរអ្នកដែលហុចដៃមកគឺជាហ៊ីដាកែឥឡូវហ្នឹងដែរគឺថារឿងហ្នឹងគឺចប់ហើយគឺចាប់មកស៊ីសានយកតែម្ដងបើសិនជាមានស៊ីសានទី2អីហ្នឹងចាំមិនមានសង្ខេបឲ្យទៀតឥឡូវហ្នឹងដែរគឺសូមជម្រាបលាហើយបាយបាយ